នឹងមានការភ្ញាក់ផ្អើលដ៏ធំមួយដែលនឹងចូលមករកអ្នកទាំងអស់គ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានសារមួយដែលចង់ប្រាប់មកដល់អ្នកទាំងអស់គ្នាថានឹងមានការភ្ញាក់ផ្អើលដ៏ធំមួយដែលនឹងចូលមករកអ្នកទាំងអស់គ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសក្រុមដែលអ្នកទាំងអស់គ្នាស្រឡាញ់ពេញចិត្តហើយយើងទៅមើលអត្ថន័យទាំងអស់គ្នាថាតើមានអ្វីដែលនឹងចូលមកដល់អ្នកទាំងអស់គ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះសួស្តីក្រុមទី1អញ្ចឹងការភ្ញាក់ផ្អើលដ៏ធំបំផុតមួយដែលនឹងចូលមករកអ្នកទាំងអស់គ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះអាចថាអ្នកទាំងអស់គ្នានឹងបានជួបឬក៏ការមកដល់នៃមនុស្សម្នាក់ដែលជាបុគ្គលមានឥទ្ធិពលខ្លាំងទៅលើជីវិតរបស់អ្នកទាំងអស់គ្នាសូមបើកវងកញ្ចក់បន្តិចប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលមិនទាន់បាន Subscribe ឬក៏ Follow ទៅលើ Page របស់ខ្ញុំសូមជួយ Subscribe និង Follow ទៅលើ Page របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអញ្ចឹងយើងទៅមើលសញ្ញាកាតបន្តអញ្ចឹងដោយសារមានកាត The Imperial អញ្ចឹងកាត The Imperial នេះវាតំណាងឲ្យអ្នកដឹកនាំម្ចាស់អាជីវកម្មគេហៅអ្នកគ្រប់គ្រងធំមួយ CEO ឬក៏មនុស្សដែលមានឥទ្ធិពលឬក៏ជាប្រភេទមនុស្សដែលជោគជ័យខ្លាំងទៅលើអីមួយហើយបុគ្គលម្នាក់ហ្នឹងក៏ជាបុគ្គលម្នាក់ដែលអ្នកទាំងអស់គ្នានឹងធ្លាប់គោរពធ្លាប់សរសើរឬក៏អ្នកទាំងអស់គ្នាមើលឃើញថាម្នាក់ហ្នឹងគឺជាមនុស្សម្នាក់ដែលមានគេហៅថាកម្រិតខ្ពស់ឬក៏គេហៅថា high class ជាងអ្នកទាំងអស់គ្នាហើយអ្វីដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់ហ្នឹងអាចថាម្នាក់ហ្នឹងបុគ្គលម្នាក់ហ្នឹងអាចជាអ្នកមករកអ្នកទាំងអស់គ្នាអាចថាជាបុគ្គលម្នាក់ដែលល្បីបុគ្គលម្នាក់ដែលខ្ពង់ខ្ពស់ជាងអ្នកទាំងអស់គ្នាបុគ្គលជោគជ័យខ្លាំងជាងអ្នកទាំងអស់គ្នាហ្នឹងគេមករកអ្នកទាំងអស់គ្នាមិនមែនអ្នកទាំងអស់គ្នានឹងដើរទៅរកគេទេអាហ្នឹងគឺជាចំណុចដែលអ្នកទាំងអស់គ្នានឹងនឹកស្មានមិនដល់ហើយអ្វីដែលបុគ្គលម្នាក់នឹងចូលមករកអ្នកទាំងអស់គ្នានឹងអាចថាដោយសារម្នាក់នឹងគេចាប់អារម្មណ៍ទៅលើទេពកោសល្យរបស់អ្នកទាំងអស់គ្នាគេចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់អ្នកទាំងអស់គ្នាឬក៏បុគ្គលម្នាក់នឹងគេចាប់អារម្មណ៍ទៅលើបុគ្គលិកលក្ខណៈរបស់អ្នកទាំងអស់គ្នាអញ្ចឹងពេលហ្នឹងអ្នកទាំងអស់គ្នាខ្លួនឯងនឹងមានការភ្ញាក់ផ្អើលមួយកើតឡើងអាចថាយើងមានសំណួរមួយនៅក្នុងចិត្តខ្លួនឯងដោយការចោទសួរដោយឆ្ងល់ថាចំម្នាក់ហ្នឹងឬក៏បុគ្គលដែលខ្ពង់ខ្ពស់បែបហ្នឹងគេមើលឃើញអ្នកទាំងអស់គ្នាដែរគេចាប់អារម្មណ៍មកលើអ្នកទាំងអស់គ្នាដែរអាចថាជាសំណួរមួយយើងភ្ញាក់ផ្អើលឬក៏យើងមិនគួរជឿនៅក្នុងចិត្តខ្លួនឯងប៉ុន្តែអ្នកថារក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ទៅដល់អ្នកទាំងអស់គ្នាវិញថាអ្នកដែលខ្ពង់ខ្ពស់ហ្នឹងគឺគេមើលឃើញសមត្ថភាពរបស់អ្នកទាំងអស់គ្នាគេចាប់អារម្មណ៍ទៅលើបុគ្គលិកលក្ខណៈដែលគេហៅថាដែលមើលទៅគួរចាប់អារម្មណ៍ហ្នឹងគឺគេពិតជាចាប់អារម្មណ៍មកលើអ្នកទាំងអស់គ្នាមែនអញ្ចឹងអាចថានៅពេលហ្នឹងអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាទីបំផុតមានអ្នកចាប់អារម្មណ៍ឬក៏មានអ្នកឃើញមកលើតម្លៃពិតប្រាកដរបស់អ្នកទាំងអស់គ្នាហើយសម្រាប់សញ្ញាការដណ្ដើមអស់ណាញនេះវិញគឺវាបង្ហាញថាអ្នកទាំងអស់គ្នានឹងអាចថាជាមនុស្សម្នាក់ដែលធ្លាប់រស់នៅជាមួយនឹងការគិតច្រើនជាមនុស្សម្នាក់ដែលគេហៅថាក្នុងចិត្តយើងនឹងវាអត់ស្ងប់តែគិតរវើរវាយច្រើនហើយជាញឹកញាប់នឹងអ្នកទាំងអស់គ្នានឹងអាចថាតែទៅសួរខ្លួនឯងថាអ្នកទាំងអស់គ្នានឹងល្អគ្រប់គ្រាន់អត់តើគេគិតយ៉ាងម៉េចមកលើអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានឹងជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដែរឬក៏អត់ឬក៏មួយទៀតអាចថាអ្នកទាំងអស់គ្នានឹងតែសង្ស័យមកលើខ្លួនឯងរហូតហើយអាចថាអ្នកទាំងអស់គ្នានឹងតែសួរថាតើខ្ញុំជោគជ័យដូចគេដែរឬក៏អត់អញ្ចឹងអានេះគឺជាសំណួរដែលអ្នកទាំងអស់គ្នានឹងតែសួរមកខ្លួនឯងហើយអាចថាយើងជាមនុស្សម្នាក់ដែលគិតច្រើនហើយរស់នៅក្នុងគេហៅថាសំណួរបែបហ្នឹងជារៀងរាល់ថ្ងៃហើយមួយទៀតក៏បង្ហាញថាអ្នកទាំងអស់គ្នានឹងគឺជាមនុស្សម្នាក់ដែលពូកែខាងលើកទឹកចិត្តខ្លួនឯងពូកែខាងគេហៅថាអប់រំផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំហើយប៉ុន្តែពេលខ្លះអ្នកទាំងអស់គ្នាខ្លួនឯងហ្នឹងក៏ជាមនុស្សម្នាក់ដែលរិះគន់ខ្លួនឯងខ្លាំងជាងគេផងដែរចឹងមានន័យថាយើងជាអ្នកដែលពូកែលើកទឹកចិត្តខ្លួនឯងហើយក៏ជាអ្នកដែលពូកែរិះគន់ខ្លួនឯងហ្នឹងខ្លាំងជាងគេទៅទៀតអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាហ្នឹងចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាការសង្ស័យភាពមិនច្បាស់លាស់ការគិតច្រើនទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាហ្នឹងវាត្រូវបានបញ្ចប់ហើយអាចថាបន្តិចទៀតអ្នកទាំងអស់គ្នានឹងលែងមានអារម្មណ៍បែបហ្នឹងកើតឡើងហើយសម្រាប់សញ្ញាការដ៏ឯកអស់ណាយវិញគឺវាបង្ហាញថាអ្នកទាំងអស់គ្នាគឺជាប្រភេទមនុស្សដែលគិតច្រើនពេកជាប្រភេទមនុស្សដែលវិភាគច្រើនពេកវិភាគគ្រប់យ៉ាងវិភាគគ្រប់រឿងហើយវាបង្ហាញថាអ្នកទាំងអស់គ្នានឹងតែងតែចង់ចាប់ផ្ដើមអីមួយលុះត្រាតែមានអីគ្រប់គ្រាន់បានអ្នកទាំងអស់គ្នាចាប់ផ្ដើមកើតទី1ហើយទី2អាចថាអ្វីដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមនឹងវាអ្នកទាំងអស់គ្នាចង់បានលទ្ធផលនឹងវាល្អឥតខ្ចោះបណ្ដោយបានន័យថាយើងចង់ធ្វើអីមួយចង់បានលទ្ធផលល្អខ្លាំងឬក៏ចាប់ផ្ដើមធ្វើអីមួយចង់ឃើញលទ្ធផលភ្លាមហើយលទ្ធផលបានច្រើនទៀតបើមិនជាលទ្ធផលទាំងអស់នឹងវាអត់បានភ្លាមឬក៏អត់បានច្រើនដោយការគិតទេអ្នកទាំងអស់គ្នានឹងអត់មានអារម្មណ៍ក្នុងការធ្វើវាអត់មានអារម្មណ៍ក្នុងការចាប់ផ្ដើមវាបានថាទឹកចិត្តយើងនឹងចាប់ផ្ដើមធ្លាក់ចុះអញ្ចឹងThe Age of Nineនេះវាបង្ហាញថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលគិតច្រើនពេក
វិភាគច្រើនពេកអញ្ចឹងពេលខ្លះអាការគិតច្រើនជាងការធ្វើឬក៏ការវិភាគច្រើនជាងសកម្មភាពដែលយើងធ្វើយើងបានតែគិតតែសកម្មភាពអត់មានឬក៏សកម្មភាពតិចជាងការគិតវាคล้ายទៅជាគេហៅថាคล้ายទៅជាឧបសគ្គឬក៏คล้ายទៅជារឿងមួយដែលរារាំងអ្នកទាំងអស់គ្នាអត់អាចទៅមុខរួចអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកទៅដល់អ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នានឹងឈប់គិតថាធ្វើអីមួយលុះត្រាតែមានអីគ្រប់គ្រាន់បានអាចធ្វើកើតធ្វើអីមួយលុះត្រាតែលទ្ធផលនឹងល្អគ្រប់គ្រាន់ឬក៏លទ្ធផលនឹងបានចេញមកគេហៅថាលទ្ធផលឃើញភ្លាមឬក៏បានលទ្ធផលមកច្រើនអញ្ចឹងនិយាយថាលទ្ធផលដែលយើងធ្វើនឹងចង់បានច្រើនហ្នឹងគឺអ្នកទាំងអស់គ្នានឹងឈប់គិតឬក៏កាត់បន្ថយអាការគិតបែបហ្នឹងតទៅទៀតទៅហើយអ្នកទាំងអស់គ្នាត្រូវចាប់ផ្ដើមធ្វើវាហើយចាប់ផ្ដើមបន្តដំណើរឬក៏ចាប់ផ្ដើមឈានដើរចេញពីព្រោះអាការចាប់ផ្ដើមគឺជាចំណុចល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាកុំឲ្យគិតច្រើនតែអត់មានការចាប់ផ្ដើមគិតច្រើនតែអត់មានសកម្មភាពវាអត់បានទទួលលទ្ធផលអីទេហើយសម្រាប់សន្លឹកការ The King of Cup នេះវិញគឺវាបង្ហាញថានឹងមានមនុស្សម្នាក់ទៀតដែលនឹងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហើយមនុស្សម្នាក់នោះគឺជាប្រភេទមនុស្សម្នាក់ដែលពោពេញទៅដោយក្តីស្រឡាញ់ការយកចិត្តទុកដាក់ឬក៏គេហៅថាជាមនុស្សដែលមានភាពចាស់ទុំខ្លាំងខាងចិត្តខាងគំនិតហ្នឹងហើយអាចថាជាមនុស្សដែលចូលមកហ្នឹងមានការការពារមកលើអ្នកទាំងអស់គ្នានឹងច្រើនបានន័យថាជាប្រភេទមនុស្សដែលយកចិត្តទុកដាក់មកលើអ្នកទាំងអស់គ្នាគេហៅបណ្ដោះបណ្ដាលធ្វើឲ្យអ្នកទាំងអស់គ្នានឹងមានទំនុកចិត្តលើខ្លួនឯងធ្វើឲ្យអ្នកទាំងអស់គ្នានឹងមានភាពកក់ក្ដៅក្នុងចិត្តអញ្ចឹងអារម្មណ៍ដែលយើងភ័យខ្លាចអារម្មណ៍គេហៅថាអាការបាក់ទឹកចិត្តឬក៏អារម្មណ៍ដែលយើងមិនមានទំនុកចិត្តខ្លួនឯងហ្នឹងអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមមានភាពជឿជាក់ឬក៏មានទំនុកចិត្តទៅលើសមត្ថភាពទៅលើគេហៅថាខ្លួនឯងហ្នឹងខ្លាំងឬក៏ចាប់ផ្ដើមជឿជាក់មកលើខ្លួនឯងហ្នឹងឡើងវិញដោយសារហេតុអីមនុស្សម្នាក់ហ្នឹងគឺគាត់ចូលមកគេហៅថាមនុស្សដែលជួយយើងចូលមកគាត់បើកចិត្តទលាអញ្ចឹងគាត់ព្យាយាមគាត់អត់មានលក្ខណៈគេហៅថាមិនបានមកចាប់កំហុសឬក៏ជន់ពន្លិចយើងលក្ខណៈបើកចិត្តឲ្យយើងបង្ហាញអ្វីដែលយើងចង់ធ្វើសមត្ថភាពដែលយើងមានបើយើងខុសគាត់កែតម្រូវបើយើងគេហៅថាមនុស្សចិត្តទលានឹងឯងនឹងចូលមកជួយអ្នកទាំងអស់គ្នានឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងមានអារម្មណ៍មានភាពកក់ក្ដៅឡើងវិញហើយមួយវិញទៀតអ្វីដែលអ្នកទាំងអស់គ្នាគួរតែចាប់អារម្មណ៍ធំបំផុតនោះគឺថាអ្នកទាំងអស់គ្នានឹងទទួលបានពរជ័យពីអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាពីព្រោះអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលមានការចង់រីកចម្រើនខាងសតិបញ្ញាផ្លូវចិត្តឬក៏ផ្លូវវិញ្ញាណខាងក្នុងរបស់ខ្លួនឯងអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលស្រឡាញ់ការរៀនសូត្រស្រឡាញ់ចំណេះដឹងស្រឡាញ់អ្វីដែលថ្មីចង់អាប់ដេតខ្លួនឯងឲ្យមានអីដែលថ្មីសម្រាប់ទាំងចំណេះដឹងទាំងគំនិតទាំងបញ្ញាអីទាំងអស់នឹងឯងហើយមួយទៀតអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើសមាធិបានន័យថាចូលចិត្តសមាធិឲ្យអារម្មណ៍ខ្លួនឯងស្ងប់ឲ្យមានសន្តិភាពផ្លូវចិត្តអាចថាយើងជាមនុស្សដែលចូលចិត្តព្យាបាលផ្លូវចិត្តរបស់ខ្លួនឯងសមាធិធ្វើឲ្យចិត្តយើងស្ងប់ធ្វើឲ្យយើងមានសន្តិភាពខាងផ្លូវចិត្តហើយអាចថាយើងជាមនុស្សម្នាក់ដែលចូលចិត្តអភិវឌ្ឍខ្លួនឯងបានន័យថាយើងចង់ឲ្យខ្លួនឯងនឹងល្អពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃនឹងគឺចង់ upgrade ខ្លួនឯងឲ្យក្លាយទៅជាមនុស្សល្អនឹងឯងអញ្ចឹងចក្រវាលក៏សម្រេចចិត្តផ្ដល់ពរជ័យឬក៏រង្វាន់អីមួយដែលទាក់ទងជាមួយនឹងខាងផ្លូវចិត្តគំនិតបញ្ញាស្មារតីហើយនឹងខាងហិរញ្ញវត្ថុមកដល់អ្នកទាំងអស់គ្នាដោយសារអ្នកទាំងអស់គ្នាជាប្រភេទមនុស្សដែលគេហៅថាចិត្តស្ងប់ផ្លូវចិត្តល្អហើយមួយវិញទៀតអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់មកដល់អ្នកទាំងអស់គ្នាថាឲ្យកំណត់គោលដៅឲ្យបានច្បាស់លាស់ទៅលើគេហៅថាទិសដៅរបស់ខ្លួនឯងតើយើងចង់ទៅណាជីវិតរបស់យើងតើយើងចង់ជោគជ័យទៅលើអ្វីអញ្ចឹងចំណុចនេះគឺអ្នកថែរក្សានឹងចង់ប្រាប់ថាឲ្យយើងកំណត់ទិសដៅភាពជោគជ័យរបស់ខ្លួនយើងនឹងថាចង់ជោគជ័យទៅលើអីចង់ឲ្យជីវិតខ្លួនឯងនឹងទៅណាទិសដៅជីវិតរបស់ខ្លួនឯងនឹងគឺជាអីអញ្ចឹងអានេះគឺជាចំណុចមួយដែលចង់ឲ្យអ្នកទាំងអស់គ្នានឹងគិតសារឡើងវិញហើយកំណត់ឲ្យបានច្បាស់សារឡើងវិញពីព្រោះថាជាធម្មតាមនុស្សទូទៅគាត់ចង់ជោគជ័យគាត់ចង់សម្រេចបំណងរបស់ខ្លួនឯងប៉ុន្តែគាត់អត់ដឹងថាគាត់ធ្វើអីទិសដៅគាត់ជាអីបំណងពិតប្រាកដគាត់ជាអីអញ្ចឹងទាំងអស់ហ្នឹងវាបានន័យថាយើងចង់ជោគជ័យប៉ុន្តែយើងអត់ដឹងទៅណាអត់ដឹងជោគជ័យលើអីអញ្ចឹងអាហ្នឹងគឺជាចំណុចច្បាស់លាស់របស់ខ្លួនឯងដែលត្រូវកំណត់ដើម្បីឲ្យយើងអាចគេហៅថាដូចជាផែនទីមួយអញ្ចឹងនៅពេលដែលយើងកំណត់ទិសដៅច្បាស់យើងកំណត់គោលដៅច្បាស់គឺការដើរទៅរកអាទិសដៅនិងគោលដៅរបស់យើងហ្នឹងវាកាន់តែមានភាពងាយស្រួលជាងមុនហើយយើងដឹងទិសដៅខ្លួនឯងច្បាស់លាស់ទៀតអញ្ចឹងអាចថាអ្នកមួយចំនួននៅក្នុងក្រុមទី1នេះប្រហែលជាអ្នកទាំងអស់គ្នារាល់ថ្ងៃហ្នឹងគេហៅថារស់នៅគេហៅរស់នៅឲ្យតែផុតពីមួយថ្ងៃទៅមួយថ្ងៃមួយថ្ងៃទៅមួយថ្ងៃឬក៏គ្រាន់តែធ្វើការងារអីមួយឲ្យតែបានផ
ផុតពីមួយថ្ងៃទៅមួយថ្ងៃបានន័យថាជាការងារមួយឬក៏យើងរស់នៅបែបគេហៅថាយើងអត់មានទិសដៅច្បាស់លាស់យើងអត់បានកំណត់គោលដៅច្បាស់លាស់បានន័យថាបើការងារវិញយើងធ្វើឲ្យមួយថ្ងៃនឹងផុតគឺផុតហើយបានន័យថាយើងធ្វើយ៉ាងម៉េចឲ្យផុតតែមួយថ្ងៃបើអត់យើងអត់បានធ្វើវាដើម្បីទិសដៅណាមួយពិតប្រាកដនៅក្នុងគោលដៅជីវិតរបស់យើងបានន័យថាយើងធ្វើការងារនឹងដែលមិនមែនជាការងារមួយដែលយើងមិនបានប្រឹងថាវាឲ្យសម្រេចអីគេនៅខាងមុខគឺយើងអត់បានគិតបែបហ្នឹងទេគឺយើងថាធ្វើម៉េចឲ្យទៅរួចផុតអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកមួយចំនួននៅក្នុងក្រុមទី1ហ្នឹងរាល់ថ្ងៃហ្នឹងអាចថាមានអ្នកខ្លះគាត់ធ្វើបែបហ្នឹងឬក៏កំពុងតែគិតបែបហ្នឹងអញ្ចឹងចំណុចនេះគឺដូចនិយាយមុនហ្នឹងអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាហ្នឹងរំលឹកមកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាត្រូវកំណត់ទិសដៅខ្លួនឯងឲ្យបានច្បាស់លាស់តើអ្នកទាំងអស់គ្នាចង់ជោគជ័យទៅលើអីអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែកំណត់ឲ្យបានច្បាស់លាស់ហើយតម្រង់វាទៅនឹងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានកំណត់គោលដៅឬក៏កំណត់ថាអ្នកទាំងអស់គ្នានឹងចង់ទៅណាអញ្ចឹងទ្វារនឹងបើកឲ្យអ្នកទាំងអស់គ្នានៅផ្លូវហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាកំណត់ថាចង់ទៅណាហើយទិសដៅទៅណាផ្លូវទៅណាអញ្ចឹងអាទ្វារហ្នឹងវានឹងចាំបើកឲ្យអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាអត់បានកំណត់ថាទៅណាឲ្យច្បាស់ទេវាគេហៅថាបើអ្នកថែរក្សាវិញក៏មិនដឹងថាចង់បើកផ្លូវអីឲ្យអ្នកទាំងអស់គ្នាដែរបានន័យថាតើអ្នកទាំងអស់គ្នាចង់ទៅណាសិនកំណត់ឲ្យច្បាស់ថាជាទិសដៅអីផ្លូវទៅណាអញ្ចឹងទ្វារហ្នឹងវានឹងបើកឲ្យអ្នកទាំងអស់គ្នានឹងដោយខ្លួនឯងហើយអញ្ចឹងអ្នកទាំងអស់គ្នាកុំខ្លាចក្នុងការកំណត់ទិសដៅធំសម្រាប់ជីវិតរបស់ខ្លួនឯងអ្នកទាំងអស់គ្នាកុំខ្លាចក្នុងការកំណត់ក្តីសុបិនធំរបស់ខ្លួនឯងអាការសម័យកុំគិតថាវាធំពេកខ្ញុំធ្វើមិនកើតអ្នកទាំងអស់គ្នាកុំខ្លាចបានន័យថាយើងត្រូវកំណត់អាទិសដៅធំនឹងឡើងពីព្រោះអ្នកទាំងអស់គ្នានៅក្នុងក្រុមទី1នេះអាចថាអ្នកទាំងអស់គ្នាកើតមកនឹងមិនមែនកើតមកបែបគេហៅថាការរស់នៅបែបធម្មតាទេពីព្រោះអ្នកទាំងអស់គ្នាត្រូវបំពេញការងារធំអីមួយហើយអ្នកទាំងអស់គ្នាត្រូវបានបង្កើតឡើងមកដើម្បីយើងធ្វើការងារមួយដែលមានតម្លៃហើយការងារមួយដែលគេហៅថាមិនមែនជាការងារតូចតាចទេហើយមួយវិញទៀតអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាក៏ចង់រំលឹកមកដល់អ្នកទាំងអស់គ្នាបន្ថែមថាឲ្យអ្នកទាំងអស់គ្នានឹងគឺត្រូវចេះយកចិត្តទុកដាក់ទៅលើសុខភាពរបស់ខ្លួនឯងបន្ថែមទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តសម្រាប់សុខភាពផ្លូវកាយអ្នកទាំងអស់គ្នាត្រូវតែឧទាហរណ៍ដូចយើងញ៉ាំទឹកឲ្យបានច្រើនយើងត្រូវកាត់បន្ថយជាតិស្ករយើងត្រូវជ្រើសរើសចំណីអាហារល្អៗសម្រាប់ខ្លួនឯងយើងត្រូវមានពេលវេលាសម្រាប់ហាត់ប្រាណឲ្យខ្លួនឯងឲ្យមានភាពរឹងមាំរាងកាយមានភាពរឹងមាំហើយសម្រាប់រូបរាងខាងក្រៅវិញអ្នកទាំងអស់គ្នាត្រូវផ្ដល់រង្វាន់មកឲ្យខ្លួនឯងត្រូវចេះផ្ដល់រង្វាន់មកដល់ខ្លួនឯងត្រូវចេះគេហៅថាសម្រាប់មនុស្សស្រីអាចថាយើងធ្វើម៉េចឲ្យស្បែកយើងស្អាតឬក៏យើងធ្វើម៉េចឲ្យខ្លួនឯងមើលទៅស្រស់ថ្លាដូចជាយើងមានសម្លៀកបំពាក់ស្អាតបាតឬក៏យើងប្រើរបស់ល្អដូចជាទឹកអប់អីចឹងសំខាន់យើងធ្វើឲ្យខ្លួនឯងស្អាតបាត make up អីចឹងទៅបានន័យថាឲ្យខ្លួនឯងមើលទៅស្រស់ថ្លារីករាយឲ្យរង្វាន់មកដល់ខ្លួនឯងឲ្យចេះមានការផ្ដល់រង្វាន់មកដល់ខ្លួនឯងហើយសម្រាប់សុខភាពផ្លូវចិត្តវិញអ្នកទាំងអស់គ្នាត្រូវធ្វើឲ្យខ្លួនឯងនឹងមានអារម្មណ៍ស្ងប់ស្ងាត់គេហៅថាមានសន្តិភាពផ្លូវចិត្តកុំឲ្យបលឹមឡើយយើងបើកទូរស័ព្ទពុកឃើញរឿងអវិជ្ជមានចូលមកធ្វើអារម្មណ៍យើងមួម៉ៅតបប្រមាថទាំងបលឹមតាំងពីបលឹមរហូតដល់បលប់ហ្នឹងគឺអារម្មណ៍ចាប់ផ្ដើមអត់ល្អតាំងពីព្រឹកមកអញ្ចឹងអានេះគឺជាចំណុចមួយដែលអ្នកថែរក្សារបស់អ្នកទាំងអស់គ្នានឹងចង់រំលឹកអ្នកទាំងអស់គ្នាមកឲ្យចេះថែរក្សាសុខភាពខ្លួនឯងបន្ថែមពីព្រោះដោយបាននិយាយពីមុនអញ្ចឹងបានន័យថាពីដំបូងអញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបានពរជ័យទាំងផ្លូវវិញ្ញាណផ្លូវស្មារតីចំណេះដឹងនិងលុយកាក់ដោយសារហេតុអីដោយសារអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលមានអារម្មណ៍ស្ងប់ស្ងាត់អារម្មណ៍សន្តិភាពចិត្តល្អនឹងឯងអញ្ចឹងចំណុចនេះគឺឲ្យរំលឹកឲ្យអ្នកទាំងអស់គ្នានឹងធ្វើអានឹងបន្តទៀតកុំឲ្យគេហៅថាមានរឿងអវិជ្ជមានខាងក្រៅវាប៉ះពាល់ដល់អារម្មណ៍យើងខាងក្នុងហើយសម្រាប់សញ្ញាកាតដំបូងនេះវិញគឺជាសញ្ញាកាតមួយដែលបង្ហាញពីធម៌ពលផ្លូវចិត្តផ្លូវវិញ្ញាណខ្លាំងបំផុតមួយអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងកំពុងតែមានផ្លូវចិត្តផ្លូវវិញ្ញាណឬក៏ផ្លូវអារម្មណ៍ខាងក្នុងរបស់អ្នកទាំងអស់គ្នានឹងកំពុងតែคลายទៅជាគេហៅថាវាកាន់តែមុតស្រួយឡើងណាអញ្ចឹងអាចថាអ្នកទាំងអស់គ្នាមួយចំនួននៅក្នុងក្រុមទី1ហ្នឹងប្រហែលជាអ្នកខ្លះហ្នឹងមានអារម្មណ៍ខុសពីអ្នកផ្សេងបើថាអារម្មណ៍ហ្នឹងខុសពីអ្នកជុំវិញយើងអាចថាអ្នកខ្លះអាចដឹងរឿងអីមួយមុនពេលដែលវាកើតឡើងពេលខ្លះអ្នកខ្លះទៀតអាចថាសុបិនឃើញរឿងអីមួយមុនពេលដែលវាចាប់ផ្ដើមកើតរឿងនឹងឡើងឬមួយក៏អាចថាអ្នកខ្លះទៀតអាចដឹងរឿងអីមួយដែលនរណាម្នាក់កំពុងតែលាក់រឿងហ្នឹងពីអ្នកទាំងអស់គ្នា
អញ្ចឹងទាំងអស់ហ្នឹងវាមិនមែនជារឿងចៃដន្យមួយសម្រាប់អ្នកទាំងអស់គ្នានៅក្នុងក្រុមទី1នេះទេអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាហ្នឹងចង់ប្រាប់មកដល់អ្នកទាំងអស់គ្នាថាទាំងអស់ហ្នឹងគឺជាអំណោយខាងផ្លូវចិត្តផ្លូវវិញ្ញាណមកដល់អ្នកទាំងអស់គ្នាហ្នឹងដែលអ្នកទាំងអស់គ្នាហ្នឹងបានទទួលពីបុព្វបុរសរបស់អ្នកទាំងអស់គ្នាហ្នឹងឯងអញ្ចឹងចាប់ពីពេលហ្នឹងទៅឲ្យអ្នកទាំងអស់គ្នាហ្នឹងយកចិត្តទុកដាក់ទៅលើផ្លូវចិត្តផ្លូវអារម្មណ៍របស់ខាងក្នុងរបស់ខ្លួនឯងបន្ថែមបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាអ្នកទាំងអស់គ្នាយកចិត្តទុកដាក់បន្ថែមពីព្រោះទាំងអស់ហ្នឹងវាអាចថានាំអ្នកទាំងអស់គ្នាហ្នឹងទៅរកផ្លូវត្រូវមួយហើយសម្រាប់សន្លឹកការណ៍ The Two of Cups នេះវិញគឺជាសន្លឹកការណ៍មួយដែលបង្ហាញថាបេះដូងឬក៏គេហៅថាអារម្មណ៍ទាក់ទងជាមួយនឹងបេះដូងក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នានឹងមានការផ្លាស់ប្ដូរអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាដែលនៅលាវអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់មកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងមានមនុស្សម្នាក់ឬក៏អ្នកទាំងអស់គ្នានឹងឃើញមានមនុស្សម្នាក់កំពុងធ្វើដំណើរចូលមករកអ្នកទាំងអស់គ្នាអញ្ចឹងការនេះវាអាចថាជាទំនាក់ទំនងមួយដែលចាប់ផ្ដើមឡើងពីទំនាក់ទំនងធម្មតាការចាប់ផ្ដើមឡើងពីទំនាក់ទំនងដែលមានអារម្មណ៍តិចតួចជាមួយគ្នាប៉ុន្តែវាវិវត្តគេហៅថាវាវិវត្តទៅរកភាពទំនាក់ទំនងមួយដែលច្បាស់លាស់ហើយពិតប្រាកដទៀតអញ្ចឹងទំនាក់ទំនងបែបអញ្ចឹងគឺជាទំនាក់ទំនងល្អមួយបានន័យថាយើងចាប់អារម្មណ៍ពីគ្នាចាប់ផ្ដើមពីតិចរហូតទៅដល់មានអារម្មណ៍ជាមួយគ្នាកាន់តែស៊ីជម្រៅឬក៏ជាទំនាក់ទំនងពិតប្រាកដមួយកើតឡើងហើយសម្រាប់អ្នកដែលមានដៃគូរួចហើយអាចថាវាបង្ហាញអំពីទំនាក់ទំនងមួយដែលនឹងមានភាពល្អកល្អឿនឬក៏មានភាពរីករាយដូចជាថ្ងៃដែលយើងជួបគ្នាដំបូងអញ្ចឹងអ្នកទាំងអស់គ្នានឹងអាចរកឃើញការទំនាក់ទំនងមួយឬក៏បង្កើតទំនាក់ទំនងថ្មីមួយដែលទំនាក់ទំនងថ្មីហ្នឹងវាធ្វើឲ្យអ្នកទាំងអស់គ្នានឹងមានភាពល្អកល្អឿនជាមួយគ្នាឡើងវិញហើយអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាក៏ចង់រំលឹកទៅដល់អ្នកដែលមានដៃគូរួចហើយនឹងប្រាប់ថាឲ្យអ្នកទាំងអស់គ្នានឹងចេះធ្វើគេហៅចេះនាំយកអាភាពស្រស់ស្អាតភាពផ្អែមល្ហែមភាពល្អកល្អឿនហ្នឹងចូលមកដល់ដៃគូអ្នកទាំងអស់គ្នាឡើងវិញបន្ថែមទៀតណាហើយសម្រាប់សន្លឹកការណ៍ The Nine of Swords ហើយនិង The Two of Pentacles នេះវិញគឺវាបង្ហាញពីរឿងមួយដែលអ្នកទាំងអស់គ្នាកំពុងតែគិតច្រើនឬក៏កំពុងតែបារម្ភច្រើនហើយរឿងដែលអ្នកទាំងអស់គ្នាកំពុងតែគិតច្រើនឬក៏កំពុងតែបារម្ភនឹងវាអាចថាតាក់ទងជាមួយនឹងអាជីពឬក៏អនាគតរបស់អ្នកទាំងអស់គ្នានឹងឯងបានន័យថាអ្នកទាំងអស់គ្នាមួយចំនួននឹងប្រហែលជាកំពុងតែមានការបារម្ភឬក៏មានការគិតច្រើនទៅលើការជ្រើសរើសរវាងផ្លូវចាស់និងឱកាសថ្មីដែលកំពុងតែចូលមកដល់អ្នកទាំងអស់គ្នាហើយឱកាសថ្មីហ្នឹងអាចថាជាឱកាសមួយដែលអ្នកទាំងអស់គ្នានឹងធ្លាប់គិតថាវាមិនអាចទៅរួចអញ្ចឹងអាចថាបច្ចុប្បន្ននេះអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសតើអ្នកទាំងអស់គ្នាចង់បន្តផ្លូវចាស់ឬក៏អ្នកទាំងអស់គ្នាត្រូវជ្រើសរើសទៅលើផ្លូវថ្មីមួយដែលជាផ្លូវថ្មីដែលអ្នកទាំងអស់គ្នាតែងតែធ្លាប់គិតថាផ្លូវដែលអ្នកទាំងអស់គ្នាមិនអាចទៅរួចហ្នឹងគឺជាផ្លូវថ្មីរបស់អ្នកទាំងអស់គ្នាអញ្ចឹងវាកំពុងតែតាក់ទើថាតើគួរតែនៅផ្លូវចាស់ដដែលឬក៏ដូរមកផ្លូវថ្មីហើយឱកាសថ្មីហ្នឹងវាអាចតាក់ទងជាមួយនឹងការងារថ្មីអាចថាអ្នកទាំងអស់គ្នាចាប់ផ្ដើមអាជីវកម្មថ្មីអីមួយឬក៏អ្នកទាំងអស់គ្នាចាប់ផ្ដើមចេញមកធ្វើការដោយខ្លួនឯងបានន័យថាយើងឈប់ធ្វើការឲ្យគេយើងចាប់ផ្ដើមចេញមកធ្វើការឲ្យខ្លួនឯងវិញឬមួយទៀតអាចថាអ្នកទាំងអស់គ្នាคล้ายទៅជាអ្នកដឹកនាំថ្មីសម្រាប់ជីវិតរបស់ខ្លួនឯងបានន័យថាយើងធ្វើអីមួយដោយខ្លួនឯងដោយឯករាជ្យខ្លួនឯងមិនពឹងពាក់អ្នកណាអញ្ចឹងទាំងអស់នេះគឺជារឿងមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានភាពភ័យខ្លាចឬក៏អាចថាអ្នកទាំងអស់គ្នាមានការបារម្ភច្រើនអញ្ចឹងនៅត្រង់ចំណុចនេះអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកមកដល់អ្នកទាំងអស់គ្នាបន្ថែមថាភាពភ័យខ្លាចឬក៏ការបារម្ភដែលអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះហ្នឹងវាជាសញ្ញាមួយដែលកំពុងតែនាំអ្នកទាំងអស់គ្នាហ្នឹងដើរចេញពីcomfort zone របស់អ្នកទាំងអស់គ្នាបច្ចុប្បន្ននេះដើម្បីចូលទៅរកភាពជោគជ័យថ្មីមួយអញ្ចឹងចំណុចនេះគឺជាចំណុចល្អបានន័យថាយើងកំពុងតែនាំយើងចេញពីcomfort zone ដែលយើងរស់នៅរាល់ថ្ងៃដើម្បីដើរចូលទៅរកផ្លូវជោគជ័យសម្រាប់អ្នកទាំងអស់គ្នានៅពេលខាងមុខហើយសម្រាប់សន្លឹកការ The Nine of Wands នេះវិញគឺជាសន្លឹកការមួយដែលបង្ហាញពីធម៌ពលអំណាចខ្លាំងមែនទែនអញ្ចឹងក្នុងសន្លឹកការនេះគឺវាចង់បង្ហាញថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានសមត្ថភាពជាមនុស្សដែលខ្លាំងជាងអ្វីដែលអ្នកទាំងអស់គ្នាបានដឹងពីខ្លួនឯងជាងអ្វីដែលអ្នកទាំងអស់គ្នាបានគិតទៅលើខ្លួនឯងទៀតចឹងបានន័យថាអ្នកទាំងអស់គ្នាអត់ដឹងពេលខ្លះអត់ដឹងតែខ្លួនឯងនឹងមានសមត្ថភាពកម្រិតណាផងអញ្ចឹងក្នុងសន្លឹកការនេះគឺចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នានឹងត្រូវជឿជាក់មកលើខ្លួនឯងជាមុនកុំចាំបាច់រងចាំឲ្យអ្នកដទៃលើកទឹកចិត្តកុំចាំបាច់ឲ្យអ្នកដទៃសរសើរបានយើងធ្វើការងារអីមួយកើតទេយើងកុំចាំបាច់រងចាំអ្នកជុំវិញឬក៏អ្នកដទៃហ្នឹងមកលើកទឹកចិត្តយើងមកជឿជាក់លើយើងហើយបានយើងមានកម្លាំងចិត្តធ្វើយើងកុំគិតបែបហ្នឹងពីព្រោះសន្លឹកការ The Nine of Wands នេះដូចនិយាយមកអញ្ចឹងគឺជាសន្លឹកការដែលមានបង្ហាញពីសមត្ថភាពនិងគេហៅថាភាពខ្លាំងរបស់អ្នកទាំងអស់គ្នា
អញ្ចឹងអ្នកទាំងអស់គ្នាកុំខ្លាចក្នុងការដើរតាមសុបិនរបស់ខ្លួនឯងកុំខ្លាចក្នុងការដើរតាមទិសដៅខ្លួនឯងដែលបានកំណត់ហើយអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលកើតមកមិនមែនរស់នៅក្នុងសម័យអ្នកដទៃទេបានន័យថាអ្នកទាំងអស់គ្នាគឺជាអ្នកដែលកើតមកដើម្បីធ្វើអីមួយបង្កើតរឿងអីមួយដែលសម្រាប់ទុកជាគេមរតកសម្រាប់មនុស្សជំនាន់ក្រោយឬក៏អ្នកក្រោយទៀតអញ្ចឹងអាចថាយើងជាមនុស្សដែលមានសមត្ថភាពដូចនិយាយមុនអញ្ចឹងការន័យថាពេលខ្លះយើងអត់ដឹងថាខ្លួនឯងមានសមត្ថភាពផងខ្លាំងប៉ុណ្ណាផងអញ្ចឹងបានន័យថាយើងកុំខ្លាចធ្វើតាមក្តីស្រមៃក្តីសុបិនរបស់ខ្លួនឯងពីព្រោះអ្នកទាំងអស់គ្នាកើតមកមិនមែនកើតមកសម្រាប់នៅក្នុងសម័យអ្នកដទៃទេគឺយើងកើតមកដើម្បីបង្កើតអ្វីមួយដែលជួយអ្នកដទៃឬក៏គេហៅថាបន្សល់ទុកសម្រាប់ជាគេមរតកទៅដល់អ្នកក្រោយឬក៏អ្នកផ្សេងបានថាយើងអាចជួយគេបានច្រើនណាអញ្ចឹងគឺអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពក្នុងការផ្លាស់ប្ដូរជីវិតអ្នកដទៃផ្លាស់ប្ដូរជីវិតអ្នកនៅជុំវិញខ្លួនយើងតាមរយៈទេពកោសល្យរបស់អ្នកទាំងអស់គ្នាតាមរយៈការច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នាតាមរយៈចំណេះដឹងរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពក្នុងការជួយអ្នកដទៃនឹងឯងអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នានឹងគឺកំពុងតែបើកទ្វារឬក៏កំពុងតែបង្ហាញផ្លូវថ្មីមួយសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺមានតែមួយទេគឺភាពក្លាហានដើម្បីដើរចូលទៅក្នុងអាផ្លូវហ្នឹងហើយមួយវិញទៀតអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាក៏ចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាចំណុចមួយអ្នកទាំងអស់គ្នានឹងក្លាយទៅជាបុគ្គលមួយដែលមានការចាប់អារម្មណ៍ពីមនុស្សជាច្រើនមកលើអ្នកទាំងអស់គ្នាអាចថាពីមុនប្រហែលជាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអត់មានអ្នកណាចាប់អារម្មណ៍មកលើអ្នកទាំងអស់គ្នាទេអត់មានអ្នកណាចាប់អារម្មណ៍ឬក៏មើលឃើញមកលើការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានោះទេគ្មានអ្នកណាទទួលស្គាល់ទៅលើទេពកោសល្យឬក៏សមត្ថភាពរបស់អ្នកទាំងអស់គ្នាទេឬក៏អាចថាអ្នកទាំងអស់គ្នានឹងតែងតែនៅពីក្រោយគេរហូតបានន័យថាយើងតែងតែនៅពីក្រោមគេឬនៅពីក្រោយគេដែលអត់មានអ្នកណាទទួលស្គាល់អត់មានអ្នកណាមើលឃើញអត់មានអ្នកណាឲ្យតម្លៃប៉ុន្តែចាប់ពីពេលនេះតទៅអ្វីវានឹងមានការផ្លាស់ប្ដូរអាចថាមនុស្សជាច្រើនឬក៏គេហៅថាអ្នកជំនាញខ្លួនយើងនឹងចាប់ផ្ដើមសង្កេតមកដល់អ្នកទាំងអស់គ្នាឡើងវិញអាចថាពួកគេនឹងចាប់អារម្មណ៍មកលើការងាររបស់អ្នកទាំងអស់គ្នាឡើងវិញហើយមួយទៀតពួកគេនឹងចង់ដឹងចង់ឮពីអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាកំពុងធ្វើអីតើអ្នកទាំងអស់គ្នាកំពុងទៅណាហេតុអីបានជីវិតរបស់អ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរលឿនម្ល៉េះអញ្ចឹងអាការផ្លាស់ប្ដូរអាការរីកចម្រើនអាការคล้ายទៅជាអ្វីដែលគេចាប់អារម្មណ៍ឡើងវិញហ្នឹងគឺជាការផ្លាស់ប្ដូរមួយដែលគេហៅថាឆ្លងកាត់ភាពឈឺចាប់ឆ្លងកាត់ភាពលំបាកឆ្លងកាត់ភាពតស៊ូខ្លាំងតម្រាំតែអ្នកទាំងអស់គ្នាហ្នឹងនឹងទទួលបានអាការទទួលស្គាល់បែបហ្នឹងអញ្ចឹងឧទាហរណ៍ដូចជាមេអំបៅអញ្ចឹងមុនពេលដែលវាคล้ายទៅជាមេអំបៅវាគឺជាដង្កូវមួយនៅក្នុងដួងនៅក្នុងគេហៅនៅក្នុងសម្បុកនាងអញ្ចឹងមេអំបៅវាមានការរីកចម្រើនមុននឹងคล้ายទៅជាមេអំបៅវាឆ្លងកាត់ភាពជឿចាប់វាឆ្លងកាត់ពេលវេលាវាឆ្លងកាត់គេហៅថាការលំបាកមួយនៅក្នុងសម្បុកវាអញ្ចឹងរហូតទៅដល់វាคล้ายទៅជាមេអំបៅមួយដែលអាចហោះហើរបានអញ្ចឹងវាដូចគ្នាដែរមកអ្នកទាំងអស់គ្នាមុននឹងអ្នកទាំងអស់គ្នាคล้ายទៅជាមនុស្សដែលមានការទទួលស្គាល់មានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នានឹងបានឆ្លងកាត់នៅការផ្លាស់ប្ដូរមួយដែលមនុស្សជាច្រើននឹងអត់យល់មនុស្សជាច្រើននឹងអត់ដឹងថាអ្នកទាំងអស់គ្នានឹងឆ្លងកាត់ការលំបាកបែបណាខ្លះនោះទេអ្នកទាំងអស់គ្នានឹងត្រូវធ្វើអីខ្លះឬក៏ជួបការជិះចាប់អីខ្លះមនុស្សទាំងអស់នឹងគេអត់ដឹងទេអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងពីមុនមកប្រហែលជាគេថាបាត់បង់មនុស្សមួយចំនួនជុំវិញខ្លួនអាចថាតកតមួយមិត្តភ័ក្តិតកតជាមួយនឹងដៃគូឬក៏អីហ្នឹងបានន័យថាយើងបាត់បង់មនុស្សមួយចំនួនចេញពីក្នុងជីវិតរបស់យើងពីមុនមកអាចថាយើងជាមនុស្សដែលមានមិត្តភ័ក្តិច្រើនអីចឹងទៅប៉ុន្តែបច្ចុប្បន្នមិត្តភ័ក្តិលែងមានអាចថាអញ្ចឹងឬក៏មិត្តភ័ក្តិថយចុះវាអាចមានន័យបែបហ្នឹងអញ្ចឹងហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាមួយចំនួនហ្នឹងត្រូវផ្លាស់ប្ដូរការងារបានថាពីមុនយើងមានការងារល្អអញ្ចឹងទៅយើងត្រូវផ្លាស់ប្ដូរទៅលើការងារមួយដែលអត់ល្អឬក៏គេហៅថាវាមានការផ្លាស់ប្ដូរខ្លាំងទៅលើអីមួយអញ្ចឹងហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាមួយចំនួនពីមុនការរស់នៅផ្សេងឥឡូវផ្លាស់ប្ដូរមករបៀបនៃការរស់នៅបែបផ្សេងអញ្ចឹងទាំងអស់នេះវាមិនមែនជាការបាត់បង់ឬក៏មិនមែនជាការបរាជ័យរបស់អ្នកទាំងអស់គ្នាទេទាំងអស់នេះគឺជាការរៀបចំមួយឬក៏ជាការកែប្រែមកដល់អ្នកទាំងអស់គ្នាមួយដើម្បីទទួលភាពល្អបំផុតឬក៏គេហៅថាភាពអស្ចារ្យមួយនៅពេលខាងមុខអញ្ចឹងទ្វារឬក៏ផ្លូវដែលអស្ចារ្យឬក៏ផ្លូវដែលល្អសម្រាប់អ្នកទាំងអស់គ្នានៅពេលខាងមុខហ្នឹងឥឡូវវាកំពុងតែបើករងចាំអ្នកទាំងអស់គ្នាហើយអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាតែងតែគិតថាវាមិនអាចទៅរួចអ្វីដែលអ្នកទាំងអស់គ្នាគិតថាវាមិនធ្វើមិនកើតឬក៏អ្វីដែលអ្នកទាំងអស់គ្នាតែងតែគិតថាវាធំពេកសម្រាប់អ្នកទាំងអស់គ្នាមិនគិតថាវាធ្វើកើតទេប៉ុន្តែទីបំផុតទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាធ្វើបាន
ទីបំផុតទាំងអស់ហ្នឹងវាคล้ายទៅជាការពិតសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងទទួលបានឱកាសមួយដែលជាឱកាសដែលអ្នកទាំងអស់គ្នាមិនដែលធ្លាប់គិតថាវានឹងកើតមានសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងឱកាសទាំងអស់ហ្នឹងអាចថាជាការងារថ្មីជាគម្រោងធំមួយឬក៏ជាអាជីវកម្មថ្មីអីមួយឬក៏ជាការសហការជាមួយមនុស្សដែលមានឥទ្ធិពលខ្លាំងជាងអ្នកទាំងអស់គ្នាឬមួយទៀតថាអ្នកទាំងអស់គ្នានឹងមានឱកាសនឹងមានគេហៅថាការផ្លាស់ប្ដូរជីវិតថ្មីអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់មកដល់អ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នានឹងកុំខ្លាចក្នុងការដើរទៅលើផ្លូវថ្មីហ្នឹងឬក៏ដើរឆ្លងកាត់ចូលទៅក្នុងទ្វារថ្មីហ្នឹងនៅពេលខាងមុខនេះអញ្ចឹងនៅពេលខាងមុខនេះអាចថាអ្នកទាំងអស់គ្នានឹងខ្លាយទៅជាអ្នកដឹកនាំអីមួយឬក៏អ្នកទាំងអស់គ្នានឹងលែងរងចាំគេប្រាប់លែងរងចាំគេបញ្ជាឬក៏លែងរងចាំឲ្យគេអនុញ្ញាតថាធ្វើអីបានធ្វើអីមិនបានធ្វើអីកើតធ្វើអីមិនកើតទៀតហើយគឺអ្នកទាំងអស់គ្នានឹងមានតួនាទីឬក៏អាចថាឡើងកម្រិតខ្លាយទៅជាអ្នកដឹកនាំអីមួយសម្រាប់ខ្លួនឯងហើយមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងខ្លាយទៅជាមនុស្សម្នាក់ដែលបង្កើតផ្លូវដោយខ្លួនឯងមួយបានន័យថាយើងឯករាជ្យលើខ្លួនឯងយើងធ្វើអីដោយខ្លួនឯងយើងលែងស្ដាប់បញ្ជាឬក៏យើងលែងស្ដាប់គេចង្អុលឲ្យឆ្វេងអីស្ដាំទៀតហើយបានន័យថាយើងអាចថានឹងបង្កើតផ្លូវមួយសម្រាប់ខ្លួនឯងហើយអាចថានឹងមានមនុស្សជាច្រើននឹងរត់មករកការណែនាំពីអ្នកទាំងអស់គ្នាពេញឬក៏អាចថាពួកទាំងអស់មនុស្សជាច្រើននឹងអាចថានឹងមកសុំយោបល់ពីអ្នកទាំងអស់គ្នាឬក៏អ្នកជុំវិញយើងនឹងឬក៏មនុស្សជាច្រើននឹងអាចថាគោរពការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាបានន័យថាយើងសម្រេចចិត្តថាម៉េចគឺអ្នកជុំវិញឬក៏មនុស្សជុំវិញហ្នឹងគេយល់ស្របទៅលើគំនិតឬក៏មតិឬក៏យោបល់របស់យើងអញ្ចឹងអានេះគឺជាការឲ្យតម្លៃពីអ្នកជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នាមកដល់អ្នកទាំងអស់គ្នានឹងឯងហើយមួយទៀតអាចថាមនុស្សជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នានឹងកំពុងតែសរសើរអ្នកទាំងអស់គ្នានឹងដោយស្ងាត់អត់ប្រាប់អ្នកទាំងអស់គ្នាទេអាចថាគេលួចសរសើរយើងគេមើលមកយើងនឹងហាក់ដូចជាមនុស្សដែលគេហៅថាមានភាពរឹងមាំជាមនុស្សដែលមានរបៀបនៃការរស់នៅផ្ទាល់ខ្លួនឬក៏គេហៅថាជាមនុស្សដែលមានវិន័យសម្រាប់ខ្លួនឯងអីអញ្ចឹងអាចថាមានមនុស្សជាច្រើនហ្នឹងកំពុងតែកោតសរសើរមកដល់អ្នកទាំងអស់គ្នាហ្នឹងដោយស្ងៀមស្ងាត់ហើយពួកគេចង់បានដូចអ្នកទាំងអស់គ្នាដែរគ្រាន់តែថាគេអត់ប្រាប់មកដល់អ្នកទាំងអស់គ្នាអ្នកថែរក្សារបស់អ្នកទាំងអស់គ្នានឹងចង់រំលឹកមកដល់អ្នកទាំងអស់គ្នាម្សិលទៀតថាអាភាពជោគជ័យនិងភាពកោតសរសើរពីអ្នកជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នានឹងវាអត់មានអីស្មុគស្មាញទេដែលអ្នកទាំងអស់គ្នាត្រូវធ្វើនឹងគឺជារឿងសំខាន់ហើយវាជារឿងសាមញ្ញដែលអ្នកទាំងអស់គ្នាគួរតែធ្វើនៅក្នុងជីវិតប្រចាំថ្ងៃអ្នកទាំងអស់គ្នាត្រូវគេញ៉ាំគ្រប់គ្រាន់ញ៉ាំអាហារល្អដើរហាត់ប្រាណគេហៅថាធ្វើឲ្យខ្លួនឯងរីករាយសមាធិផ្លូវចិត្តគេហៅថាឲ្យអាចិត្តរបស់យើងនឹងស្ងប់ស្ងាត់កុំឲ្យចិត្តយើងនឹងរវើរវាយឬក៏ស្មុគស្មាញឬក៏គេហៅចេះមានសន្តិភាពផ្លូវចិត្តចេះគេហៅថាស្ងប់អារម្មណ៍ឬក៏អាចថាយើងកុំយករឿងអវិជ្ជមានពីខាងក្រៅចូលមកខ្លួនឯងច្រើនពេកឬក៏កុំឲ្យគេហៅថាកុំប្រតិកម្មជាមួយនឹងអាពាក្យសម្ដីខាងក្រៅនឹងខ្លាំងពេកអញ្ចឹងអានឹងគឺជាការសន្តិភាពផ្លូវចិត្តធ្វើឲ្យចិត្តខ្លួនឯងនឹងមានសន្តិភាពឡើងអញ្ចឹងទាំងអស់ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាធ្វើបានរឿងតូចតាចទាំងអស់ហ្នឹងជារឿងរាល់ថ្ងៃហ្នឹងលទ្ធផលធំវានឹងបង្ហាញខ្លួនឬក៏វានឹងចូលមកដល់អ្នកទាំងអស់គ្នាហ្នឹងដោយខ្លួនឯងអញ្ចឹងអាភាពជោគជ័យដែលបានរៀបរាប់ខាងលើវាអត់មានអីស្មុគស្មាញទេវាកើតឡើងដោយសារអ្នកទាំងអស់គ្នានឹងត្រូវធ្វើរឿងតូចតាចសាមញ្ញប្រចាំថ្ងៃសិនហើយមួយវិញទៀតក៏អាចថាមានស្ត្រីម្នាក់ដែលនឹងចូលមកជួយអ្នកទាំងអស់គ្នាអាចថានឹងមានមនុស្សស្រីម្នាក់ដែលជាមនុស្សស្រីដែលមានអាយុច្រើនជាងអ្នកទាំងអស់គ្នាហើយមនុស្សស្រីម្នាក់ហ្នឹងអាចថាគាត់ជាគ្រូបង្រៀនអ្នកទាំងអស់គ្នាឬក៏ជាអ្នកណែនាំអ្នកទាំងអស់គ្នាឬក៏មេការនៅក្នុងកន្លែងការងាររបស់អ្នកទាំងអស់គ្នាឬក៏ជាសាច់ញាតិរបស់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាគាត់ម្នាក់ស្ត្រីម្នាក់ហ្នឹងឬក៏គាត់ហ្នឹងគឺគាត់คล้ายទៅជាមនុស្សដ៏សំខាន់ម្នាក់ក្នុងការជួយផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងអស់គ្នាគាត់នឹងចូលមកលើកទឹកចិត្តចូលមកណែនាំចូលមកគេហៅថាជួយអ្នកទាំងអស់គ្នានឹងឯងអញ្ចឹងអាចថាគាត់ជាអ្នកជួយជំរុញឲ្យអ្នកទាំងអស់គ្នានឹងធ្វើអ្វីមួយបានគាត់ជាអ្នកជួយគេហៅថាបន្ថែមភាពខ្វះខាតផ្ដល់ភាពកក់ក្ដៅផ្ដល់បង្ហាញផ្លូវសម្រាប់អ្នកទាំងអស់មកដល់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាคลายទៅជាមនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាចង់คลายទៅជាអីដែលអ្នកទាំងអស់គ្នាចង់បាន
អញ្ចឹងសរុបមកវិញសម្រាប់ក្រុមទី1អ្នកថែរក្សាអ្នកទាំងអស់គ្នាចង់ប្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាមិនមែនចាប់ផ្ដើមឡើងពីចំណុច0នោះទេអ្នកទាំងអស់គ្នាគឺកំពុងតែចាប់ផ្ដើមឡើងពីបទពិសោធន៍ដែលអ្នកទាំងអស់គ្នាបានឆ្លងកាត់បានតស៊ូបានប្រឹងប្រែងកន្លងមកអញ្ចឹងរាល់ការខកចិត្តរាល់ការបរាជ័យរាល់ការឈឺចាប់រាល់យប់ដែលអ្នកទាំងអស់គ្នាតែងតែយំម្នាក់ឯងហ្នឹងវាមិនមែនកើតឡើងឬក៏វាមិនមែនបានន័យថាវាកើតឡើងដោយឥតន័យទេបានន័យថាទាំងអស់ហ្នឹងវាមិនមែនកើតឡើងដោយឥតប្រយោជន៍ឬក៏ឥតន័យមកដល់អ្នកទាំងអស់គ្នាទេប៉ុន្តែវាបានផ្លាស់ប្ដូរមនុស្សម្នាក់គឺអ្នកទាំងអស់គ្នានឹងឯងឲ្យคล้ายទៅជាមនុស្សរឹងមាំជាងមុនមានប្រាជ្ញាជាងមុននិងមានសមត្ថភាពទទួលភាពជោគជ័យធំជាងមុនអញ្ចឹងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខហ្នឹងអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមឃើញមានមនុស្សម្នាក់ដែលមានឥទ្ធិពលនឹងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមឃើញមានឱកាសការងារថ្មីឬក៏អាជីវកម្មថ្មីនឹងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងឃើញមានភាពរីកចម្រើនខាងលុយកាក់មានលុយកាក់ហូរចូលច្រើនជាងមុនមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាក៏អាចថានឹងមានការកើនឡើងលើការជឿជាក់ទៅលើខ្លួនឯងមានទំនុកចិត្តទៅលើខ្លួនឯងខ្ពស់លែងមានភាពភ័យខ្លាចក្នុងការធ្វើអីមួយដែលខ្លួនឯងចង់ធ្វើឬក៏លែងមានភាពភ័យខ្លាចក្នុងការបង្ហាញមុខជាសាធារណៈឬក៏បង្ហាញខ្លួនទៅក្នុងក្រុមមនុស្សជាច្រើនទៀតហើយអ្នកទាំងអស់គ្នាមានភាពជឿជាក់ខ្ពស់មកលើខ្លួនឯងហើយអាចថាមួយទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមដឹងពីអារម្មណ៍ឬក៏វិញ្ញាណខាងក្នុងឬក៏គេហៅថាញៀនឬក៏ផ្លូវចិត្តខាងក្នុងខ្លួនឯងហ្នឹងហាក់ដូចជាខ្លាំងជាងមុនដឹងមុនច្រើនទៅមុនពេលមានរឿងអីកើតឡើងហ្នឹងអាចថាតកតងជាមួយផ្លូវចិត្តផ្លូវវិញ្ញាណហ្នឹងវាអាចថាអ្នកទាំងអស់គ្នានឹងអាចដឹងច្រើនទៅលើខ្លួនឯងខ្ពស់ជាងមុនណាហើយមួយទៀតអាចថានៅពេលខាងមុខនេះក្នុងពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកដឹកនាំអីមួយសម្រាប់ជីវិតអ្នកទាំងអស់គ្នាអាចថាតកតងមួយការងារយើងក្លាយទៅជាអ្នកដឹកនាំឬក៏អ្នកគ្រប់គ្រងមួយនៅក្នុងការងារសម្រាប់អាជីវកម្មអីអ្នកទាំងអស់គ្នាក្លាយទៅជាអ្នកគ្រប់គ្រងអាជីវកម្មឬក៏ការងារផ្ទាល់ខ្លួនអីមួយអញ្ចឹងការផ្លាស់ប្ដូរធំទាំងអស់ហ្នឹងគឺវានឹងធ្វើឲ្យអ្នកជំនាញខ្លួនយើងឬក៏មនុស្សជាច្រើនហ្នឹងមានការភ្ញាក់ផ្អើលមកលើអ្នកទាំងអស់គ្នាយ៉ាងខ្លាំងប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាការផ្លាស់ប្ដូរទាំងអស់ហ្នឹងវាមិនមែនកើតឡើងដោយចៃដន្យវាមិនមែនកើតឡើងដោយធ្លាក់ពីនៅមេទេគឺវាកើតឡើងពីការអត់ធ្មត់កើតឡើងពីការរីកចម្រើនខាងសតិបញ្ញាស្មារតីចំណេះដឹងរបស់អ្នកទាំងអស់គ្នាឬក៏គេហៅថាវាកើតឡើងដោយគេហៅថាភាពស្ងប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចិត្តល្អរបស់អ្នកទាំងអស់គ្នាគេហៅសន្តិភាពផ្លូវចិត្តភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានរបស់អ្នកទាំងអស់គ្នាដែលមានកន្លងមកហើយដែលអ្នកទាំងអស់គ្នាតែងតែអត់ធ្មត់ជាយូរមកហើយហ្នឹងទាំងអស់ហ្នឹងវាបានធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងផ្លាស់ប្ដូរគេហៅថាជំពូកថ្មីរបស់ជីវិតអ្នកទាំងអស់គ្នាបដូរពីរឿងចាស់ចាប់ផ្ដើមរឿងថ្មីដែលល្អក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ក្រុមទី1គឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាពេញចិត្តចូលចិត្តសូមជួយ comment like និង share វីដេអូនេះបានច្រើនផងអរគុណសួស្តីក្រុមទី2អញ្ចឹងរឿងដ៏ភ្ញាក់ផ្អើលធំដែលនឹងចូលមករងអ្នកទាំងអស់គ្នាក្នុងពេលខាងមុខដ៏ឆាប់នេះតើជារឿងអីសម្រាប់ក្រុមទី2គឺវាតាក់ទងជាមួយនឹងគេហៅថាការដឹងច្បាស់ឬក៏យើងដឹងនៅរឿងអីមួយដ៏ច្បាស់សម្រាប់ខ្លួនឯងឬក៏អាចថាពេលវេលាដល់ពេលវេលាដែលត្រូវបង្ហាញគ្រប់យ៉ាងមកដល់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាអ្នកទាំងអស់គ្នាមួយចំនួនដែលតែងតែឆ្ងល់នឹងមានសំណួរនៅក្នុងខ្លួនរហូតមកអាចថាជាសំណួរថាហេតុអីបានការងារអ្នកទាំងអស់គ្នាមិនជោគជ័យហេតុអ្វីបានមនុស្សម្នាក់នោះចាកចេញពីអ្នកទាំងអស់គ្នាអញ្ចឹងហេតុអ្វីបានអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់ការលំបាកឬក៏ឆ្លងកាត់រឿងដ៏ច្រើនឧបសគ្គដ៏ច្រើនបែបនេះអញ្ចឹងចម្លើយវានឹងបង្ហាញទៅអ្នកទាំងអស់គ្នាថាទាំងអស់ហ្នឹងវាមិនមែនជាការបរាជ័យរបស់អ្នកទាំងអស់គ្នាទាំងអស់ហ្នឹងវាមិនមែនជាការធ្វើទុកឬក៏មិនមែនជាការដាក់ទោសទៅលើអ្នកទាំងអស់គ្នាទេប៉ុន្តែអ្នកថែរក្សាចង់ប្រាប់ថាវាគ្រាន់តែជាការការពារមកដល់អ្នកទាំងអស់គ្នាអ្នកថែរក្សាចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាគ្រប់យ៉ាងដែលល្អជាងនឹងកំពុងតែរៀបចំសម្រាប់អ្នកទាំងអស់គ្នាក្នុងពេលខាងមុខហើយមួយទៀតក៏វាបង្ហាញថានៅក្នុងរយៈពេលប្រហែលសប្តាហ៍ខាងមុខនេះអ្នកទាំងអស់គ្នាអាចថានឹងបង្កើតអនុស្សាវរីយ៍ដ៏រីករាយមួយជាមួយនឹងមនុស្សជាទីស្រឡាញ់ឬក៏ជាមួយក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងមានកម្មវិធីខួបកំណើតមានកម្មវិធីមង្គលការឬក៏ការធ្វើដំណើរកម្សាន្តអីមួយឬក៏អ្នកទាំងអស់គ្នានឹងមានការជួបជុំមិត្តភ័ក្តិដែលអ្នកទាំងអស់គ្នាខានជួបគ្នាយូរហើយអញ្ចឹងអ្នកទាំងអស់គ្នានឹងមានកម្មវិធីល្អជួបជុំគេហៅថាមនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នា
មួយកើតឡើងអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថានៅចុងបញ្ចប់នៃជីវិតរបស់យើងទាំងអស់គ្នាវាមិនមែនជាការនឹកឃើញដល់លុយឬក៏មាសប្រាក់ឬក៏អីទេនៅចុងបញ្ចប់នៃជីវិតរបស់យើងទាំងអស់គ្នាគឺការនឹកឃើញនៅអនុស្សាវរីយ៍ល្អដែលមានចំពោះគ្នាកន្លងមកអញ្ចឹងអ្នកថែរក្សាចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នានឹងចេះប្រើជីវិតដ៏រីករាយជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនឯងឲ្យបានច្រើនទាំងមិត្តភ័ក្តិទាំងក្រុមគ្រួសារឬក៏ជាដៃគូអីចឹងទៅយើងធ្វើឲ្យមានទំនាក់ទំនងនឹងឲ្យវារលូនឬក៏មានភាពរីករាយមួយកើតឡើងកុំរវល់តែជាមួយនឹងការងារខ្លាំងពេកផ្លេចធ្វើឲ្យជីវិតខ្លួនឯងមានភាពរីករាយសូមបើកបញ្ចុះបន្តិចប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលមិនទាន់បាន Subscribe ឬក៏ Follow ទៅលើ Page របស់ខ្ញុំសូមជួយ Subscribe និង Follow ទៅលើ Page របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអញ្ចឹងយើងទៅមើលសញ្ញាកាតបន្តហើយមួយទៀតអាចថាអ្នកមួយចំនួននៅក្នុងក្រុមទី2នេះកំពុងតែរវល់ខ្លាំងឬក៏ផ្ដោតខ្លាំងទៅលើតែផ្លូវទៅរលុយឬក៏ផ្លូវទៅរកភាពជោគជ័យនៅក្នុងជីវិតរបស់ខ្លួនឯងហ្នឹងគឺផ្ដោតខ្លាំងទៅលើតែផ្លូវហ្នឹងទេរាល់ថ្ងៃអញ្ចឹងអាចថាអ្នកខ្លះទៀតក៏មានសំណួរសួរខ្លួនឯងដែរដោយសារយើងងប់ងល់តែរឿងលុយកាក់ឬក៏ងប់ងល់តែវិធីក្នុងការធ្វើម៉េចឲ្យយើងជោគជ័យអញ្ចឹងក៏អាចថាអ្នកមួយចំនួនធ្លាប់មានសំណួរនៅក្នុងចិត្តដែរអាចថាប្រសិនបើអ្នកទាំងអស់គ្នាមានលុយតើអ្នកទាំងអស់គ្នានៅតែជាមនុស្សចិត្តល្អឬក៏គេហៅថាជាមនុស្សកំណាញ់អាចចែករំលែកជួយអ្នកដទៃឬក៏អីអញ្ចឹងដោយសារយើងផ្ដោតខ្លាំងទៅរឿងលុយកាក់ឬក៏រឿងផលចំណេញច្រើនអញ្ចឹងណាអញ្ចឹងអាចថាអ្នកថែរក្សាចង់រំលឹកថាវាអាចបានទាំងពីរទាំងជោគជ័យឬក៏គេហៅថាភាពសប្បុរសហ្នឹងអ្នកទាំងអស់គ្នាត្រូវតែមានទាំងពីរឬក៏អ្នកទាំងអស់គ្នាអាចមានទាំងពីរនៅក្នុងពេលខាងមុខអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ឲ្យអ្នកទាំងអស់គ្នានឹងរៀនអំពីការគ្រប់គ្រងលុយរៀនអំពីការបង្កើតប្រភពចំណូលថ្មីបន្ថែមរៀនវិនិយោគទៅលើខ្លួនឯងទាំងចំណេះដឹងទាំងចិត្តគំនិតទាំងគេហៅថាអ្វីដែលថ្មីហ្នឹងឲ្យអ្នកទាំងអស់គ្នានឹងចេះវិនិយោគទៅលើខ្លួនឯងបន្ថែមហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាកុំខ្លាចក្នុងការចាប់ផ្ដើមទៅលើអាជីវកម្មអីមួយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវហ៊ានធ្វើទៅលើរឿងទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានន័យថារៀនវិនិយោគទៅលើខ្លួនឯងធ្វើឲ្យសតិអារម្មណ៍ប្រាជ្ញាគំនិតវិញ្ញាណរបស់ខ្លួនឯងនឹងមានការរីកចម្រើនអាចគ្រប់គ្រងទៅលើអារម្មណ៍របស់ខ្លួនឯងបានន័យថាធ្វើឲ្យខ្លួនឯងមានសន្តិភាពផ្លូវចិត្តមានភាពស្ងប់ស្ងាត់ក្នុងផ្លូវចិត្តបានច្រើនឬក៏អាចថាអ្នកទាំងអស់គ្នាបានរៀននៅចំណេះដឹងថ្មីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អជាងមុនហើយអាចថាអ្នកទាំងអស់គ្នាបានស្គាល់ខ្លួនឯងច្រើនជាងមុនអញ្ចឹងការរីកចម្រើនខាងក្នុងទាំងអស់ហ្នឹងវានឹងធ្វើឲ្យជីវិតខាងក្រៅរបស់អ្នកទាំងអស់គ្នានឹងរីកចម្រើនដូចគ្នាអញ្ចឹងអាចថាជីវិតខាងក្រៅរបស់អ្នកទាំងអស់គ្នានឹងវាតកតងជាមួយនឹងស្នេហាលុយកាក់ការងារសុខភាពអញ្ចឹងទាំងអស់ហ្នឹងវានឹងរីកចម្រើនតាមខាងក្នុងរបស់យើងដែរនៅពេលដែលខាងក្នុងវារីកចម្រើនឬក៏ខាងក្នុងស្ងប់ស្ងាត់ខាងក្នុងល្អអញ្ចឹងខាងក្រៅវានឹងចេញមកក៏ល្អដែរទាំងការងារទាំងស្នេហាទាំងលុយកាក់និងសុខភាពហើយមួយទៀតអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាក៏ចង់ប្រាប់មកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងគឺជាមនុស្សម្នាក់ដែលតែងតែដោះស្រាយរឿងធំដោយខ្លួនឯងហើយអាចថានៅពេលខាងមុខក៏ដូចគ្នាអ្នកទាំងអស់គ្នានឹងត្រូវដោះស្រាយបញ្ហាឬក៏រឿងធំអីហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែប្រឈមនឹងដោះស្រាយដោយខ្លួនឯងអញ្ចឹងមិនមែនមានន័យថាអ្នកទាំងអស់គ្នាហ្នឹងគឺឯកោអត់មានមនុស្សស្រឡាញ់ឬក៏អត់មានញាតិមិត្តអីទេអ្នកទាំងអស់គ្នានៅតែមានមនុស្សស្រឡាញ់ជុំវិញហ្នឹងនៅតែមានគ្រួសារនៅតែមានមិត្តភ័ក្តិប៉ុន្តែនៅពេលដែលមានបញ្ហាធំកើតឡើងនៅក្នុងជីវិតឬក៏បញ្ហាអីមួយដែលអ្នកទាំងអស់គ្នាប្រឈមគឺអ្នកទាំងអស់គ្នាត្រូវដោះស្រាយដោយខ្លួនឯងអ្នកទាំងអស់គ្នានឹងប្រឈមរឿងហ្នឹងតែម្នាក់ឯងអញ្ចឹងអ្នកទាំងអស់គ្នានឹងពឹងទៅលើសមត្ថភាពខ្លួនឯងដើម្បីដោះស្រាយរឿងទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអត់ពឹងទៅអ្នកដទៃទេហើយក៏អ្នកទាំងអស់គ្នាខ្លួនឯងហ្នឹងក៏មិនអនុញ្ញាតឲ្យអ្នកដទៃហ្នឹងចូលមកពាក់ព័ន្ធឬក៏ដោះស្រាយទៅលើរឿងធំទាំងអស់ហ្នឹងដែរបានន័យថាយើងហ៊ានប្រឈមនឹងខ្លួនឯងយើងធ្វើវាដោយជើងដោយដៃដែលយើងប្រឹងចូលទប់ទល់រឿងហ្នឹងតែម្នាក់ឯងចង់មានន័យបែបហ្នឹងអញ្ចឹងយើងមកមើលសញ្ញាថតរត់បន្ថែមនៅក្នុងក្រុមទី2មាន King of One អញ្ចឹង King of One នេះគឺជាសញ្ញាមួយដែលបង្ហាញថាអ្នកទាំងអស់គ្នានឹងសមតែជួបឬក៏សមតែនៅជាមួយមនុស្សដែលមានភាពជឿជាក់ទៅលើខ្លួនឯងខ្លាំងឬក៏សមតែនៅជាមួយនឹងមនុស្សដែលមានភាពជឿជាក់ទៅលើខ្លួនឯងខ្ពស់ឬក៏សមជាមួយនឹងមនុស្សដែលមានភាពចាស់ទុំច្រើន
ហើយមួយទៀតអាចថាសំតែជួបជាមួយនឹងមនុស្សដែលតែងតែអបអរតែងតែរីករាយតែងតែសប្បាយចិត្តនឹងភាពជោគជ័យរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ថាអ្នកទាំងអស់គ្នាមិនគួរបន្ថយពលឺរបស់ខ្លួនឯងមិនគួរបន្ទាបខ្លួនឯងដើម្បីឲ្យអ្នកដទៃនឹងមានអារម្មណ៍ថាគេរីករាយជាមួយអ្នកទាំងអស់គ្នាបានន័យថាយើងបន្ថយអាកម្រិតស្តង់ដារផងយើងឬក៏យើងគេហៅថាសុខចិត្តបន្ទាបខ្លួនដើម្បីឲ្យគេសប្បាយចិត្តឬក៏ដើម្បីឲ្យគេរីករាយបានន័យថាយើងសំគេតែពិតគេអត់សប្បាយចិត្តជាមួយនឹងយើងប៉ុន្តែហាក់ដូចជាយើងនឹងព្រមឲ្យគេសប្បាយចិត្តអញ្ចឹងយើងរីករាយក្នុងការធ្វើជាដៃគូមួយគេប៉ុន្តែមិនជាដៃម្នាក់នឹងអាចថាជាមនុស្សដែលមិនសូវសប្បាយចិត្តឬក៏តែងតែចំណែនឬក៏មិនសប្បាយចិត្តនៅពេលដែលឃើញយើងជោគជ័យគឺចង់មានន័យបែបអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាបានជួបនរណាម្នាក់ដែលមិនគេហៅមិនរីករាយមិនសប្បាយចិត្តមិនចង់ឃើញភាពជោគជ័យរបស់អ្នកទាំងអស់គ្នាទេអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ទៅចាប់អារម្មណ៍ច្រើនឬក៏មិនបាច់ទៅគេហៅថាកុំកាត់បន្ថយទំនាក់ទំនងហ្នឹងពីព្រោះអាចថាបើគេមិនសប្បាយចិត្តជាបញ្ហារបស់ពួកគេបើគេមិនរីករាយជាមួយអ្នកទាំងអស់គ្នាគឺជាបញ្ហារបស់ពួកគេមិនមែនជារឿងអ្នកទាំងអស់គ្នាត្រូវទៅកប់ចិត្តឬក៏អ្នកទាំងអស់គ្នាត្រូវបន្ថយខ្លួនឯងដើម្បីឲ្យគេរីករាយទេគឺសារនេះគឺចង់មានន័យបែបហ្នឹងអញ្ចឹងអាចថាដៃគូដ៏ត្រឹមត្រូវរបស់អ្នកទាំងអស់គ្នាគឺជាដៃគូដែលតែងតែអបអរនៅភាពជោគជ័យរបស់អ្នកទាំងអស់គ្នាមិនមែនជាដៃគូដែលមានការប្រកួតប្រជែងមិនមែនជាដៃគូដែលតែងតែមិនមានភាពសប្បាយចិត្តនៅពេលដែលអ្នកទាំងអស់គ្នាជោគជ័យនោះទេហើយសម្រាប់សញ្ញាការ The Age of Cup នេះវិញគឺជាសញ្ញាការមួយដែលបង្ហាញអំពីគេហៅថាអ្នកទាំងអស់គ្នាចេះដោះលែងមនុស្សដែលមិនស័ក្តិសមចេញពីជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នានឹងគឺកំពុងតែคลายទៅជាមនុស្សដែលមានទំនុកចិត្តខ្លាំងជាងមុនជាមនុស្សដែលរឹងមាំជាងមុនជាមនុស្សដែលគេហៅថាយល់ដឹងបានច្រើនជាងមុនចាស់ទុំជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាលែងខ្លាចក្នុងការបាត់បង់មនុស្សដែលមិនស័ក្តិសមនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាទៀតហើយពីព្រោះអ្នកទាំងអស់គ្នានឹងយល់ថាមនុស្សខ្លះចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាគឺដើម្បីបង្រៀនអ្នកទាំងអស់គ្នាឲ្យបានដឹងបានយល់បានស្គាល់គេហៅថាយើងយល់ពីមនុស្សយើងស្គាល់ពីមនុស្សយើងយល់ពីចរិតមនុស្សអាចថាមកបង្រៀនយើងឲ្យដឹងទៅឲ្យយើងយល់ថាមនុស្សណាបែបម៉េចមនុស្សណាបែបម៉េចអញ្ចឹងការចូលមករបស់មនុស្សទាំងអស់ហ្នឹងវាជាការបង្រៀនអ្នកទាំងអស់គ្នាអាចថាជាការបង្រៀនឲ្យអ្នកទាំងអស់គ្នាបានយល់បានដឹងបានស្គាល់នឹងឯងអញ្ចឹងមិនមែនមានន័យថាអ្នកទាំងអស់នោះដែលចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹងគឺត្រូវតែរស់នៅជាមួយអ្នកទាំងអស់គ្នារហូតទេអញ្ចឹងអ្នកខ្លះចូលមកគ្រាន់តែគេហៅថាឲ្យអ្នកទាំងអស់បង្រៀនអ្នកទាំងអស់គ្នាឲ្យស្គាល់ចរិតមនុស្សបែបនេះចេះមនុស្សប្រភេទចេះមនុស្សប្រភេទចេះលក្ខណៈបែបហ្នឹងគឺលក្ខណៈឲ្យយើងស្គាល់យើងរៀននឹងឯងអញ្ចឹងទាំងអស់ហ្នឹងវាមិនមែនជារឿងអាក្រក់សម្រាប់អ្នកទាំងអស់គ្នាទេអញ្ចឹងអ្នកទាំងអស់គ្នានឹងគេហៅថាមានភាពចាស់ទុំខាងផ្លូវចិត្តមានភាពរឹងមាំខាងផ្លូវចិត្តមានភាពគេហៅថាសន្តិភាពផ្លូវចិត្តបានន័យថាអ្នកទាំងអស់គ្នាពេលគេហៅថាពេលបែកឬក៏ពេលដកខ្លួនចេញពីមនុស្សទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអត់មានការស្អប់ទេបានន័យថាចិត្តយើងនឹងវាស្ងប់ស្ងាត់ចិត្តយើងនឹងវាសន្តិភាពចិត្តយើងនឹងវាគេហៅថាអត់មានការស្អប់អត់មានការខឹងអត់មានការសងសឹកទៅលើមនុស្សទាំងអស់ហ្នឹងពីព្រោះអ្នកទាំងអស់គ្នានឹងយល់ថានៅពេលដែលមនុស្សដែលមិនស័ក្តិសមជាមួយអ្នកទាំងអស់គ្នានឹងចេញទៅអ្នកទាំងអស់គ្នានឹងបានជួបមនុស្សដែលល្អជាងនឹងចូលមករកអ្នកទាំងអស់គ្នាទ្វារមួយបិទទៅទ្វារមួយទៀតបើកទ្វារដែលល្អជាងនឹងកំពុងតែរងចាំអ្នកទាំងអស់គ្នាអញ្ចឹងប្រសិនបើមនុស្សដែលមិនល្អនឹងគាត់អត់ចេញពីក្នុងជីវិតអ្នកទាំងអស់គ្នាទេឬក៏គាត់អត់បានចូលឲ្យអ្នកទាំងអស់គ្នាស្គាល់ទេអ្នកទាំងអស់គ្នាក៏មិនអាចស្គាល់ឬក៏ជួបមនុស្សដែលល្អជាងនឹងទៀតបានដែរហើយសម្រាប់សញ្ញាការ The 5 of 1 បញ្ច្រាស់នេះវិញគឺមានន័យថាអ្នកទាំងអស់គ្នានឹងបញ្ចប់ការសង្ស័យឬក៏ការមិនសប្បាយចិត្តឬក៏ការគេហៅថាអន់ចិត្តមកលើខ្លួនឯងបានន័យថាយើងហាក់ដូចជាមិនសប្បាយចិត្តចំពោះខ្លួនឯងឬអ្វីដែលយើងធ្លាប់តែបន្ទោសខ្លួនឯងហ្នឹងគ្រប់យ៉ាងទាំងអស់ហ្នឹងគឺវាត្រូវបានបញ្ចប់អញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាមួយចំនួនហ្នឹងដែលខ្វះទំនុកចិត្តទៅលើខ្លួនឯងឬក៏គេហៅថាមានតែបន្ទោសមកលើខ្លួនឯងហ្នឹងវាត្រូវបានបញ្ចប់ហើយបានន័យថាត្រូវអារឿងទាំងអស់ហ្នឹងវាត្រូវបានដកចេញពីក្នុងចិត្តក្នុងអារម្មណ៍របស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងលែងរស់នៅជាមួយនឹងភាពភ័យខ្លាចដូចមុនអ្នកទាំងអស់គ្នាហ្នឹងលែងរស់នៅក្នុងគេហៅថាភាពសង្ស័យភាពមិនច្បាស់លាស់ឬក៏គេហៅថាភាពសពិចសពិលដែលមានអារម្មណ៍ថាខ្លួនឯងហ្នឹងវាដូចអន់ខ្លួនឯងហ្នឹងវាដូចជាគ្មានសមត្ថភាពខ្លួនឯងហ្នឹងដូចជាអត់បានការអីទាំងប្រមាណហ្នឹងអ្នកទាំងអស់គ្នាហ្នឹងនឹងលែងរស់នៅក្នុងអាស្ថានភាពបែបហ្នឹងទៀតហើយអ្នកទាំងអស់គ្នាហ្នឹងឈប់
ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃទៀតហើយបានន័យថាយើងគិតថាខ្លួនឯងហ្នឹងវាអត់ជាមួយបើយើងប្រៀបធៀបមួយគេអញ្ចឹងអ្នកទាំងអស់គ្នានឹងលែងប្រៀបធៀបខ្លួនឯងទៀតហើយអ្នកទាំងអស់គ្នានឹងលែងមានអារម្មណ៍ថាអ្នកទាំងអស់គ្នានឹងអត់បានការទៀតហើយអ្នកទាំងអស់គ្នាលែងមានអារម្មណ៍ថាអ្នកទាំងអស់គ្នានឹងមិនល្អគ្រប់គ្រាន់សម្រាប់ខ្លួនឯងឬក៏មានអារម្មណ៍ថាខ្លួនឯងនឹងវាអត់ល្អសម្រាប់អ្នកផ្សេងបានថាយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេងអញ្ចឹងយើងមានអារម្មណ៍ថាយើងនឹងវាដូចជាអត់បានការដូចជាមិនល្អគ្រប់គ្រាន់ជាមួយគេជាមួយនឹងខ្លួនឯងប្រៀបធៀបបែបអញ្ចឹងអាចថាហ្នឹងវាដូចជាដុំថ្មមួយដុំដែលធ្ងន់ហើយធ្លាប់សង្កត់នៅលើខ្លួនអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាមានអារម្មណ៍ថាតឹងតែងពីមុនមកមានអារម្មណ៍ថាហាក់ដូចជាតឹងតែងអារម្មណ៍ថាមានសម្ពាធមានអារម្មណ៍ថាខ្លួនឯងនឹងត្រូវប្រឹងដែលគេហៅថាធ្វើឲ្យល្អឡើងបានថារស់តាមគេបានន័យថាយើងប្រឹងឲ្យល្អដូចគេអញ្ចឹងអាហ្នឹងវាដូចជាសម្ពាធមួយសង្កត់មកលើអ្នកទាំងអស់គ្នាអញ្ចឹងប៉ុន្តែឥឡូវហ្នឹងអាសម្ពាធអាដុំថ្មដែលនៅលើស្មាអ្នកទាំងអស់គ្នាហ្នឹងវាត្រូវបានដកចេញអញ្ចឹងអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាធូរស្រាលជាងមុនអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាសេរីភាពជាងមុនហើយអ្នកទាំងអស់គ្នានឹងមានកម្លាំងដើរទៅមុខដោយទំនុកចិត្តខ្លួនឯងដោយគេហៅថារស់នៅខ្លួនឯងជាខ្លួនឯងរស់នៅគេហៅថាយើងពេញចិត្តអ្វីដែលយើងមានអ្វីដែលយើងធ្វើហើយសម្រាប់សញ្ញាការ Deny or Short បញ្ច្រាស់នេះវិញគឺជាសញ្ញាការមួយបង្ហាញថាគ្រប់យ៉ាងអ្នកទាំងអស់គ្នាគឺប្រឹងប្រែងដោយខ្លួនឯងមកដល់ចំណុចនេះមកដល់ចំណុចដែលអ្នកទាំងអស់គ្នាកំពុងតែឈរនេះគឺជាចំណុចមួយដែលអ្នកទាំងអស់គ្នានឹងបានមកដោយកម្លាំងខ្លួនឯងអញ្ចឹងអាចថាអ្នកថារសារចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាបានឆ្លងកាត់រឿងរ៉ាវជាច្រើនដោយខ្លួនឯងអ្នកទាំងអស់គ្នាបានឆ្លងកាត់គ្រប់យ៉ាងឧបសគ្គទាំងប្រមាណហ្នឹងគឺដោយខ្លួនឯងមិនថាជាការផ្លាស់ប្ដូរការងារមិនថាជាការផ្លាស់ប្ដូរការរស់នៅទីកន្លែងឬក៏ការផ្លាស់ប្ដូរទៅប្រទេសថ្មីការរស់នៅទៅប្រទេសថ្មីអីចឹងឬក៏ជាការបែកបាក់ស្នេហាឬក៏ជាការចាប់ផ្ដើមជីវិតថ្មីអីមួយអញ្ចឹងអាទាំងអស់ហ្នឹងគឺចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថាគ្រប់យ៉ាងទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាបានប្រឹងប្រែងបានតស៊ូបានជំនះដោយកម្លាំងខ្លួនឯងសុទ្ធសាធអញ្ចឹងអាចថាមានមនុស្សមួយចំនួនឬក៏អាចថាមានមនុស្សនៅជុំវិញអ្នកទាំងអស់គ្នាហ្នឹងឬក៏មិត្តភ័ក្តិអីទាំងអស់ហ្នឹងគេធ្លាប់និយាយថាបើមានរឿងអីពឹងពាក់គេបានមានរឿងអីអាចប្រាប់គេបានប៉ុន្តែទីបំផុតអត់មានពឹងពាក់អ្នកណាបានទេគឺអ្នកទាំងអស់គ្នាខ្លួនឯងត្រូវដោះស្រាយដោយខ្លួនឯងអ្នកទាំងអស់គ្នាខ្លួនឯងត្រូវប្រឈមមុខដោយខ្លួនឯងអញ្ចឹងអាចទាំងអស់ហ្នឹងហើយអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគឺកំពុងคลายទៅជាមនុស្សរឹងមាំជាងមុនកំពុងคลายទៅជាមនុស្សពូកែជាងមុនកំពុងคลายទៅជាមនុស្សដែលរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តដែលមានចំណេះដឹងខ្ពង់ខ្ពស់មានទាំងបទពិសោធន៍មានទាំងការថាមានទាំងចំណេះដឹងនិងចំណេះធ្វើដែលយើងបានប្រឈមពីមុនមកអញ្ចឹងការប្រឈមរបស់យើងពីមុនមកយើងដោះស្រាយដោយខ្លួនឯងយើងធ្វើអ្វីដោយខ្លួនឯងហើយយើងអាចឈរដល់ថ្ងៃនេះហ្នឹងគឺដោយសារតែសមត្ថភាពខ្លួនឯងផ្ទាល់អញ្ចឹងទាំងអស់ហ្នឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងคลายទៅជាមនុស្សម្នាក់ដែលរឹងមាំហើយមានបទពិសោធន៍ច្រើនអញ្ចឹងអ្នកទាំងអស់គ្នានឹងคลายទៅជាមនុស្សដែលដឹកនាំគេអាចថាคลายទៅជាមនុស្សដែលបំផុសគំនិតអ្នកដទៃคล้ายទៅជាមនុស្សម្នាក់ដែលបង្កើតក្តីសង្ឃឹមដល់អ្នកដទៃអាចថាคล้ายទៅជាមនុស្សម្នាក់ដែលព្យាបាលអារម្មណ៍ព្យាបាលផ្លូវចិត្តឬក៏ព្យាបាលបេះដូងទៅដល់មនុស្សដទៃទៀតឬក៏ថាជាអ្នកដែលចែករំលែកអប់រំឬក៏ចែករំលែកចំណេះដឹងឬក៏គេហៅថាផ្ដល់ពន្លឺឬក៏បង្ហាញផ្លូវទៅដល់មនុស្សជុំវិញខ្លួនយើងឬក៏អាចថាអ្នកដទៃផ្សេងទៀតអញ្ចឹងដោយសារគេហៅថាថាមពលផ្លូវចិត្តខាងក្នុងរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានថាមពលគេហៅថាចិត្តដែលមានសន្តិភាពចិត្តស្មោះចិត្តល្អឬក៏គេហៅថាជាមនុស្សដែលមានចិត្តស្ងប់អញ្ចឹងអ្នកទាំងអស់គ្នានឹងតាក់ទាញមនុស្សផ្សេងទៀតដែលមានចិត្តស្ងប់ដូចគ្នាជាអ្នកទាំងអស់គ្នានឹងតាក់ទាញមនុស្សដែលមានបេះដូងស្អាតដូចអ្នកទាំងអស់គ្នាបានថាមេដៃវាឆក់តែដៃគ្នាវាទេអញ្ចឹងបានថានៅពេលដែលយើងខ្លាយទៅជាមនុស្សដែលអារម្មណ៍ខាងក្នុងស្ងប់ចិត្តល្អយើងតាក់ទាញមនុស្សដែលល្អចូលមកច្រើនដោយសារមនុស្សដែលមានចិត្តល្អឬក៏ជាមនុស្សដែលមានចិត្តស្មោះជាច្រើនហ្នឹងចូលមកដល់អ្នកទាំងអស់ចូលមកចិត្តអ្នកទាំងអស់គ្នាពួកគេនឹងមានអារម្មណ៍ថាដូចស្ងប់ស្ងាត់ដូចសុខស្រួលនៅពេលដែលមនុស្សទាំងអស់ហ្នឹងមកនៅក្បែរអ្នកទាំងអស់គ្នាហ្នឹងគេមានអារម្មណ៍ថាសន្តិភាពអញ្ចឹងអាចថាអានេះអ្នកទាំងអស់គ្នាប្រហែលជាមិនដឹងខ្លួនថាអ្នកទាំងអស់គ្នាមានឥទ្ធិពលឬក៏មានគេហៅថាមានគេហៅថាភាពល្អរបស់ខ្លួនឯងហ្នឹងទេប៉ុន្តែគ្រាន់តែថាគ្រប់គ្នាដែលមកចិត្តអ្នកទាំងអស់គ្នាគឺគេតែងតែមានអារម្មណ៍ថាសន្តិភាពស្ងប់ស្ងាត់ឬក៏អារម្មណ៍ស្រួលចិត្តតែថានៅថ្ងៃខាងមុខឬក៏ពេលខាងមុខហ្នឹងអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកដែលជួយគេច្រើនមិនថាសត្វឬក៏ថាមនុស្សទេអ្នកទាំងអស់គ្នានឹងអាចថានឹងជួយទៅលើមនុស្សជាច្រើនផ្សេងទៀតអញ្ចឹងអាចថាអ្នកទាំងអស់គ្នាក្លាយទៅជាអ្នកបរិច្ចាគអីមួយបរិច្ចាគទៅលើដើម្បីជួយមនុស្សមិនថាកុមារមិនថា
មនុស្សផ្សេងទៀតឯងគឺអាចថាយើងមានការបរិច្ចាគអីមួយទៅដល់មនុស្សទាំងអស់ហ្នឹងឬក៏អាចថាយើងនឹងខ្លាយទៅជាអ្នកបង្រៀនទៅដល់មនុស្សទាំងអស់ហ្នឹងឬក៏យើងអាចខ្លាយទៅជាអ្នកចិញ្ចឹមឬក៏ជួយសង្គ្រោះសត្វនៅក្នុងអីមួយនៅក្នុងអង្គការឬក៏កម្មវិធីអីមួយឬមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងខ្លាយទៅអ្នកជួយឬក៏ធ្វើការនៅក្នុងអង្គការមួយដើម្បីជួយទៅលើកុមារអីអញ្ចឹងបានន័យថាយើងនឹងខ្លាយទៅជាអ្នកជួយសង្គ្រោះមនុស្សច្រើនអញ្ចឹងអាសកម្មភាពរបស់អ្នកទាំងអស់គ្នាទាំងអស់ហ្នឹងវានឹងផ្លាស់ប្ដូរជីវិតមនុស្សផ្សេងទៀតអញ្ចឹងអានេះគឺជារឿងល្អសម្រាប់អ្នកទាំងអស់គ្នាដោយសារអាចចំណុចទាំងអស់នេះហើយអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកផ្ដល់អ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នានឹងចេះបង្កើនស្តង់ដារនៃជីវិតរបស់អ្នកទាំងអស់គ្នាខ្លួនឯងបន្ថែមបានន័យថាមិនបានន័យថាយើងកុំខ្លាចក្នុងការបាត់បង់មនុស្សដែលមិនស័ក្តិសមនឹងអ្នកទាំងអស់គ្នាយើងកុំខ្លាចក្នុងការដើរចេញពីមនុស្សដែលមិនត្រូវឬក៏គេហៅថាមិនសមក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹងយើងកុំខ្លាចក្នុងការដើរចេញយើងត្រូវតែបង្កើនស្តង់ដារខ្លួនឯងឡើងវិញយើងកុំខ្លាចថានៅពេលដែលយើងបង្កើនស្តង់ដារនៃការរស់នៅផងយើងឬក៏ស្តង់ដារនៃការជ្រើសរើសមនុស្សដែលគួរតែចូលមកនៅក្នុងជីវិតយើងឬក៏ជ្រើសរើសការចាកចេញពីក្នុងក្រុមមនុស្សដែលមិនស័ក្តិសមនឹងយើងហ្នឹងវាធ្វើឲ្យបាត់ការទំនាក់ទំនងឬក៏គេហៅថាបាត់មានការរើសអើងឬក៏គេហៅថាធ្វើឲ្យយើងនឹងឯកោអីវាមិនមែនអញ្ចឹងទេប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាបានបង្កើនស្តង់ដារខ្លួនឯងអ្នកទាំងអស់គ្នានឹងតាក់ទាញមនុស្សដែលមានគុណភាពចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាបន្ថែមដូចបាននិយាយពីមុនអញ្ចឹងបានន័យថាទ្វារមួយបិទតែថាទ្វារមួយទៀតដែលល្អជាងមុននឹងបើកក្រុងចាំងអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបង្កើតស្តង់ដារមួយសម្រាប់ជីវិតរបស់ខ្លួនឯងយើងចាក់ចេញពីមនុស្សដែលមិនស័ក្តិសមជាមួយនឹងយើងនឹងតាក់ទាញមនុស្សដែលល្អជាងនឹងចូលមកក្នុងជីវិតរបស់យើងអាចថាជាប្រភេទមនុស្សដូចអ្នកទាំងអស់គ្នាអារម្មណ៍ដូចអ្នកទាំងអស់គ្នាចិត្តដូចអ្នកទាំងអស់គ្នាគេហៅថាចិត្តល្អចិត្តស្អាតសន្តិភាពផ្លូវចិត្តដូចគ្នាចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងតាក់ទាញប្រភេទមនុស្សឬក៏តាក់ទាញមិត្តភក្តិដែលល្អជាងមុនបានន័យថាយើងនឹងមានមិត្តភក្តិដែលប្រសើរជាងមុនដែរពីមុនអាចថាជាមិត្តភក្តិដែលមិនសូវទុកចិត្តឬក៏បោកប្រាស់ទំនុកចិត្តឬក៏ជាដៃគូមិនមានគុណភាពសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងបាត់បង់ដៃគូហ្នឹងយើងនឹងមានដៃគូមួយទៀតដែលជាដៃគូល្អយល់ចិត្តគ្នាស្មោះត្រង់មួយគ្នាឬមួយទៀតអាចថាអតិថិជនម្នាក់នៅពេលដែលយើងបាត់បង់អតិថិជនមួយដែលជាអតិថិជនគេហៅថាអតិថិជនធ្វើឲ្យយើងឈឺក្បាលច្រើនអញ្ចឹងនៅពេលដែលបាត់បង់អតិថិជនប្រភេទហ្នឹងយើងនឹងទទួលបានអតិថិជនមួយដែលមានគុណភាពជាងហ្នឹងល្អជាងហ្នឹងឬក៏គេហៅជាអតិថិជនមួយដែលស្រួលនិយាយគ្នាអីចឹងទៅហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាអាចនឹងតាក់ទាញមនុស្សដែលមានចក្ខុវិស័យធំដូចអ្នកទាំងអស់គ្នាចូលមកគិតដូចគ្នាយល់ដូចគ្នាអីចឹងការមើលឃើញវែងឆ្ងាយដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាខ្លួនឯងគួរតែលែងទទួលយកនៅការមិនគោរពពីអ្នកដទៃមកលើអ្នកទាំងអស់គ្នាខ្លួនឯងអញ្ចឹងយើងគួរតែឈប់ទទួលយករឿងបែបហ្នឹងឈប់ទទួលយកគេហៅថាទំនាក់ទំនងបែប toxic ទំនាក់ទំនងបែប depression ទំនាក់ទំនងដែលមិនមានការទុកចិត្តគ្នាឬក៏ជាទំនាក់ទំនងមួយដែលមើលបំណាំគ្នាអញ្ចឹងយើងគួរតែឈប់រាប់យកបានន័យថាយើងគួរតែដកខ្លួនចេញពីអាទំនាក់ទំនងបែបហ្នឹងហើយមួយទៀតអាចថាជាយើងឈប់គេហៅថាដកខ្លួនចេញពីអាទំនាក់ទំនងមួយដែលប្រើប្រាស់គេហៅថាបោកចិត្តល្អរបស់អ្នកទាំងអស់គ្នាបានថាជាទំនាក់ទំនងមួយដែលជាទំនាក់ទំនងដែលតែគេចំណេញទៅលើការទឹកចិត្តស្មោះសរទឹកចិត្តល្អរបស់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាគួរតែដកខ្លួនចេញពីអាទំនាក់ទំនងហ្នឹងពីព្រោះអ្នកទាំងអស់គ្នាត្រូវយល់ថាតម្លៃរបស់អ្នកទាំងអស់គ្នាមិនមែនសម្រាប់ការដែលធ្វើឲ្យទំនាក់ទំនងមួយល្អយើងយកតម្លៃខ្លួនផងយើងយកតម្លៃផងយើងខ្លួនឯងហ្នឹងទៅចរចាជាមួយនឹងទំនាក់ទំនងមួយដែលមិនមានទំនុកចិត្តជាទំនាក់ទំនងមួយដែលតុកសិកយើងវាអត់គេហៅថាវាអត់សមនឹងតម្លៃរបស់ខ្លួនយើងក្នុងការយកអាតម្លៃខ្លួនឯងដែលមានតម្លៃខ្ពស់ជាងហ្នឹងទៅចរចាសម្រាប់តែទំនាក់ទំនងមួយដើម្បីឲ្យគេរាប់អានយើងប៉ុន្តែទំនាក់ទំនងហ្នឹងវាអត់ល្អជាទំនាក់ទំនងបោកប្រាស់អ្នកនរគ្នាអញ្ចឹងវាមានតម្លៃអីក្នុងការធ្វើបែបហ្នឹងហើយបើយើងនិយាយពីរឿងស្នេហាសម្រាប់ក្រុមទី2នេះអាចថាជាស្នេហាផ្លូវឆ្ងាយអញ្ចឹងនៅក្នុងក្រុមទី2នេះអ្នកមួយចំនួនអាចនឹងជួបស្នេហារបស់អ្នកទាំងអស់គ្នាតាមរយៈការធ្វើដំណើរឬក៏អ្នកទាំងអស់គ្នានឹងអាចជួបដៃគូស្នេហាអ្នកទាំងអស់គ្នានឹងនៅគេហៅជាប្រភេទមនុស្សដែលនៅឆ្ងាយពីគ្នាអាចថានៅក្រុងផ្សេងគ្នានៅប្រទេសផ្សេងគ្នាឬក៏អាចថាអ្នកទាំងអស់គ្នានឹងជួបស្នេហារបស់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរទៅណាមួយការធ្វើដំណើររបស់អ្នកទាំងអស់គ្នានឹងអាចនឹងជួបដៃគូអីមួយអញ្ចឹងអាចថាជាទំនាក់ទំនងផ្លូវឆ្ងាយឬក៏អាចថាយើងមានទំនាក់ទំនងស្នេហាដែលប្រើ chat ដែលប្រើអីចឹងបានថាយើងតាក់ទងគ្នាតាមអនឡាញអីចឹងវាជាទំនាក់ទំនងស្នេហាផ្លូវឆ្ងាយវាមិនមែនជាទំនាក់ទំនងស្នេហាឃើញមុខគ្នាឯងបានថាយើងការតាក់ទងគ្នាតាមរយៈ
email ឬក៏ message អីចឹងទៅប៉ុន្តែចម្ងាយឬក៏distance ឬក៏គេហៅថាផ្លូវឆ្ងាយឬក៏ការនៅផ្សេងគ្នាឆ្ងាយបែបហ្នឹងវាមិនមែនជាឧបសគ្គសម្រាប់អ្នកទាំងអស់គ្នាទេអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងបានជួបគ្នាអញ្ចឹងនៅឆ្ងាយពីគ្នាអ្នកដែលមិនទាន់បានជួបមុខគ្នាហ្នឹងវាអត់បញ្ហាទេអញ្ចឹងថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងបានជួបគ្នាហើយឬក៏នៅពេលខាងមុខនេះអ្នកទាំងអស់គ្នានឹងបានជួបគ្នាហើយសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលកំពុងតែគិតថាហេតុអ្វីបានវាយឺតម្ល៉េះហើយពេលណាបានជួបគ្នាឬក៏ពេលណាបានឃើញមុខគ្នាអីចឹងទៅអ្នកថែរក្សាចង់ប្រាប់ទៅដល់អ្នកទាំងអស់គ្នាថាវាអត់យឺទេពីព្រោះឥឡូវហ្នឹងវាកំពុងតែដំណើរការហ្នឹងហើយអញ្ចឹងមិនអ្នកហ្នឹងឬក៏មនុស្សដែលត្រូវមកជួបអ្នកទាំងអស់គ្នាហ្នឹងកំពុងតែគេហៅថាធ្វើដំណើរមកជួបអ្នកទាំងអស់គ្នាកំពុងតែរៀបចំនឹងចេញដំណើរមកជួបអ្នកទាំងអស់គ្នាហើយអញ្ចឹងនៅពេលខាងមុខអ្នកទាំងអស់គ្នានឹងជួបគ្នានឹងឯងអញ្ចឹងបានន័យថានៅពេលខាងមុខដល់ខ្លីនេះអ្នកទាំងអស់គ្នាអាចថានឹងបានជួបគ្នាហើយសម្រាប់សន្លឹកកាត The Star នេះវិញគឺជាសន្លឹកកាតមួយដែលបង្ហាញអំពីគេហៅថាអ្នកទាំងអស់គ្នាខ្លួនឯងបច្ចុប្បន្ននេះកំពុងតែមានពន្លឺខ្លាំងកំពុងតែមានរស្មីចែងចាំងអញ្ចឹងមានមនុស្សជាច្រើនកំពុងតែសង្កេតកំពុងតែមើលកំពុងតែចង់ដឹងចង់ជួបចង់ស្គាល់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាក្នុងពេលបច្ចុប្បន្ននេះអ្នកទាំងអស់គ្នាមានថាមពលដូចផ្កាយយ៉ាងកំពុងតែរះយ៉ាងបានថាពន្លឺដ៏ស្រស់ស្អាតមានគេចង់ដឹងចង់ឃើញចង់ស្គាល់ច្រើនមែនទែនប៉ុន្តែអ្នកទាំងអស់គ្នាខ្លួនឯងប្រហែលជាអត់ដឹងខ្លួនទេអាចថាមានមនុស្សជាច្រើនហ្នឹងកំពុងតែលួចសរសើរអ្នកទាំងអស់គ្នាពីក្រោយខ្នងកំពុងតែលួចនិយាយដើមប៉ុន្តែការនិយាយដើមហ្នឹងគឺជាការនិយាយដើមបែបល្អអាចថាលួចសរសើរពីក្រោយខ្នងអញ្ចឹងការតាក់ទាញទាំងអស់ហ្នឹងវាមិនមែនជាការតាក់ទាញទៅលើរូបសម្រស់ឬក៏រូបរាងខាងក្រៅទេមិនមែនតាក់ទាញដោយសារអ្នកទាំងអស់គ្នាមានរូបរាងស្អាតឬក៏សង្ហាទេប៉ុន្តែវាកើតឡើងដោយសារភាពវិជ្ជមានខាងក្នុងរបស់អ្នកទាំងអស់គ្នាគេថាដោយសារចិត្តល្អរបស់អ្នកទាំងអស់គ្នាដោយសារការស្នាមដោយស្នាមញញឹមរបស់អ្នកទាំងអស់គ្នាដែលញញឹមមកដោយគេហៅថាជាមនុស្សដែលមានភាពតាក់ទាញដែលមិនមានភាពពុតត្បិតនៅខាងក្នុងខ្លួនណាគឺញញឹមមកដោយស្មោះត្រង់អញ្ចឹងគឺការតាក់ទាញបែបភាពវិជ្ជមានខាងក្នុងនិងការញញឹមដែលមានគេហៅដែលមិនមានពុតត្បិតរបស់អ្នកទាំងអស់គ្នាឬក៏គេហៅថាមពលល្អរបស់អ្នកទាំងអស់គ្នានឹងតាក់ទាញមនុស្សផ្សេងទៀតហ្នឹងឲ្យចាប់អារម្មណ៍មកលើអ្នកទាំងអស់គ្នាអញ្ចឹងអាចថាអ្នកទាំងអស់គ្នាបច្ចុប្បន្នហ្នឹងគឺជាប្រភេទមនុស្សដែលនៅពេលដែលយើងចេញទៅក្រៅមានមនុស្សជុំវិញខ្លួនយើងហ្នឹងតែនិយាយពីអ្នកទាំងអស់គ្នាតែចង់ស្គាល់ចង់ដឹងចង់ជួបអ្នកទាំងអស់គ្នាសម្រាប់សន្លឹកការ The Three of Cups នេះវិញគឺជាសន្លឹកការមួយដែលបង្ហាញអំពីការភាពរីករាយការអបអរសាទរអីមួយអញ្ចឹងអាចថានៅពេលខាងមុខដល់ខ្លីនេះអ្នកទាំងអស់គ្នានឹងមានការជួបជុំដ៏រីករាយមួយអញ្ចឹងអាចជាការប្រគំតន្ត្រីចូលរួមកម្មវិធីប្រគំតន្ត្រីអីមួយឬក៏អាចថាចូលរួមក្នុងកម្មវិធីជប់លៀងអីមួយឬក៏អាចថាអ្នកទាំងអស់គ្នានឹងបានជួបជុំមិត្តភ័ក្តិដែលមានចិត្តដូចគ្នាគេហៅថាមានថាមពលដូចគ្នាឬក៏គេហៅថាមិត្តភ័ក្តិដែលយល់ចិត្តគ្នាអញ្ចឹងនៅពេលខាងមុខដល់ខ្លីនេះអាចថាអ្នកទាំងអស់គ្នានឹងទទួលបានភាពរីករាយមួយឬក៏ការជួបជុំមិត្តភ័ក្តិដែលមានចិត្តដូចគ្នាមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍រីករាយនិងសប្បាយទៅលើគេហៅថាភាពរីករាយទៅលើជីវិតរបស់ខ្លួនឯងឬក៏គេហៅថាធ្វើឲ្យជីវិតរបស់ខ្លួនឯងហ្នឹងវាមានន័យជាងមុនណាសម្រាប់សន្លឹកការ The Knight of Wands នេះវិញគឺជាសន្លឹកការមួយដែលបង្ហាញពីការផ្លាស់ប្ដូរដ៏ឆាប់រហ័សមួយអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងមានការផ្លាស់ប្ដូរនៅពេលខាងមុខនេះអ្នកទាំងអស់គ្នានឹងមានការផ្លាស់ប្ដូរគេហៅថាមពលចាស់ចោលនិងទទួលយកថាមពលថ្មីអញ្ចឹងអាចថានៅពេលខាងមុខដ៏ឆាប់នេះវាអត់យូរទេដោយសារ Knight of Wands នេះវាបង្ហាញពីការផ្លាស់ប្ដូរដ៏លឿនអញ្ចឹងនៅក្នុងពេលខាងមុខដ៏ខ្លីនេះអ្នកទាំងអស់គ្នាអាចនឹងមានការផ្លាស់ប្ដូរជីវិតខ្លួនឯងបើថាចំពោះចាស់របស់អ្នកទាំងអស់គ្នាត្រូវបានបញ្ចប់ហើយនឹងមានរឿងល្អថ្មីចូលមកដល់ក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងរឿងល្អហ្នឹងវាអាចថាកើតឡើងមកយ៉ាងលឿនដោយសារ Knight of Wands វាបង្ហាញពីភាពលឿនឆាប់រហ័សអញ្ចឹងអត់យូរទេខ្ទង់រយៈពេលមួយអាទិត្យឬក៏ពីរអាទិត្យខាងមុខហ្នឹងអាចនឹងមានការផ្លាស់ប្ដូរច្រើនមកលើជីវិតរបស់អ្នកទាំងអស់គ្នាហើយបើយើងនិយាយពីការរស់នៅប្រចាំថ្ងៃវិញអ្នកទាំងអស់គ្នានឹងអាចនឹងមានការចាប់ផ្ដើមរៀបចំផ្ទះថ្មីរៀបចំបន្ទប់ថ្មីឬក៏គេហៅថាបោះចោលរបស់ចាស់មួយចំនួនបើថាយើងរើផ្ទះរៀបចំផ្ទះឲ្យស្អាតអាណាចាស់យើងបោះចោលឬក៏អ្នកទាំងអស់គ្នានឹងរៀបចំកន្លែងធ្វើការថ្មីឲ្យស្អាតជាងមុនឬក៏អ្នកទាំងអស់គ្នាអាចថានិយាយទៅបើនិយាយពីក្នុងផ្ទះអ្នកទាំងអស់គ្នារៀបចំផ្ទះឲ្យស្អាតរីករាយជាងមុនបើនិយាយពីកន្លែងធ្វើការអ្នកទាំងអស់គ្នារៀបចំកន្លែងធ្វើការឲ្យកាន់តែល្អជាងមុនហើយស្អាតជាងមុនឬក៏អាចថាផ្លាស់ប្ដូរកន្លែងការងារអីចឹងទៅហើយមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងរៀបចំបរិយាកាសពីបានន័យថាយើងធ្វើឲ្យបរិយាកាសហ្នឹងល្អឬក៏ថ្មីឡើងវិញណាហើយសម្រាប់សន្លឹកការ The King of Swords នេះវិញគឺជាសន្លឹកការមួយដែលបង្ហាញថានៅពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នាអាចនឹងជួបមនុស្សម្នាក់
ដែលជាប្រភេទមនុស្សមានប្រាជ្ញាខ្ពង់ខ្ពស់ប្រាជ្ញាឆ្លាស់វៃឬក៏គេហៅថាជាមនុស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់ជាចំណុចដែលមានចំណេះដឹងខ្ពង់ខ្ពស់ប្រាជ្ញាឆ្លាស់វៃគំនិតមុតស្រួចអញ្ចឹងគាត់ជានរណាម្នាក់នឹងអាចជាអ្នកណែនាំអ្នកទាំងអស់គ្នាអាចថាជាអ្នកដឹកនាំអីមួយឬក៏អាចថាជាគ្រូអ្នកទាំងអស់គ្នាឬក៏អាចថាជាអ្នកជំនាញខាងអីមួយឬមួយទៀតអាចថាជាអ្នកជោគជ័យនៅក្នុងវិស័យអីមួយវិស័យហ្នឹងគឺជាវិស័យដែលអ្នកទាំងអស់គ្នាចង់ទៅនឹងឯងដែលអ្នកទាំងអស់គ្នាចង់បាននឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងជួបម្នាក់ហ្នឹងអញ្ចឹងម្នាក់ហ្នឹងគាត់នឹងផ្ដល់ដំបូន្មានមួយមកដល់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាដំបូន្មានមួយនឹងវានឹងផ្លាស់ប្ដូរគេហៅថាជីវិតអ្នកទាំងអស់គ្នាទាំងស្រុងតែម្ដងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាជួបមនុស្សម្នាក់ហ្នឹងការទូន្មានការណែនាំរបស់គាត់ហ្នឹងឬក៏ពាក្យមួយឃ្លារបស់គាត់ហ្នឹងអាចថានឹងអាចថាពេលខ្លះនឹងវាមានតម្លៃជាងអ្វីដែលយើងខំប្រឹងរាប់ឆ្នាំមកហើយអញ្ចឹងពាក្យមួយម៉ាត់វាបានថាយើងពេលខ្លះយើងប្រឹងរាប់ឆ្នាំប៉ុន្តែអាការប្រឹងផងយើងហ្នឹងការប្រឹងឡើងដោយយើងធ្វើដោយអត់ដឹងយើងធ្វើដោយអត់ចេះចង់មានន័យបែបអញ្ចឹងនៅពេលដែលយើងធ្វើអីមួយដែលយើងធ្វើដោយមិនមានចំណេះដឹងគ្រប់គ្រាន់យើងធ្វើតែវាអត់មានលទ្ធផលអញ្ចឹងពាក្យមួយឃ្លាហ្នឹងវាអាចថាវាមានតម្លៃលើសអ្វីដែលយើងធ្វើរាប់ឆ្នាំទៅទៀតអញ្ចឹងពេលពាក្យមួយឃ្លាហ្នឹងចូលមកយើងចាប់ផ្ដើមមានគំនិតថ្មីមួយឬក៏យើងអាចថាយល់នឹងអ្វីដែលយើងបានធ្វើហើយវាអត់បានលទ្ធផលហ្នឹងយើងយល់ពីអាហ្នឹងយើងចាប់ផ្ដើមមានគំនិតតែពិតវាបែបហ្នឹងអញ្ចឹងយើងមានអារម្មណ៍បែបហ្នឹងអញ្ចឹងយើងដឹងរកផ្លូវត្រូវឃើញអញ្ចឹងអាចថាពាក្យមួយឃ្លាហ្នឹងគឺវាមានតម្លៃជាងអ្វីដែលយើងបានប្រឹងធ្វើដោយអត់យល់ហ្នឹងរាប់ឆ្នាំមកហើយអញ្ចឹងអ្នកថែរក្សាចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថានៅពេលដែលអ្នកទាំងអស់គ្នាជួបម្នាក់ហ្នឹងអ្នកទាំងអស់គ្នាត្រូវស្ដាប់ត្រូវរៀននិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅលើអ្វីដែលគាត់បានណែនាំហ្នឹងហើយសម្រាប់សញ្ញាការ The Two of Short នេះវិញគឺជាសញ្ញាការមួយដែលបង្ហាញអំពីគេហៅថាការសម្រេចចិត្តដ៏សំខាន់មួយនឹងកើតឡើងនៅពេលខាងមុខមកដល់អ្នកទាំងអស់គ្នាអញ្ចឹងអាចថានៅពេលខាងមុខដល់ឆាប់នេះអ្នកទាំងអស់គ្នានឹងមានការសម្រេចចិត្តមួយដ៏ធំអញ្ចឹងការសម្រេចចិត្តហ្នឹងវាអាចតាក់ទងជាមួយនឹងការផ្លាស់ប្ដូរការងារការផ្លាស់ប្ដូរទីលំនៅការផ្លាស់ប្ដូរអាជីវកម្មអីមួយឬក៏ការទិញផ្ទះអីចឹងការសម្រេចចិត្តដ៏សំខាន់ហ្នឹងហើយវាទៀតអាចថាជាការចាប់ផ្ដើមជីវិតថ្មីជាមួយដៃគូរបស់អ្នកទាំងអស់គ្នាអញ្ចឹងនៅពេលខាងមុខដល់ខ្លីនេះអ្នកទាំងអស់គ្នានឹងមានការសម្រេចចិត្តដ៏សំខាន់មួយដ៏ធំមួយកើតឡើងអញ្ចឹងពីដំបូងអាចថាអារម្មណ៍របស់អ្នកទាំងអស់គ្នាខ្លួនឯងនៅពេលដែលជួបអារឿងហ្នឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមគិតថាចាំតិចសិនឬក៏កុំតាន់ធ្វើអីឬមួយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្ញុំមិនតាន់ត្រៀមខ្លួនរួចទេខ្ញុំអត់តាន់ចង់ធ្វើវាទេខ្ញុំអត់តាន់ចង់ចាប់ផ្ដើមវាទេឬក៏អត់តាន់សម្រេចចិត្តអីថាម៉េចទេប៉ុន្តែអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាហ្នឹងចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាកុំគិតច្រើនពេកឬក៏កុំឲ្យអាការគិតច្រើនអាការបារម្ភច្រើនហ្នឹងคล้ายទៅជាឧបសគ្គរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវសម្រេចចិត្តឲ្យបានលឿនហើយឲ្យបានច្បាស់ពីព្រោះពេលខ្លះគេហៅថាអាការពជាពេលអាការចាំបន្តិចសិនអាការថាខ្ញុំមិនទាន់ត្រៀមខ្លួនរួចទេឬក៏ថាប្រហែលជាខ្ញុំគួរតែរងចាំបន្តិចទៀតចាំធ្វើឬក៏ចាំ start ឬក៏ចាំចាប់ផ្ដើមឬក៏ចាំធ្វើអីមួយរបស់អ្នកទាំងអស់គ្នាហ្នឹងអាការពជាពេលទាំងអស់ហ្នឹងវាធ្វើឲ្យអ្នកទាំងអស់គ្នានឹងខាតបង់ច្រើនជាងអ្វីដែលអ្នកទាំងអស់គ្នាបានសម្រេចចិត្តភ្លាមៗទៀតអញ្ចឹងចំណុចនេះអ្នកថែរក្សាចង់ថាឲ្យអ្នកទាំងអស់គ្នានឹងសម្រេចចិត្តឲ្យបានលឿនហើយឲ្យបានច្បាស់លាស់កុំពជាពេកច្រើនពេកអញ្ចឹងអ្នកថែរក្សាចង់ឲ្យអ្នកទាំងអស់គ្នានឹងជឿទៅលើការវិចារណញ្ញាណរបស់ខ្លួនឯងជឿទៅលើគេហៅថាអារម្មណ៍ឬក៏ជឿទៅលើការសម្រេចចិត្តរបស់ខ្លួនឯងឲ្យបានច្រើនពីព្រោះអាចថាការសម្រេចចិត្តវិចារណញ្ញាណរបស់អ្នកទាំងអស់គ្នានឹងដូចនិយាយពីមុនអញ្ចឹងអាចថាវាខ្លាំងជាងអ្វីដែលអ្នកទាំងអស់គ្នាបានគិតអញ្ចឹងអាចថាពីមុនអ្នកទាំងអស់គ្នាធ្លាប់ដឹងអាចថារឿងដែលអ្នកទាំងអស់គ្នាអាចដឹងមុនអារម្មណ៍ខាងក្នុងរបស់អ្នកទាំងអស់គ្នាអាចថាចិត្តឬក៏វិញ្ញាណខាងក្នុងឬក៏គេហៅថាអារម្មណ៍ខាងក្នុងមួយអារម្មណ៍ទូចមួយនៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នាអាចអ្នកទាំងអស់គ្នាមានអារម្មណ៍ដឹងមុនវាអាចថាឧទាហរណ៍ដូចអ្នកណាដែលមិនស្មោះត្រង់ជាមួយអ្នកទាំងអស់គ្នាអាចយល់អាចដឹងមុនឬក៏ឱកាសណាមួយដែលអ្នកទាំងអស់គ្នាគួរតែទទួលយកឬក៏អត់ហ្នឹងខាងក្នុងចិត្តទូចមួយហ្នឹងអាចអ្នកទាំងអស់គ្នាមានអារម្មណ៍ដឹងមុនថាឱកាសណាគួរយកឱកាសណាមិនគួរយកឬក៏ផ្លូវណាដែលស័ក្តិសមសម្រាប់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាខាងក្នុងចិត្តទូចមួយហ្នឹងអ្នកទាំងអស់គ្នាអាចដឹងអាចយល់ឬក៏អាចថាវាមានចិត្តទូចមួយដែលកើតឡើងក្នុងអារម្មណ៍របស់អ្នកទាំងអស់គ្នាអញ្ចឹងអារម្មណ៍ទូចមួយឬក៏គំនិតឬក៏ការឮទូចមួយនៅក្នុងចិត្តហ្នឹងវាភាគច្រើនវាត្រូវអញ្ចឹងអ្នកថែរក្សាហ្នឹងឲ្យអ្នកទាំងអស់គ្នាហ្នឹងចាប់អារម្មណ៍ទៅលើអាសំឡេងទូចមួយនៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នាពីព្រោះអាសំឡេងទូចមួយហ្នឹងគឺជារឿងមួយដែលអាចថាអ្នកថែរក្សាឬក៏អ្នកគេហៅថាចក្រវាលអ្នកថែរក្សាហ្នឹងកំពុងតែប្រាប់មកដល់អ្នកទាំងអស់គ្នាឬក៏កំពុងតែរំលឹកមកដល់អ្នកទាំងអស់គ្នាឲ្យធ្វើអីមួយអញ្ចឹងអាសំឡេងទូចមួយនៅក្នុងចិត្តហ្នឹងឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ហើយឲ្យគេហៅថា
ទុកចិត្តទៅលើការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាហើយមួយវិញទៀតសម្រាប់ក្រុមទី2ដែរគឺអាចថាមានមនុស្សម្នាក់ការពីអតីតកាលឬក៏គេហៅថាជាទំនាក់ទំនងចាស់របស់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាមានទំនាក់ទំនងចាស់មួយឬក៏មានម្នាក់ការពីអតីតកាលដែលជាទំនាក់ទំនងចាស់ហ្នឹងម្នាក់ហ្នឹងគឺអត់តបំភ្លេចអ្នកទាំងអស់គ្នាបានទេអាចថាម្នាក់ហ្នឹងតែងតែគិតឬក៏តែងតែនឹកមកដល់អ្នកទាំងអស់គ្នាម្នាក់ហ្នឹងតែងតែតាមដានព័ត៌មានរបស់អ្នកទាំងអស់គ្នាម្នាក់ហ្នឹងតែងតែចង់ដឹងចង់ឮការរស់នៅឬក៏ថាតើអ្នកទាំងអស់គ្នាមិនហើយពេលហ្នឹងឬពេលបច្ចុប្បន្ននេះមិនហើយការរស់នៅបែបណាអីអញ្ចឹងណាហើយម្នាក់ហ្នឹងគឺកំពុងតែគេហៅថាអត់ហ៊ានតាក់ទងម្នាក់ទាំងអស់គ្នាទេប៉ុន្តែតាមដានប៉ុន្តែអត់ទាន់ហ៊ានក្នុងការតាក់ទងឬក៏អត់ទាន់ហ៊ានក្នុងការចាប់ផ្ដើមទំនាក់ទំនងនឹងឡើងវិញឬក៏សួរនាំអ្នកទាំងអស់គ្នាដល់ផ្ទាល់ហ្នឹងគឺអត់ទាន់ហ៊ានទេបើថាកំពុងតែខ្លាចឬក៏អត់មានភាពក្លាហានគ្រប់គ្រាន់ក្នុងការតំណែងមកអ្នកទាំងអស់គ្នាទេប៉ុន្តែតែងតែតាមដានមកដល់អ្នកទាំងអស់គ្នាចំណិចហើយអញ្ចឹងអ្នកថែរក្សាចង់សួរទៅអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាពិតជាចង់បើកទ្វារនឹងម្ដងទៀតដែរឬក៏អត់ឬក៏អ្នកទាំងអស់គ្នាពិតជាចង់បើកផ្លូវនឹងសម្រាប់ម្នាក់នឹងមែនដែរឬក៏អត់អញ្ចឹងចំណុចនេះអ្នកថែរក្សាចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាមិនមែនមនុស្សគ្រប់រូបអាចនឹងត្រឡប់មកវិញសុទ្ធតែវាត្រូវសមនឹងឱកាសទី2របស់គេទេអាចថាមិនមែនគ្រប់គ្នាអាចនឹងត្រឡប់មករកអ្នកទាំងអស់គ្នាឬក៏មិនមែនមនុស្សគ្រប់គ្នាវាសមនឹងទទួលបានឱកាសជាលើកទី2ទេអញ្ចឹងអាចថាចំណុចនេះអ្នកថែរក្សាចង់រំលឹកថាមិនមែនមនុស្សគ្រប់រូបសុទ្ធតែសមនឹងទទួលបានឱកាសលើកទី2សម្រាប់ពួកគេទេអញ្ចឹងចំណុចនេះឲ្យអ្នកទាំងអស់គ្នាគិតឡើងវិញឲ្យបានច្បាស់មុននឹងបើកចិត្តបើកទ្វារបើកផ្លូវសម្រាប់ពួកគេហើយសម្រាប់សញ្ញាការ Age of Pentacles នេះវិញគឺជាសញ្ញាការគេហៅជាសញ្ញាការនៃការប្រឹងប្រែងជាសញ្ញាការនៃការខិតខំតស៊ូអញ្ចឹងអាចថាអ្នកទាំងអស់គ្នាមួយចំនួននៅក្នុងក្រុមទី2នេះមានអារម្មណ៍ថាលទ្ធផលដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំនឹងហាក់ដូចជាយឺតមែនទែនវាអត់ឃើញផលអីសោះឧទាហរណ៍ដូចជាអ្នកទាំងអស់គ្នាខំហាត់ប្រាណខំញ៉ាំអាហារល្អឬក៏ខំរៀនជំនាញថ្មីឬក៏ខំកំពុងតែបង្កើត content អីមួយយើងខិតខំមែនទែនឬក៏អ្នកទាំងអស់គ្នាមួយចំនួនអាចថាកំពុងតែបង្កើតអាជីវកម្មអីមួយប៉ុន្តែលទ្ធផលវាអត់ទាន់ឃើញដូចអ្វីដែលអ្នកទាំងអស់គ្នាបានចង់បានអ្វីដែលអ្នកទាំងអស់គ្នារំពឹងទុកនោះវាអត់ឃើញមានអ្វីដែលអ្នកទាំងអស់គ្នាចង់បាននោះលទ្ធផលនោះវាអត់ដូចការចង់បានរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកថែរក្សាចង់ប្រាប់ថាកុំឈប់ធ្វើវាពីព្រោះអ្វីដែលកំពុងតែកើតឡើងនឹងវាកំពុងតែចេញមកហើយប៉ុន្តែគាត់ថាវាអ្នកទាំងអស់គ្នាអត់ទាន់មើលឃើញបានថានៅពេលខាងមុខដល់ខ្លីហ្នឹងវានឹងផ្ដល់ផលមកឲ្យអ្នកទាំងអស់គ្នាបានឃើញហ្នឹងឯងដូចជាដើមឈើមួយដើមអញ្ចឹងវាមិនអាចថានៅពេលដែលយើងដាំថ្ងៃហ្នឹងស្អែកឡើងវាធំចេញផ្កាចេញផ្លែទេអញ្ចឹងអាភាពជោគជ័យរបស់អ្នកទាំងអស់គ្នាក៏ដូចគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែប្រឹងបន្តខំបន្តកុំបោះបង់វាមួយទៀតអាចថាមនុស្សដែលជោគជ័យបំផុតវាមិនមែនជាមនុស្សដែលចាប់ផ្ដើមធ្វើច្រើនជាងគេទេប៉ុន្តែគាត់ថាមនុស្សដែលជោគជ័យបំផុតគឺជាមនុស្សដែលធ្វើអត់ឈប់គឺខំធ្វើរហូតយើងអត់បោះបង់អញ្ចឹងអាចថាអានេះគឺជាសារមួយសម្រាប់អ្នកទាំងអស់គ្នារំលឹកទៅដល់អ្នកទាំងអស់គ្នាដែរសម្រាប់សញ្ញាការ The Ten of Cups នេះវិញគឺជាសញ្ញាការដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នានៅក្នុងក្រុមទី2គឺជាសញ្ញាការដែលបង្ហាញអំពីគេហៅថាសុភមង្គលដែលអ្នកទាំងអស់គ្នាកំពុងតែរងចាំអញ្ចឹងមានន័យថាជីវិតរបស់អ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាកំពុងតែឈានចូលទៅរកគេហៅថាភាពដែលមានសុភមង្គលពេញលេញអញ្ចឹងសុភមង្គលពេញលេញនេះវាមិនមែនមានន័យថាអ្នកទាំងអស់គ្នាបានត្រឹមតែលុយកាក់មិនមែនបានត្រឹមតែស្នេហាប៉ុន្តែគេហៅថាអ្នកទាំងអស់គ្នាបាននៅអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែចង់បានគ្រប់យ៉ាងបានន័យថាវាមានគ្រប់យ៉ាងនឹងចូលមកដល់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងមានគ្រួសារមួយដែលពុំពេញទៅដោយក្តីស្រឡាញ់មានផ្ទះមួយដែលគេហៅថាផ្ទះស្អាតឬក៏អាចថាជាផ្ទះដែលកក់ក្ដៅហើយមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងមានសុខភាពល្អហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាមានការងារមួយដែលជាការងារដែលអ្នកទាំងអស់គ្នាពេញចិត្តនិងតែងតែចង់បានហ្នឹងគឺការងារពេញដោយក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាហ្នឹងហើយមួយទៀតអាចថាចិត្តឬក៏គំនិតឬក៏អារម្មណ៍ឬក៏គេហៅថាខាងក្នុងរបស់អ្នកទាំងអស់គ្នាហ្នឹងគឺពោពេញទៅដោយភាពស្ងប់ស្ងាត់ឬគេហៅថាភាពដែលមានសន្តិភាពផ្លូវចិត្តអញ្ចឹងការរស់នៅដែលពោពេញទៅដោយសុភមង្គលនឹងឯងអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងឃើញគេហៅថាជីវិតមួយដែលអ្នកទាំងអស់គ្នាតែងតែសម័យចង់បានហ្នឹងវាកំពុងតែคล้ายជាការពិតមកដល់អ្នកទាំងអស់គ្នាហ្នឹងបន្តិចម្ដងអញ្ចឹងនៅពេលខាងមុខដល់ខ្លីនេះអ្នកទាំងអស់គ្នាអាចនឹងជួបវាអ្នកទាំងអស់គ្នាអាចនឹងទៅដល់អ្វីដែលអ្នកទាំងអស់គ្នាតែងតែសម័យចង់បាននឹងឯងហើយមួយវិញទៀតសម្រាប់អ្នកមួយចំនួនដែលមានបេះដូងចង់ជួយអ្នកដទៃឬក៏ចង់គេហៅថាចង់ធ្វើអ្វីមួយឲ្យមានប្រយោជន៍សម្រាប់
មនុស្សជាតិឬក៏សម្រាប់ពិភពលោកឬក៏សម្រាប់ប្រទេសអីចឹងអាចថាជាមនុស្សដែលមានបេះដូងចង់ជួយទៅដល់មនុស្សជាច្រើនផ្សេងទៀតអញ្ចឹងអាចថាមិនថាយើងជួយទៅលើការផ្ដល់ចំណេះដឹងការបង្រៀនឬក៏ការចែករំលែកចំណេះដឹងអីទៅដល់មនុស្សផ្សេងទៀតទេឬក៏អាចថាយើងជួយបែបព្យាបាលមនុស្សជួយសង្គ្រោះជីវិតមនុស្សឬក៏សត្វអីចឹងណាហើយឬមួយក៏អាចថាយើងបង្កើតអាជីវកម្មអីមួយដែលអាជីវកម្មហ្នឹងវាអាចថាជួយឬក៏ជាប្រយោជន៍ទៅដល់មនុស្សផ្សេងទៀតឬក៏មនុស្សជាច្រើនទៀតអញ្ចឹងណាឬក៏អាចថាអ្នកទាំងអស់គ្នាចង់បង្កើតមាតិកាឬក៏ content អីមួយដែលជាមាតិកាឬក៏ content ដែលផ្ដល់ជាចំណេះដឹងផ្ដល់ជាប្រយោជន៍ផ្ដល់ជាគំនិតឬក៏ផ្ដល់ជាការលើកទឹកចិត្តទៅដល់មនុស្សផ្សេងទៀតឬក៏មនុស្សជាច្រើនទៀតអញ្ចឹងហើយអាចមួយទៀតថាអ្នកទាំងអស់គ្នាចង់ជួយទៅដល់សហគមន៍ឬក៏អង្គការអីមួយបានន័យថាយើងចង់ទៅធ្វើការក្នុងអង្គការឬក៏ចង់ទៅធ្វើការក្នុងសហគមន៍អីមួយដែលជាអង្គការឬក៏ជាសហគមន៍ជួយទៅដល់ក្រុមមនុស្សផ្សេងទៀតឬក៏កុមារអីចឹងទៅអញ្ចឹងអ្នកថែរក្សាចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថាកុំបោះបង់អាក្តីសុបិនហ្នឹងពីព្រោះអាគំនិតនៃការចង់ជួយបេះដូងចង់ជួយហ្នឹងវាមិនមែនជាគេហៅថាកើតឡើងដោយចៃដន្យទេបានន័យថាវាគឺជាបេសកកម្មឬក៏វាជាការបង្កើតមកពីក្នុងព្រលឹងរបស់អ្នកទាំងអស់គ្នាតែម្ដងឬក៏គេហៅថាវាដូចមានអីមួយអ្នកតម្រូវឬឲ្យអ្នកទាំងអស់គ្នាហ្នឹងត្រូវតែចេញមកជួយអ្នកផ្សេងទៀតអញ្ចឹងអាចថាអ្នកទាំងអស់គ្នាកុំបោះបង់លើអាគំនិតទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាត្រូវតែព្យាយាមបន្ថែមដើម្បីឲ្យក្តីសុបិនយើងហ្នឹងវាក្លាយទៅជាការពិតហើយសម្រាប់ការ The Strength នេះវិញគឺជាសញ្ញាកាតមួយដែលបង្ហាញថាអ្នកទាំងអស់គ្នាហ្នឹងគឺជាមនុស្សដែលខ្លាំងជាមនុស្សដែលពូកែជាមនុស្សដែលគេហៅថាស៊ូទ្រាំខ្ពស់អញ្ចឹងអាចថាសម្រាប់ការ The Strength នេះវិញគឺវាចង់បង្ហាញថាអ្នកទាំងអស់គ្នានឹងបានឆ្លងកាត់នៅរឿងរ៉ាវជាច្រើនឆ្លងកាត់នៅឧបសគ្គជាច្រើនឆ្លងកាត់នៅគេហៅថាបញ្ហាជាច្រើនដែលភាគច្រើនហ្នឹងមនុស្សផ្សេងទៀតឬក៏មនុស្សជាច្រើនមិនអាចធ្វើបានឬក៏មិនអាចទ្រាំបាននៅឧបសគ្គឬក៏ការស៊ូទ្រាំនឹងបានប៉ុន្តែអ្នកទាំងអស់គ្នាធ្វើបានអញ្ចឹងអាចថាអ្នកទាំងអស់គ្នាជាមនុស្សខ្លាំងនឹងឯងជាមនុស្សរឹងមាំនឹងឯងបានអ្នកថាយើងតស៊ូទៅលើឧបសគ្គទៅលើបញ្ហាដែលអ្នកផ្សេងទៀតនឹងមិនអាចធ្វើបានតែយើងធ្វើបានអញ្ចឹងមានន័យថាយើងជាមនុស្សខ្លាំងជាមនុស្សបកែជាមនុស្សបកែទ្រាំជាមនុស្សបកែស៊ូអញ្ចឹងអាចថាអ្នកទាំងអស់គ្នាទោះបីជាឆ្លងកាត់នៅឧបសគ្គឆ្លងកាត់នៅបញ្ហាឆ្លងកាត់នៅរឿងរ៉ាវធំជាច្រើនក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នានៅតែឈររឹងមាំបានអ្នកទាំងអស់គ្នានៅតែបន្តដើរទៅមុខបានអ្នកទាំងអស់គ្នានៅតែមានចិត្តល្អដដែលទោះបីជាជួបការលំបាកជួបឧបសគ្គមិនក៏ដោយចិត្តរបស់យើងនៅតែល្អដដែលចិត្តរបស់យើងនៅតែគេហៅថាមានស្ថិរភាពដដែលអញ្ចឹងអានេះហើយគឺជាភាពខ្លាំងពិតប្រាកដរបស់អ្នកទាំងអស់គ្នានៅពេលដល់ខ្លីខាងមុខនេះបានថានៅពេលឆាប់ដល់ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមគេហៅថាខោតសារមកលើខ្លួនឯងចាប់ផ្ដើមភ្ញាក់ផ្អើលមកលើខ្លួនឯងចាប់ផ្ដើមគេហៅថាសប្បាយចិត្តមកលើខ្លួនឯងពីព្រោះអ្នកទាំងអស់គ្នាបានឃើញលទ្ធផលនៃការតស៊ូអ្នកទាំងអស់គ្នាចាប់ផ្ដើមឃើញផ្លែផ្កាពីការតស៊ូប្រឹងប្រែងពុះពៀគ្រប់ឧបសគ្គរបស់អ្នកទាំងអស់គ្នាកន្លងមកហ្នឹងបានន័យថាការស៊ូទ្រាំទៅលើគ្រប់បញ្ហាហ្នឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមឃើញលទ្ធផលពីវាហើយសម្រាប់សញ្ញាការ The 801 នេះវិញគឺជាសញ្ញាការមួយដែលបង្ហាញថាគ្រប់យ៉ាងវានឹងចូលមកដល់អ្នកទាំងអស់គ្នាហ្នឹងក្នុងពេលដំណើរគ្នាអញ្ចឹងអាចថាប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលកំពុងតែរងចាំទៅលើរឿងអីមួយឬក៏កំពុងតែមានអារម្មណ៍ថាជីវិតរបស់អ្នកទាំងអស់គ្នាហាក់ដូចជាស្ងប់ស្ងាត់ហាក់ដូចជាអត់មានអីកើតឡើងឧទាហរណ៍ថាបើសិនបើយើងការងារវិញយើងដាក់ការងារទៅគេអត់ហាកអាជីវកម្មយើងវិញលំដាច់ឬក៏យើងធ្វើអីមួយហាក់ដូចជាវាអត់មានទទួលបានលទ្ធផលអីសោះតែម្ដងវាដូចជាស្ងប់ស្ងាត់ឈឹងតែម្ដងអញ្ចឹងសញ្ញាការនេះវាបង្ហាញថាក្នុងពេលដ៏ខ្លីខាងមុខនេះគ្រប់យ៉ាងវានឹងហូរចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នានឹងក្នុងពេលដំណើរគ្នាហើយជាប់គ្នាទៀតអញ្ចឹងអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាវាដូចជាលឿនសម្រាប់អ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងអាចថាប្រសិនបើអ្នកទាំងអស់គ្នារងចាំការងារអ្នកទាំងអស់គ្នានឹងទទួលបានដំណឹងល្អពីការងារឬក៏អ្នកទាំងអស់គ្នានឹងបានទទួលការហៅទូរស័ព្ទពីនរណាម្នាក់ដែលអ្នកទាំងអស់គ្នាតែងតែតន្ទឹងរង់ចាំពីគេឬមួយអាចថាអ្នកទាំងអស់គ្នានឹងទទួលបានឱកាសថ្មីមួយដែលអ្នកទាំងអស់គ្នាចង់បានឬមួយក៏អាចថាអ្នកទាំងអស់គ្នានឹងបានធ្វើដំណើរទៅកន្លែងណាមួយដែលអ្នកទាំងអស់គ្នាចង់ទៅឬមួយអាចថាអ្នកទាំងអស់គ្នានឹងបានជួបមនុស្សសំខាន់ណាម្នាក់ដែលអ្នកទាំងអស់គ្នានឹងតែងតែចង់ជួបចង់ឃើញឬក៏ចង់ទៅពិភាក្សាជាមួយគេហ្នឹងអ្នកទាំងអស់គ្នានឹងបានជួបអញ្ចឹងអាចថាអ្វីវាកើតឡើងយ៉ាងលឿនហើយដំណើរគ្នាទៀតអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាមិននឹកស្មានថារឿងហ្នឹងវាកើតឡើងមកអញ្ចឹងអាហ្នឹងវាជាការភ្ញាក់ផ្អើលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែនពីព្រោះអ្វីដែលអ្នកទាំងអស់គ្នារងចាំពីយូរមកហើយហ្នឹង
ទីបំផុតវាមកហ្នឹងគឺវាមកដំណើរគ្នាហើយជាប់គ្នាអញ្ចឹងយើងធ្វើឲ្យយើងនឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនអញ្ចឹងអ្នកទាំងអស់គ្នាខ្លួនឯងត្រូវតែត្រៀមខ្លួនឲ្យហើយទាំងផ្លូវកាយនិងផ្លូវចិត្តបានន័យថាយើងត្រូវធ្វើឲ្យរាងកាយយើងមានសុខភាពរឹងមាំដូចជាការហាត់ប្រាណដូចជាការញ៉ាំចំណីអាហារដូចជាការសម្រាកឲ្យគ្រប់គ្រាន់ឬក៏ការរៀបចំខ្លួនឯងឲ្យស្អាតបាតគេហៅថាឲ្យរង្វាន់ខ្លួនឯងធ្វើឲ្យខ្លួនឯងនឹងមានភាពស្រស់ថ្លាខ្លួនឯងនឹងមានសុខភាពល្អស្លៀកពាក់ឲ្យស្អាតសមរម្យមើលទៅគេហៅថាវាស្រស់ស្រាយស្រស់ស្អាតស្រស់ស្រាយមើលទៅវាគេហៅថាមានភាពជឿជាក់លើខ្លួនឯងអញ្ចឹងទាំងផ្លូវកាយនិងផ្លូវចិត្តត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ពីព្រោះឱកាសល្អឱកាសគេហៅថាជំពូកថ្មីនៃជីវិតរបស់អ្នកទាំងអស់គ្នានឹងចូលមកដល់អ្នកទាំងអស់គ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះឯងហើយមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងត្រូវផ្ដោតទៅលើខ្លួនឯងបានច្រើនអ្នកទាំងអស់គ្នាត្រូវជ្រើសរើសមកដល់គេហៅថាសិទ្ធជំរើសទី1គឺខ្លួនឯងបើថាយើងកំណត់ខ្លួនឯងជាជំរើសទី1អញ្ចឹងអាចថាអ្នកទាំងអស់គ្នាអាចនឹងបាត់បង់មិត្តភក្តិខ្លះអ្នកទាំងអស់គ្នាអាចនឹងឃ្លាតឆ្ងាយពីមនុស្សខ្លះឬក៏អាចថាអ្នកទាំងអស់គ្នានឹងត្រូវចាកចេញពីមនុស្សមួយចំនួនប៉ុន្តែអាទាំងអស់នេះវាមិនមែនជាការបាត់បង់របស់អ្នកទាំងអស់គ្នាទេប៉ុន្តែវាគឺជាការសម្អាតផ្លូវសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាមនុស្សដែលមិនចង់ឲ្យអ្នកទាំងអស់គ្នារីកចម្រើនមនុស្សដែលមិនរីករាយជាមួយនឹងភាពជោគជ័យរបស់អ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាគួរតែដើរចេញពីមនុស្សទាំងអស់នោះពីព្រោះអាចថាអ្នកណាដែលមិនសមជាមួយនឹងអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរតែគេហៅថាត្រូវតែដើរចេញឬក៏ដើរចេញពីទំនាក់ទំនងណាដែលមិនផ្ដល់ប្រយោជន៍ឬក៏មិនផ្ដល់គេហៅថាមិនសប្បាយចិត្តជាមួយអ្នកទាំងអស់គ្នាបានន័យថានៅពេលដែលមានទំនាក់ទំនងមួយដែលគេអត់សប្បាយចិត្តជាមួយនឹងយើងទេនៅពេលដែលឃើញយើងរីករាយនៅពេលដែលឃើញយើងរីកចម្រើនអញ្ចឹងអ្នកទាំងអស់គ្នាក្នុងកុំខ្លាចក្នុងការដើរចេញពីទំនាក់ទំនងបែបហ្នឹងអញ្ចឹងអានេះគឺជាការរំលឹកមកដល់អ្នកទាំងអស់គ្នាបន្ថែមថាអ្នកទាំងអស់គ្នាកុំខ្លាចក្នុងការលះបង់ឬក៏កុំខ្លាចក្នុងការការដើរចេញពីទំនាក់ទំនងតុកសិចពីទំនាក់ទំនងដែលមិនល្អសម្រាប់ខ្លួនឯងអញ្ចឹងនៅត្រង់ចំណុចនេះចង់បញ្ជាក់ទៅអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាមិនអាចគ្រប់គ្រងទៅលើមនុស្សគ្រប់គ្នាបានទេអ្នកទាំងអស់គ្នាមិនអាចបញ្ឈប់បញ្ហាទាំងអស់កុំឲ្យកើតមានបានទេប៉ុន្តែអ្នកទាំងអស់គ្នាអាចជ្រើសរើសរបៀបធ្វើរបៀបឆ្លើយតបទៅលើមនុស្សទាំងអស់នោះឬក៏គេហៅថារបៀបនៃការដោះស្រាយទៅលើបញ្ហាទាំងអស់នោះអញ្ចឹងអាទាំងអស់នេះគឺជាគេហៅថាអំណាចពិតប្រាកដរបស់អ្នកទាំងអស់គ្នាដែលគួរតែមានសរុបមកវិញសម្រាប់ក្រុមទី2អ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាលែងក្លាយជាមនុស្សដដែលទៀតហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមផ្លាស់ប្ដូរច្រើនហើយអ្នកទាំងអស់គ្នាផ្លាស់ប្ដូរពីមនុស្សម្នាក់ដែលធ្លាប់តែភ័យខ្លាចឬក៏បារម្ភច្រើនគិតច្រើនឬក៏ផ្លាស់ប្ដូរពីមនុស្សដែលតែងតែធ្វើអីមិនច្បាស់លាស់សង្ស័យខ្លួនឯងច្រើនជាមនុស្សដែលសពិចសពិលឬក៏ជាមនុស្សដែលតែងតែធ្វើអីតាមគេប្រាប់គេបង្ហាញគេបញ្ជាឬក៏គេគ្រប់គ្រងអាចថាយើងអត់មានភាពជឿជាក់ទៅលើខ្លួនឯងយើងតែងតែធ្វើតាមការណែនាំអ្នកដទៃអញ្ចឹងទាំងអស់ហ្នឹងវាកំពុងតែបាត់ចេញឬក៏គេហៅថាកំពុងតែលែងមានកើតមកលើអ្នកទាំងអស់គ្នាទាំងទៀតហើយបានន័យថាវាចាប់ផ្ដើមជ្រុះចេញបន្តិចម្ដងបានន័យថាយើងចេញពីស្ថានភាពបែបហ្នឹងបន្តិចម្ដងអញ្ចឹងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងជំនួសមកវិញទៅជាមនុស្សប្រភេទដែលគេហៅថាយើងមានភាពជឿជាក់ខ្លួនឯងខ្ពស់យើងចេះស្រឡាញ់ខ្លួនឯងច្រើនជាងមុនយើងដឹងពីតម្លៃរបស់ខ្លួនឯងច្រើនជាងមុនអញ្ចឹងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមដឹងពីកំហុសឬក៏ពីគេហៅថាអ្វីដែលមិនធ្វើឲ្យអ្នកទាំងអស់គ្នារីកចម្រើនកន្លងមកបានថាអ្វីដែលតែងតែធ្វើឲ្យអ្នកទាំងអស់គ្នានឹងអត់ទៅមុខអត់រីកចម្រើនបានថាជាចំណុចខ្វះខាតរបស់អ្នកទាំងអស់គ្នាកន្លងមកឬក៏ពីអតីតកាលហ្នឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមមើលឃើញពីចំណុចហ្នឹងហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមស្វែងយល់ហើយកែប្រែពីចំណុចទាំងអស់ហ្នឹងហើយមួយទៀតអាចថានៅពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងបានជួបឬក៏ឃើញនៃការរីកចម្រើនខាងផ្នែកហិរញ្ញវត្ថុឬក៏គេហៅថាអ្នកទាំងអស់គ្នាទទួលបានសុភមង្គលច្រើនក្នុងសុភមង្គលហ្នឹងវាមានរឿងល្អៗជាច្រើននៅក្នុងហ្នឹងវាអាចថានឹងមានអ្នកទាំងអស់គ្នានឹងជួបមនុស្សល្អៗជាច្រើនមនុស្សដែលមានគុណភាពអ្នកទាំងអស់គ្នាបានដកខ្លួនចេញពីមនុស្សដែលគេហៅថាមិនសមនឹងអ្នកទាំងអស់គ្នាមិនជាទំនាក់ទំនងមួយដែលមិនផ្ដល់តម្លៃមកដល់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នានឹងបានជួបមនុស្សដែលមានគុណភាពជួបមនុស្សដែលមានចំណេះដឹងបានថាណែនាំចំណុចល្អៗមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាឬក៏បានថាជួបឱកាសការងារល្អៗឬក៏ជួបឱកាសបានន័យថាមានកម្រងថ្មីល្អណាមួយហ្នឹងនឹងចូលមកដល់អ្នកទាំងអស់គ្នាហ្នឹងអាចថាជាកម្រងល្អការងារល្អដំណឹងល្អហ្នឹងវាចូលមកក្នុងពេលដំណើរគ្នាហើយផ្ទួនគ្នាទៀត
រឿងមួយទៀតអាចថាប្រសិនបើអ្នកដែលនៅ single អាចថានឹងមានដំណឹងល្អមួយឬក៏គេហៅថាដំណឹងល្អនៃការផ្លាស់ប្ដូរអនាគតរបស់អ្នកទាំងអស់គ្នាអាចថានឹងមានការសុំរៀបការអីចឹងអាចថានឹងមានដំណឹងល្អសម្រាប់ដែលអ្នកមិនទាន់មានគូអញ្ចឹងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអាចថាជីវិតរបស់អ្នកទាំងអស់គ្នានឹងមានភាពជោគជ័យច្រើនពោរពេញទៅដោយសេចក្តីស្រឡាញ់ច្រើនអញ្ចឹងសម្រាប់ក្រុមទី2គឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាពេញចិត្តចូលចិត្តសូមជួយ like comment និង share វីដេអូនេះឲ្យបានច្រើនផងអរគុណសួស្តីក្រុមទី3អញ្ចឹងយើងមកមើលថាតើមានរឿងរ៉ាវភ្ញាក់ផ្អើលធំអីខ្លះដែលនឹងចូលមកដល់អ្នកទាំងអស់គ្នាក្នុងពេលដ៏ខ្លីខាងមុខនេះអញ្ចឹងសម្រាប់ក្រុមទី3គឺវាបង្ហាញអំពីគេហៅថាអ្នកទាំងអស់គ្នាគួរតែដោះលែងនៅអ្វីដែលមិនមែនជារបស់អ្នកទាំងអស់គ្នាបន្តទៅទៀតអញ្ចឹងអាចថានៅក្នុងក្រុមទី3នេះអ្នកទាំងអស់គ្នាមួយចំនួនគួរតែដល់ពេលដែលអ្នកទាំងអស់គ្នាត្រូវគេហៅដោះលែងខ្លួនឯងដោះលែងបន្ទុកដែលអ្នកទាំងអស់គ្នាតែងតែយកតាមខ្លួនមករហូតបានថាបោះបង់ចោលនៅអារឿងរ៉ាវចាស់ដែលអ្នកទាំងអស់គ្នាតែងតែភ្ជាប់ជាមួយខ្លួនឯងហ្នឹងជាយូរមកហើយអញ្ចឹងបានថាវាដល់ពេលត្រូវបោះបង់អាទាំងអស់ហ្នឹងចោលហើយអារឿងរ៉ាវដែលអ្នកទាំងអស់គ្នាតែងតែយកតាមខ្លួនហ្នឹងអាចថាវាជារឿងឈឺចាប់ពីអតីតកាលអាចថាជារឿងខកចិត្តឬក៏រឿងឈឺចិត្តអីមួយនៅក្នុងអតីតកាលឬមួយទៀតអាចថាអ្នកទាំងអស់គ្នាតែងតែស្ដីបន្ទោសខ្លួនឯងជារឿងរាល់ថ្ងៃទៅលើរឿងអីមួយដែលអ្នកទាំងអស់គ្នាបានធ្វើខុសកន្លងមកហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាតែងតែភ្ជាប់ជាមួយនឹងការខឹងការស្ដីបន្ទោសការមិនសប្បាយចិត្តការមួម៉ៅឬក៏ការគេហៅថាការឈឺចាប់អីមួយនៅក្នុងចិត្តហ្នឹងអ្នកទាំងអស់គ្នាតែងតែភ្ជាប់មករហូតហើយមួយទៀតអាចថាវាមានទំនាក់ទំនងមួយដែលអ្នកទាំងអស់គ្នានៅតែបន្តប៉ុន្តែអាចជាទំនាក់ទំនងឈឺចាប់បានថាជាទំនាក់ទំនងមួយដែលបន្តអ្នកទាំងអស់គ្នានឹងមានការឈឺចាប់រហូតមកដល់បច្ចុប្បន្ននេះអញ្ចឹងអាទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាគួរតែបោះបង់ចោលពីព្រោះថាបើសិនជាអ្នកទាំងអស់គ្នាមិនបោះបង់ចោលនៅរឿងរ៉ាវដែលមិនល្អទាំងអស់នឹងចោលទេអ្នកទាំងអស់គ្នាមិនអាចទទួលបានពរជ័យថ្មីបានទេប្រសិនបើអ្នកទាំងអស់គ្នានៅតែកាន់ជាប់នៅអតីតកាលដ៏ឈឺចាប់នៅអតីតកាលដែលធ្វើឲ្យចិត្តអ្នកទាំងអស់គ្នាមិនស្ងប់ទេអញ្ចឹងអ្នកទាំងអស់គ្នាមិនអាចទទួលបានរឿងរ៉ាវល្អថ្មីចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាបានទេអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកថាការបោះបង់ចោលការដោះលែងនៅអារឿងរ៉ាវអតីតកាលវាមិនមែនមានន័យថាអ្នកទាំងអស់គ្នាបរាជ័យមិនមែនមានន័យថាអ្នកទាំងអស់គ្នាអន់ឬក៏ទន់ខ្សោយនោះទេប៉ុន្តែវាមានន័យថាអ្នកទាំងអស់គ្នាបានជ្រើសរើសយកគេហៅថាសន្តិភាពផ្លូវចិត្តបានន័យថាអ្នកទាំងអស់គ្នាធ្វើឲ្យខ្លួនឯងហ្នឹងមានភាពរីករាយធ្វើឲ្យខ្លួនឯងហ្នឹងគេហៅថាដោះលែងខ្លួនឯងចេញពីរឿងរ៉ាវឈឺចាប់ទាំងអស់ហ្នឹងទទួលយកភាពសន្តិភាពយើងដូចយើងព្យាបាលខ្លួនឯងចឹងយើងមិនមែនខាតទេបានថាយើងចំណេញទេនៅពេលដែលយើងបោះបង់ភាពខកចិត្តចោលយើងទទួលបានបានថាក្នុងចិត្តយើងលែងមានអាការខកចិត្តនឹងទៀតហើយលែងមានការឈឺចាប់នឹងទៀតហើយអញ្ចឹងវាធ្វើឲ្យខ្លួនឯងហ្នឹងវារីករាយមកវិញអញ្ចឹងចង់មានន័យបែបហ្នឹងហើយមួយវិញទៀតប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលមានគេហៅថាមានសម្ពាធពីសមាជិកគ្រួសារឬក៏មានទទួលរងឥទ្ធិពលពីសមាជិកគ្រួសារអាចថាយើងតែងតែទទួលភាពអវិជ្ជមានបានថាយើងតែងតែមានការរិះគន់មានការគេហៅថាគៀបសង្កត់ឬក៏មានការគ្រប់គ្រងដ៏តឹងរឹងពីសមាជិកគ្រួសារអញ្ចឹងអាចថាយើងមានសម្ពាធពីសមាជិកគ្រួសារឬក៏អាចថាយើងមានអារម្មណ៍ថាមានការរិះគន់ច្រើនអាចថាយើងធ្វើអីក៏មិនល្អគ្រប់គ្រាន់នៅក្នុងសមាជិកគ្រួសារបានថាយើងមានសម្ពាធខ្លាំងឧទាហរណ៍ថាយើងធ្វើអីក៏អត់ត្រូវនៅក្នុងគ្រួសារតែតម្រូវឲ្យយើងធ្វើចេះប៉ុន្តែយើងធ្វើអត់បានឬក៏តម្រូវឲ្យយើងទៅនេះតែយើងតាមពិតទៅយើងអត់ចង់ធ្វើឬក៏អត់ចង់ទៅឬក៏អត់ចង់តាមការតាមគ្រួសារកំណត់អាចថាយើងមានសម្ពាធខ្លាំងពីគ្រួសារអីចឹងអ្នកថែរក្សាចង់រំលឹកអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាមិនចាំបាច់ទៅគេហៅថាទៅស្អប់ឬក៏ទៅគេហៅថាទៅរករឿងទៅប្រឆាំងជាមួយនឹងពួកគេទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចេះកំណត់ព្រំដែនសម្រាប់ខ្លួនឯងគ្រាន់តែថាយើងអត់បានទៅស្អប់ឬក៏ខឹងឬក៏ទៅគុំគួនអីជាមួយពួកគេទេដោយសារគេជាគ្រួសាររបស់យើងអញ្ចឹងយើងគ្រាន់តែកំណត់ព្រំដែនសម្រាប់ខ្លួនឯងថាឲ្យគេចូលគ្រប់គ្រងឬក៏អាចថាលុបដៃបានកម្រិតណាឬក៏ជ្រៀតជ្រែកមកលើជីវិតរបស់ខ្លួនយើងនឹងកម្រិតណាអញ្ចឹងយើងគ្រាន់តែមានព្រំដែនមួយគេហៅថាបន្ទាត់កំហុសសម្រាប់ខ្លួនឯងតើការបន្ទាត់កំហុសយើងត្រឹមណាឲ្យគេចូលមកត្រឹមណាបើសិនជាលើសបន្ទាត់កំហុសហ្នឹងគឺយើងមានសិទ្ធិក្នុងការការពារខ្លួនយើងមានសិទ្ធិក្នុងការreject បានថាយើងបដិសេធឬក៏យើងឆ្លើយតបទៅវិញអញ្ចឹងទាំងអស់ហ្នឹងវាមិនមែនមានន័យថាជាភាពអាត្មានិយមរបស់អ្នកទាំងអស់គ្នាទេប៉ុន្តែគ្រាន់តែថាយើងចង់ជ្រើសរើសឲ្យខ្លួនឯងបានថាយើងផ្ដល់សន្តិភាពឲ្យខ្លួនឯងយើងមានដែនកំណត់មួយសម្រាប់ខ្លួនឯងចំណុចនេះគឺចង់រំលឹកទៅអ្នកទាំងអស់គ្នាបែបហ្នឹង
សូមបើកវងកញ្ចក់បន្តិចប្រសិនបើអ្នកទាំងអស់គ្នាមួយចំនួនដែលមិនទាន់បាន subscribe ឬក៏ follow ទៅលើ page របស់ខ្ញុំសូមជួយ subscribe និង follow ទៅលើ page របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអញ្ចឹងយើងទៅមើលសញ្ញាកាតបន្តហើយសម្រាប់សញ្ញាកាត Sri Apentical នេះវិញគឺជាសញ្ញាកាតមួយដែលចង់ឲ្យអ្នកទាំងអស់គ្នានឹងកាត់ផ្ដាច់នៅជំនឿចាស់ឬក៏គេហៅថាឈប់គិតឬក៏លះបង់នៅជំនឿពីមុនមកអាចថាជាជំនឿដែលបន្តចំនួនមុនមកអាចថាជាជំនឿចាស់ដែលបន្តពីចំនួនមុនមកអញ្ចឹងអាចថាការពីនៅក្មេងអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮឬក៏ត្រូវបានគេបង្រៀនថាអ្នកទាំងអស់គ្នាមិនសមនឹងទទួលបានភាពជោគជ័យអ្នកទាំងអស់គ្នាត្រូវតែលះបង់សុភមង្គលខ្លួនឯងទាំងអស់ដើម្បីទទួលបានភាពជោគជ័យឬក៏ត្រូវតែលះបង់សុភមង្គលខ្លួនឯងដើម្បីទទួលបានលុយកាក់អីចឹងណាត្រូវតែប្រឹងរកលុយដោយសារលុយវាពិបាករកអីចឹងអាចថាអ្វីទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាបានដកជាប់នៅក្នុងអារម្មណ៍របស់អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាហ្នឹងចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងកាត់ផ្ដាច់ជំនឿបែបហ្នឹងឬក៏ឲ្យអ្នកទាំងអស់គ្នាហ្នឹងគេហៅថាផ្លាស់ប្ដូរការគិតបែបហ្នឹងកុំឲ្យអ្នកទាំងអស់គ្នាហ្នឹងរស់នៅដោយមានភាពភ័យខ្លាចឬក៏រស់នៅដោយមានការព្រួយបារម្ភដូចគេហៅថាគ្រួសារឬក៏ចំនួនមុនអ្នកទាំងអស់គ្នាហ្នឹងតែងតែអប់រំមកបែបអញ្ចឹងឲ្យអ្នកទាំងអស់គ្នាហ្នឹងកាត់ផ្ដាច់ជំនឿបែបហ្នឹងចេញប៉ុន្តែមិនមែនមានន័យថាឲ្យអ្នកទាំងអស់គ្នាហ្នឹងឈប់គោរពឬក៏ស្រឡាញ់គ្រួសាររបស់អ្នកទាំងអស់គ្នាទេប៉ុន្តែគ្រាន់តែថាអ្នកទាំងអស់គ្នាមិនគួរចាំបាច់រស់នៅដោយភាពភ័យខ្លាចដោយពួកគេអញ្ចឹងទេបានថាយើងមិនគួរខ្លាចរហូតដល់ថាត្រូវតែលះបង់សុភមង្គលខ្លួនឯងដើម្បីភាពជោគជ័យលះបង់សុភមង្គលខ្លួនឯងដើម្បីទទួលបានលុយកាក់អីអញ្ចឹងណាហើយសម្រាប់សញ្ញាការ The Page of Cup ហើយនិង The Eight of Wands នេះវិញគឺជាសញ្ញាការមួយបង្ហាញថាអ្នកទាំងអស់គ្នាបានឈានចូលក្នុងដំណាក់កាលថ្មីមួយឬក៏ដំណាក់កាលផ្លាស់ប្ដូរថ្មីមួយនៃជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងមានអារម្មណ៍ថាអ្នកទាំងអស់គ្នាហាក់ដូចជាคล้ายទៅជាមនុស្សថ្មីមួយឬក៏អាចថាអ្នកទាំងអស់គ្នានឹងคล้ายទៅជាមនុស្សដែលអាចថាចាប់ផ្ដើមជីវិតថ្មីមួយសម្រាប់ខ្លួនឯងម្ដងទៀតអញ្ចឹងអាចថាអ្នកទាំងអស់គ្នាមានគំនិតថ្មីជាច្រើនឬក៏អាចថាអ្នកទាំងអស់គ្នានឹងជួបឱកាសថ្មីជាច្រើនចូលមករកអ្នកទាំងអស់គ្នាឬមួយទៀតអាចថាអ្នកទាំងអស់គ្នាហាក់ដូចជាមានភាពក្លាហានជាងមុនដែលអ្នកទាំងអស់គ្នាមិនធ្លាប់មានពីមុនមកអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកមកដល់អ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នានឹងកុំខ្លាចក្នុងការធ្វើអីមួយដែលអត់មានអ្នកណាធ្លាប់ធ្វើពីមុនមកអាចថាអត់មានមនុស្សក្នុងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នានឹងអត់ធ្លាប់បានធ្វើរឿងនឹងពីមុនមកទេអញ្ចឹងអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ថាកុំខ្លាចក្នុងការចាប់ផ្ដើមអីមួយដែលពីមុនអត់មានអ្នកណាធ្វើកុំខ្លាចក្នុងការធ្វើអីមួយដែលពីមុនមកហ្នឹងក្នុងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាហ្នឹងអត់មានអ្នកណាហ៊ានធ្វើទេអញ្ចឹងយើងកុំខ្លាចក្នុងការចាប់ផ្ដើមរឿងទាំងអស់ហ្នឹងអញ្ចឹងអាចថាអ្នកទាំងអស់គ្នាហ្នឹងប្រហែលជាខ្លាចជាមនុស្សដំបូងដែលចាប់ផ្ដើមអាជីវកម្មមួយដ៏ជោគជ័យអាចថាជាមនុស្សម្នាក់ដំបូងនៅក្នុងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលចាប់ផ្ដើមអាជីវកម្មដ៏ជោគជ័យឬក៏អាចថាជាមនុស្សម្នាក់ដែលផ្លាស់ប្ដូរទីកន្លែងរស់នៅឬក៏អាចថាយើងជាមនុស្សម្នាក់ដែលនៅក្នុងក្រុមគ្រួសារយើងមានតែយើងទេដែលជាអ្នកដែលអាចទៅរស់នៅបរទេសបានហើយមួយទៀតអាចថានៅក្នុងគ្រួសាររបស់អ្នកទាំងអស់គ្នាមានតែអ្នកទាំងអស់គ្នាម្នាក់ទេដែលអាចថាដោះស្រាយបញ្ហាលំបាកអីមួយដែលរឿងហ្នឹងវាតចំនួន2-3ចំនួនមកហើយអញ្ចឹងអត់មានអ្នកណាដោះស្រាយចេញទេមានតែអ្នកទាំងអស់គ្នាទេអាចបំបែកគេហៅថាវត្តបញ្ហាហ្នឹងបានន័យថាពីមុនមកក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាគឺធ្វើតែរឿងដដែលអត់អាចឆ្លងបំបែកចេញបំបែកពីវត្តដដែលហ្នឹងទៅរឿងថ្មីមួយប៉ុន្តែគឺអាចថាមានតែអ្នកទាំងអស់គ្នាម្នាក់ឯងទេអាចថាបំបែករឿងហ្នឹងចេញឧទាហរណ៍ថាក្នុងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាហ្នឹងអត់មានអ្នកណារៀនដុកទ័រជាប់ទេអញ្ចឹងមានតែអ្នកទាំងអស់គ្នាម្នាក់ឯងគាត់អាចថាយើងជាមនុស្សម្នាក់គាត់ដែលនៅក្នុងក្រុមគ្រួសារហ្នឹងអាចថារៀនដុកទ័របានបញ្ចប់វិជ្ជាបណ្ឌិតខាងផ្នែកវិជ្ជាបណ្ឌិតហ្នឹងទៅធ្វើការបានអញ្ចឹងបានថានេះគឺជាបេសកកម្មរបស់អ្នកទាំងអស់គ្នាដែលត្រូវធ្វើហើយសម្រាប់សញ្ញាការ The Temperance នេះផងដែរគឺជាសញ្ញាការមួយដែលបង្ហាញថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខអ្នកទាំងអស់គ្នានឹងអាចរកគេហៅថាភាពសមរម្យឬក៏សមតុល្យភាពសមស្របសម្រាប់ជីវិតរបស់ខ្លួនឯងបានអាចថាយើងរស់នៅដោយភាពសមរម្យអាចថាយើងមានតុល្យភាពសម្រាប់ខ្លួនឯងអញ្ចឹងអាចថាពីមុនមកឬក៏គេហៅថាពីអតីតកាលកន្លងមកហើយនេះអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជារស់នៅក្នុងភាពតានតឹងខ្លាំងពេកអាចថាយើងតានតឹងក្នុងការធ្វើការងារយើងប្រឹងប្រែងធ្វើការងារខ្លាំងពេកហួសហេតុពេកបានថាវារើសលើសកម្រិតហើយមួយទៀតអាចថាយើងតឹងតែងឬក៏គេហៅថាតានតឹងខ្លាំងទៅលើការគិតយើងរស់នៅក្នុងស្ថានភាពមួយដែលគិតច្រើនហួសប្រមាណគេហៅថាគិតច្រើនហើយព្រួយបារម្ភឬក៏គេហៅថា
រោគភាពសบายចិត្តអត់មានគឺពោពេញទៅដោយភាពតឹងតែង stress គិតច្រើនហើយមួយទៀតអាចថាអ្នកទាំងអស់គ្នាហ្នឹងរស់នៅក្នុងភាពគេហៅថាបារម្ភឬក៏ភ័យខ្លាចច្រើនឬក៏រស់នៅក្នុងស្ថានភាពមួយដែលព្យាយាមធ្វើឲ្យខ្លួនឯងល្អឥតខ្ចោះដើម្បីបំពេញចិត្តអ្នកដទៃអាចថាយើងរស់នៅក្នុងស្ថានភាពមួយរស់នៅដោយបំពេញចិត្តគេអញ្ចឹងអាចថាជាស្ថានភាពមួយដែលធ្វើឲ្យអារម្មណ៍ឬក៏ចិត្តគំនិតយើងនឹងហាក់ដូចជាតឹងតែងខ្លាំងណាស់អត់រកតុល្យភាពសម្រាប់ខ្លួនឯងអត់មានរកភាពរីករាយរបស់ខ្លួនឯងអត់មានអញ្ចឹងហាក់ដូចជាតឹងតែងសម្រាប់អ្នកដទៃអ្នកទាំងអស់គ្នាខ្លាំងអញ្ចឹងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នាអាចនឹងរកតុល្យភាពសម្រាប់ជីវិតរបស់ខ្លួនឯងបានឡើងវិញហើយមួយទៀតអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាក៏ចង់បង្រៀនទៅដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាមិនចាំបាច់ធ្វើឲ្យខ្លួនឯងនឹងល្អឥតខ្ចោះពេកទេអ្នកទាំងអស់គ្នានឹងមិនចាំបាច់ធ្វើឲ្យខ្លួនឯងនឹងមើលមកនឹងជាមនុស្សដែលperfect ពេកទេដើម្បីតម្រូវចិត្តគេនឹងយើងមិនបាច់ធ្វើឲ្យ perfect ពេកទេអ្នកទាំងអស់គ្នាគ្រាន់តែថាធ្វើខ្លួនឯងជាខ្លួនឯងធ្វើអ្វីដែលខ្លួនឯងធ្វើបានឬក៏គេហៅថាចេះរីករាយនៅអ្វីដែលខ្លួនឯងមានអ្នកថែរក្សារបស់អ្នកទាំងអស់គ្នានឹងចង់ឲ្យអ្នកទាំងអស់គ្នានឹងចាក់ចេញពីការភ័យខ្លាចចាក់ចេញពីជីវិតដែលពោពេញទៅដោយគេហៅថាភាពមិនទុកចិត្តខ្លួនឯងភាពគេហៅថាដូចយើងបាក់ទឹកចិត្តអញ្ចឹងឲ្យអ្នកទាំងអស់គ្នានឹងចាក់ចេញពីស្ថានភាពបែបហ្នឹងឲ្យអ្នកទាំងអស់គ្នានឹងបោះបង់ចោលនៅរបួសផ្លូវចិត្តចាស់ឬក៏អាចថាឲ្យអ្នកទាំងអស់គ្នានឹងបោះបង់នៅរឿងរ៉ាវដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងមានបញ្ហាផ្លូវចិត្តកន្លងមកខូចចិត្តឈឺចាប់អីទាំងប្រមាណហ្នឹងឲ្យអ្នកទាំងអស់គ្នានឹងរៀនបោះបង់រឿងឈឺចាប់ឬក៏របួសផ្លូវចិត្តហ្នឹងឲ្យអ្នកទាំងអស់គ្នារៀនបោះបង់វាចោលដើម្បីឲ្យអ្នកទាំងអស់គ្នានឹងអាចទៅរកជីវិតមួយដែលមានភាពស្ងប់ស្ងាត់ឬក៏សន្តិភាពផ្លូវចិត្តល្អជាងមុនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមិនបោះបង់ទាំងអស់នឹងចោលទេអ្នកទាំងអស់គ្នាអត់អាចទៅរកជីវិតមួយដែលល្អជាងជីវិតរាល់ថ្ងៃនឹងកើតទេដោយសារហេតុអីខ្លួនយើងពោពេញទៅដោយរឿងអវិជ្ជមានច្រើនអញ្ចឹងនៅពេលដែលក្នុងខ្លួនពោពេញទៅដោយរឿងអវិជ្ជមានច្រើនវានឹងអាចថាអូសទាញសិតតែរឿងអវិជ្ជមានចូលទៅមកយើងនឹងកាន់តែច្រើនបន្ថែមទៀតប៉ុន្តែបើនៅក្នុងខ្លួនយើងពោពេញទៅដោយរឿងវិជ្ជមានច្រើនអញ្ចឹងយើងនឹងអូសទាញរឿងវិជ្ជមានជាច្រើនចូលមកដល់ក្នុងខ្លួនយើងថែមទៀតអញ្ចឹងអាចថានៅពេលដែលក្នុងខ្លួនរបស់អ្នកទាំងអស់គ្នាពោពេញទៅដោយភាពវិជ្ជមានអ្នកទាំងអស់គ្នានឹងអាចអូសទាញមនុស្សល្អចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងអាចផ្លាស់ប្ដូរការរស់នៅរបស់អ្នកទាំងអស់គ្នានឹងឲ្យមានភាពល្អប្រសើរជាងមុនបន្ថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែជឿជាក់ឬក៏អាចថាការរស់នៅដោយមានទំនុកចិត្តទៅលើខ្លួនឯងសម្រាប់ការ Ten of Crystal នេះវិញគឺជាសញ្ញាការមួយដែលបង្ហាញថាអ្នកទាំងអស់គ្នានឹងកំពុងតែមានបន្ទុកច្រើនបន្ទុកធ្ងន់ធ្ងរមួយអញ្ចឹងអាចថាអ្នកទាំងអស់គ្នាកំពុងតែទទួលបន្ទុកក្នុងការគេហៅថាដោះស្រាយបញ្ហាមនុស្សគ្រប់រូបឬក៏ដោះស្រាយបញ្ហាអ្នកដែលនៅជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នាជាច្រើនអាចថាជាមិត្តភ័ក្តិក្រុមគ្រួសារឬក៏អីអញ្ចឹងយើងជាអ្នកចេញមកដោះស្រាយហើយមួយទៀតអាចថាយើងជាមនុស្សម្នាក់ដែលព្យាយាមជួយទៅដល់មនុស្សគ្រប់គ្នាអាចថាជួយទៅលើមិត្តភ័ក្តិឬក៏តែងតែជួយទៅលើក្រុមគ្រួសារបងប្អូនអីអញ្ចឹងអាចថាយើងជាមនុស្សម្នាក់ដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអ្នកនៅជុំវិញខ្លួនយើងមិនថាក្រុមគ្រួសារមិនថាបងប្អូនមិនថាមិត្តភ័ក្តិទេអញ្ចឹងអាចថាអ្នកទាំងអស់គ្នាព្យាយាមជួយគេច្រើនប៉ុន្តែអ្នកទាំងអស់គ្នាអត់បានគិតមកលើខ្លួនឯងទេអ្នកទាំងអស់គ្នាអត់បានគេហៅយកចិត្តទុកដាក់មកលើខ្លួនឯងទេអ្នកទាំងអស់គ្នាអត់មានពេលសម្រាប់គ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាអត់មានពេលថែរក្សាមកដល់ខ្លួនឯងទេអញ្ចឹងចំណុចនេះអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់រំលឹកថាឲ្យអ្នកទាំងអស់គ្នានឹងត្រូវចេះគិតគូរមកលើខ្លួនឯងបន្ថែមឲ្យបានច្រើនអ្នកទាំងអស់គ្នាត្រូវមានថ្ងៃឈប់សម្រាកគេហៅថាឲ្យខ្លួនឯងនឹងព្យាបាលខ្លួនឯងឡើងវិញបានន័យថាផ្ដល់ឲ្យខ្លួនឯងមានភាពរីករាយផ្ដល់ឲ្យខ្លួនឯងមានភាពសុបាយផ្ដល់ឲ្យខ្លួនឯងមានគេហៅមានភាពស្រស់ថ្លាឡើងវិញបន្ថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចមានពេលដើរកម្សាន្តឬក៏ហាត់ប្រាណឬក៏គេហៅថាលើកទឹកចិត្តខ្លួនឯងខ្លះផងហើយមួយទៀតក៏ចង់រំលឹកថាអ្នកទាំងអស់គ្នាមិនគួរផ្ដោតថាអ្នកទាំងអស់គ្នាត្រូវតែដោះស្រាយទៅលើបញ្ហាមនុស្សគ្រប់គ្នាទាំងអស់ហ្នឹងទេអាចថាយើងមិនអាចទៅដោះស្រាយឲ្យមនុស្សគ្រប់គ្នាបានទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមានការទទួលស្គាល់ទៅលើចំណុចហ្នឹងផងដែរបានន័យថាយើងមិនអាចទៅដោះស្រាយបញ្ហាមនុស្សគ្រប់គ្នាទាំងអស់បានទេសម្រាប់សញ្ញាការ Four of Cups បញ្ច្រាស់នេះវិញគឺជាសញ្ញាការមួយដែលបង្ហាញថាភាពឯកោរបស់អ្នកទាំងអស់គ្នានឹងវាត្រូវបានបញ្ចប់ហើយអញ្ចឹងអាចថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងអាចថានឹងមានការជួបជុំឡើងវិញអញ្ចឹងអាចថាប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួននៅក្នុងក្រុមទី3នេះអាចថាពីមុនមកអ្នកទាំងអស់គ្នាប្រហែលជាមានអារម្មណ៍ថាអ្នកទាំងអស់គ្នានឹងអត់មានអ្នកយល់ចិត្តអ្នកទាំងអស់គ្នានឹងអត់មានអ្នកណាយល់ពីអ្នកទាំងអស់គ្នាទេ
អ្នកទាំងអស់គ្នានឹងហាក់ដូចជានៅតែម្នាក់ឯងអ្នកទាំងអស់គ្នានឹងគ្មានអ្នកណានៅក្បែរអ្នកទាំងអស់គ្នាទេអញ្ចឹងអាចថាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាត្រូវប្រឈមមុខទៅនឹងបញ្ហាទាំងអស់តែម្នាក់ឯងដោយសារអត់មានអ្នកណានៅក្បែរអត់មានអ្នកណាជួយអត់មានអ្នកណាយល់ពីអ្នកទាំងអស់គ្នាអញ្ចឹងគ្រប់បញ្ហាអ្នកទាំងអស់គ្នាអាចនឹងប្រឈមដោះស្រាយវាតែម្នាក់ឯងប៉ុន្តែអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថាបញ្ហាទាំងអស់ហ្នឹងគេហៅថាភាពឯកោភាពនៅម្នាក់ឯងអត់មានអ្នកណាមកចូលរួមជាមួយអ្នកទាំងអស់គ្នាហ្នឹងបញ្ហាទាំងអស់ហ្នឹងគឺត្រូវបានបញ្ចប់ហើយអញ្ចឹងអាចថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមមានការតាក់ទាញឬក៏គេហៅថាមិត្តភ័ក្តិឬក៏មនុស្សជំនាញខ្លួនយើងហ្នឹងចាប់ផ្ដើមចង់ចំណាយពេលឬក៏ចង់មកជួបអ្នកទាំងអស់គ្នាឡើងវិញអញ្ចឹងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នាអាចនឹងមានការអញ្ជើញហៅទៅចូលរួមក្នុងកម្មវិធីអីមួយឬក៏អាចថាអ្នកទាំងអស់គ្នានឹងមានការជួបជុំជាមួយនឹងមិត្តភ័ក្តិបងប្អូនឬក៏ក្រុមគ្រួសារទៅក្នុងកម្មវិធីអីមួយឬមួយទៀតអាចថាអ្នកទាំងអស់គ្នាមានការជួបឬក៏គេហៅថាជួបជុំឬក៏មានមិត្តភ័ក្តិថ្មីមកគេហៅមកចូលរួមជាមួយអ្នកទាំងអស់គ្នាអញ្ចឹងក្នុងពេលហ្នឹងអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាតាមពិតទៅអ្នកទាំងអស់គ្នាអត់នៅម្នាក់ឯងទេវាគ្រាន់តែថាក្នុងដំណាក់កាលមួយដែលអ្នកថែរក្សារបស់អ្នកទាំងអស់គ្នានឹងកំពុងតែរៀបចំជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងក្នុងដំណាក់កាលហ្នឹងអ្នកទាំងអស់គ្នាហាក់ដូចជាមានអារម្មណ៍ថាឯកោអញ្ចឹងតាមពិតទៅអ្នកទាំងអស់គ្នាអត់ឯកោទេហើយសម្រាប់សន្លឹកការ The Devil នេះវិញគឺជាសន្លឹកការមួយដែលបង្ហាញពីគេហៅថាការភ្ជាប់ទំនាក់ទំនងឬក៏ការលបួងលួងលោមឬក៏ការមានទំនាក់ទំនងមួយដែលជាទំនាក់ទំនងមិនល្អដែលជាទំនាក់ទំនងមិនមានសុខភាពល្អសម្រាប់អ្នកទាំងអស់គ្នាអាចថាជាទំនាក់ទំនងបែបអត់ល្អជាទំនាក់ទំនងដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងមានការឈឺចាប់អញ្ចឹងអានេះគឺវាបង្ហាញថាទំនាក់ទំនងនឹងកើតមានឡើងវិញអញ្ចឹងអាចថាប្រសិនបើអ្នកទាំងអស់គ្នាមានអតីតស្នេហាតាក់ទងជាមួយនឹងស្នេហាប្រសិនបើយើងមានអតីតស្នេហាអីមួយឬក៏មានទំនាក់ទំនងស្នេហាកាលពីមុនមកអញ្ចឹងមានមនុស្សម្នាក់ដែលធ្លាប់មានគេហៅថាធ្លាប់មានអត្តពលមកលើអ្នកទាំងអស់គ្នាអាចថាមនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាធ្លាប់ស្រឡាញ់ខ្លាំងអញ្ចឹងណាអញ្ចឹងម្នាក់ហ្នឹងនឹងព្យាយាមតាក់ទងមកអ្នកទាំងអស់គ្នាម្ដងទៀតអញ្ចឹងអាចថាម្នាក់ហ្នឹងនឹងចាប់ផ្ដើមនិយាយថាគាត់បានផ្លាស់ប្ដូរហើយគាត់កំពុងតែនឹកអ្នកទាំងអស់គ្នាគាត់នឹងនិយាយថាតើពួកយើងអាចចាប់ផ្ដើមសារជាថ្មីឡើងវិញបានទៀតឬក៏អត់ប៉ុន្តែទៅត្រង់ចំណុចនេះអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ផ្ញើសារពមៀនទៅដល់អ្នកទាំងអស់គ្នាថាសូមកុំឲ្យអ្នកទាំងអស់គ្នានឹងប្រើអារម្មណ៍មកបិទបាំងទៅលើសតិសម្បជញ្ញៈរបស់អ្នកទាំងអស់គ្នាសូមកុំប្រើអារម្មណ៍គេហៅថាភាពឆ្លក់វង្វេងមួយផ្លេតហ្នឹងឲ្យអ្នកទាំងអស់គ្នានឹងមើលឃើញគេហៅសម្រាប់ចិត្តខុសអញ្ចឹងឲ្យអ្នកទាំងអស់គ្នាគិតឲ្យច្បាស់ឲ្យយកការពិតមកគិតកុំយកការស្រឡាញ់កុំយកការឆ្លក់វង្វេងមកគិតអញ្ចឹងឲ្យយកការពិតមកគិតមកប្រៀបធៀបមកវិនិច្ឆ័យអញ្ចឹងអាចថាមនុស្សដែលអាចជាទូទៅមនុស្សអាចផ្លាស់ប្ដូរបានប៉ុន្តែការផ្លាស់ប្ដូរពិតប្រាកដគឺវាត្រូវការពេលវេលាវាត្រូវការសកម្មភាពវាមិនមែនត្រូវការតែពាក្យសម្ដីនោះទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវគិតនឹងសម្រេចចិត្តដោយប្រើវិចារណញ្ញាណរបស់អ្នកទាំងអស់គ្នាឲ្យបានត្រឹមត្រូវកុំប្រើអារម្មណ៍របស់អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាមានកូនចិត្តមួយបានន័យថានៅក្នុងចិត្តទូចណាមួយសម្លេងទូចមួយនៅក្នុងចិត្តយើងប្រាប់យើងថាវាអត់ត្រឹមត្រូវទេវាអត់គួរទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ទៅលើអាសម្លេងទូចមួយនៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នាពីព្រោះអាចថាជារឿងដែលត្រឹមត្រូវបានន័យថាជាអ្វីដែលអ្នកថែរក្សារបស់អ្នកទាំងអស់គ្នានឹងចង់ប្រាប់ដល់អ្នកទាំងអស់គ្នានឹងឯងអញ្ចឹងកុំមើលរំលងអារម្មណ៍ទូចមួយនៅក្នុងចិត្តយើងអញ្ចឹងបើសិនជាមានអារម្មណ៍ថាអ្វីមួយដែលមិនត្រឹមត្រូវគឺយើងត្រូវតែកុំចូលទៅកុំភ្ជាប់ទំនាក់ទំនងនឹងឡើងវិញឬក៏កុំចាប់ផ្ដើមទំនាក់ទំនងនឹងឡើងវិញឬក៏អីអញ្ចឹងអានេះគ្រាន់តែជាសាររំលឹកទៅដល់អ្នកទាំងអស់គ្នាមុននឹងចាប់ផ្ដើមត្រូវគិតដោយវិចារណញ្ញាណត្រឹមត្រូវអញ្ចឹងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងមានឱកាសល្អៗជាច្រើនដែលនឹងបើកទ្វារចាំអ្នកទាំងអស់គ្នាអញ្ចឹងឱកាសល្អហ្នឹងវាអាចថាអ្នកទាំងអស់គ្នានឹងមានការងារថ្មីអ្នកទាំងអស់គ្នានឹងមានអាជីវកម្មថ្មីឬក៏អ្នកទាំងអស់គ្នានឹងបានជួបមនុស្សថ្មីម្នាក់ឬមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងមានមនុស្សម្នាក់ដែលមានឥទ្ធិពលឬក៏មនុស្សម្នាក់ដែលមានគេហៅថាមានអំណាចមានឥទ្ធិពលឬក៏មនុស្សម្នាក់ដែលខ្ពង់ខ្ពស់ហ្នឹងអាចថានឹងជួយបើកផ្លូវឲ្យអ្នកទាំងអស់គ្នានឹងឬក៏ជួយណែនាំមកដល់អ្នកទាំងអស់គ្នាអញ្ចឹងអានេះគឺជាឱកាសល្អសម្រាប់អ្នកទាំងអស់គ្នានឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាកុំឲ្យអតីតកាលឬក៏កុំឲ្យទំនាក់ទំនងចាស់ហ្នឹងវាមករារាំងឬក៏វាមកធ្វើជាឧបសគ្គក្នុងការដើរទៅមុខទៅរកឱកាសល្អៗថ្មីសម្រាប់អ្នកទាំងអស់គ្នាហើយមួយទៀតអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាក៏ចង់ប្រាប់មកដល់អ្នកទាំងអស់គ្នាថានៅក្នុងអនាគតដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងមានការចាប់អារម្មណ៍
ពីគេហៅថាពីក្រុមមនុស្សឬក៏មានមនុស្សជាច្រើនហ្នឹងចាប់អារម្មណ៍មកលើអ្នកទាំងអស់គ្នាអាចថានៅកន្លែងធ្វើការងារឬក៏តាក់ទងជាមួយនឹងអាជីពឬក៏អាជីវកម្មអីមួយមិនថានៅកន្លែងដែលយើងធ្វើការហ្នឹងមានមនុស្សជាច្រើនចាប់អារម្មណ៍មកលើអ្នកទាំងអស់គ្នាបើយើងធ្វើអាជីវកម្មមិនថានៅកន្លែងអាជីវកម្មរបស់យើងហ្នឹងមានមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍មកលើអ្នកទាំងអស់គ្នាហើយការចាប់អារម្មណ៍នេះវាអាចថាតាក់ទងជាមួយនឹងរឿងស្នេហាក៏មានដែរបានន័យថានៅកន្លែងធ្វើការយើងអាចនឹងជួបមានមនុស្សម្នាក់ដែលចាប់អារម្មណ៍ឬក៏គេហៅថាមានទំនាក់ទំនងស្នេហានៅក្នុងកន្លែងធ្វើការយើងបើយើងនិយាយពីអាជីវកម្មផងយើងអាចថានឹងបានជួបស្នេហានៅក្នុងកន្លែងយើងបើកអាជីវកម្មនឹងឯងមានមនុស្សជាច្រើននៅកន្លែងធ្វើការងារយើងហ្នឹងគឺកំពុងតែកោតសរសើរឬក៏គោរពឬក៏ផ្ដល់តម្លៃទៅលើសមត្ថភាពរបស់អ្នកទាំងអស់គ្នាហើយអាចថាមានមនុស្សជាច្រើនកំពុងតែសង្កេតមើលមកអ្នកទាំងអស់គ្នាមានមនុស្សជាច្រើនហ្នឹងគឺកំពុងតែមើលឃើញការខិតខំរបស់អ្នកទាំងអស់គ្នាអញ្ចឹងទាំងអស់ហ្នឹងវានឹងបើកឱកាសថ្មីៗឲ្យអ្នកទាំងអស់គ្នាបានន័យថាវាជាឱកាសមួយដែលអ្នកទាំងអស់គ្នាហ្នឹងមានឱកាសក្នុងការឡើងតំណែងឬក៏ឱកាសក្នុងការទទួលបានអីដែលថ្មីបន្ថែមទៀតអញ្ចឹងបើយើងនិយាយពីស្នេហាយើងអាចជួបមនុស្សដែលមានទំនាក់ទំនងស្នេហានៅកន្លែងធ្វើការប៉ុន្តែបើយើងនិយាយមិនតាក់ទងនឹងស្នេហាទេអ្នកទាំងអស់គ្នានឹងបានទទួលឱកាសល្អទាក់ទងមួយតំណែងឬក៏ការឡើងប្រាក់ខែអញ្ចឹងទៅពីព្រោះគេមើលឃើញពីសមត្ថភាពរបស់អ្នកទាំងអស់គ្នាគេមើលឃើញពីការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាគេមើលឃើញពីតម្លៃរបស់អ្នកទាំងអស់គ្នានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងទទួលបានឱកាសល្អមួយឬក៏សំណើដ៏ធំមួយដែលវាជាឱកាសឬក៏ជាសំណើមួយដែលនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងអស់គ្នាខ្លាំងតែម្ដងអាចថាវាជាសំណើដែលតាក់ទងជាមួយនឹងការរៀបការឬក៏សុំរៀបការមកលើអ្នកទាំងអស់គ្នាឬមួយទៀតអាចថាជាសំណើឬក៏ឱកាសមួយដែលតាក់ទងនឹងការងារថ្មីឬក៏ការឡើងតំណែងឬក៏គេហៅថាការសហការជាមួយនឹងគម្រោងថ្មីឬក៏អាជីវកម្មអីមួយថ្មីជាមួយអ្នកទាំងអស់គ្នាអញ្ចឹងលើកនេះសំណើឬក៏ស្នើសុំទាំងអស់ហ្នឹងគឺអាចថាលើកហ្នឹងអ្នកទាំងអស់គ្នាគឺជាអ្នកមានសិទ្ធិមានអំណាចក្នុងការជ្រើសរើសអញ្ចឹងអ្នកទាំងអស់គ្នាកុំប្រញាប់ក្នុងការសម្រេចចិត្តពេកអ្នកទាំងអស់គ្នាត្រូវគិតត្រូវពិចារណាឲ្យបានច្បាស់លាស់និងមុនការសម្រេចចិត្តវាទៀតអ្នកទាំងអស់គ្នាគួរតែដល់ពេលដែលត្រូវលះបង់កំហឹងការអន់ចិត្តការឈឺចិត្តការឈឺចាប់ដែលអ្នកទាំងអស់គ្នាបានស្ពាយមកជាយូរមកហើយហ្នឹងអ្នកទាំងអស់គ្នាហ្នឹងដល់ពេលគួរតែបោះបង់វាចោលដោះលែងវាចេញឬក៏ជំរះវាអស់ចេញពីក្នុងចិត្តក្នុងអារម្មណ៍របស់អ្នកទាំងអស់គ្នាពីព្រោះអាការដោះលែងឬក៏អាការលាងជំរះរឿងទាំងអស់ហ្នឹងវាមិនមែនធ្វើឡើងដើម្បីអ្នកដទៃទេប៉ុន្តែវាធ្វើឡើងដើម្បីខ្លួនឯងដើម្បីឲ្យខ្លួនឯងមានសេរីភាពដើម្បីខ្លួនឯងមានសន្តិភាពដើម្បីឲ្យខ្លួនឯងមានភាពស្ងប់ស្ងាត់ខាងផ្លូវចិត្តជាងមុនអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានដោះលែងឬក៏បានគេហៅថាបោះបង់នៅអ្វីដែលមិនល្អសម្រាប់ខ្លួនឯងគេហៅថាបោះបង់នៅអ្វីដែលវាមិនស័ក្តិសមជាមួយនឹងយើងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានជំរះទាំងអស់នឹងចេញអស់អ្នកទាំងអស់គ្នានឹងរកឃើញគេហៅថារឿងរ៉ាវល្អនឹងចូលមកដល់អ្នកទាំងអស់គ្នាអាចថាពរជ័យឬក៏គេហៅថាគេហៅថាភាពល្អពរជ័យទាំងប្រមាណហ្នឹងនឹងចូលមកដល់អ្នកទាំងអស់គ្នាជំនួសនឹងរឿងដែលមិនល្អនឹងវិញបានន័យថាយើងមាន space សម្រាប់ដាក់រឿងល្អនឹងចូលបានន័យថាយើងដករឿងល្អចេញយើងមានកន្លែងចំណេះសម្រាប់ដាក់រឿងល្អចូលអញ្ចឹងឱកាសថ្មីឬក៏ហៅពរជ័យល្អនឹងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាច្រើនជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាកុំអនុញ្ញាតឲ្យអតីតកាលរបស់អ្នកទាំងអស់គ្នាដែលជាអតីតកាលមិនល្អហ្នឹងទាញអ្នកទាំងអស់គ្នាត្រឡប់ទៅក្រោយអញ្ចឹងអាចថាអតីតកាលទាំងអស់ហ្នឹងវាកំពុងតែព្យាយាមអូសទាញអ្នកទាំងអស់គ្នាវាកំពុងតែព្យាយាមមកកត់ទ្វារហៅអ្នកទាំងអស់គ្នាទៅវិញប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដូចនិយាយមកអញ្ចឹងកុំអនុញ្ញាតឲ្យរឿងទាំងអស់ហ្នឹងទាញអ្នកទាំងអស់គ្នាទៅក្រោយវិញបានហើយអតីតកាលទាំងអស់ហ្នឹងវាអាចថាមានតកតងជាមួយនឹងមនុស្សចាស់ពីមុនមកមិត្តភ័ក្តិឬក៏មិត្តភ័ក្តិបងប្អូនឬក៏សង្សារស្នេហាអីអញ្ចឹងអាចថាព្យាយាមតកតងមកអ្នកទាំងអស់គ្នាឡើងវិញឬមួយអាចថាជាទំនាក់ទំនងអីមួយដែលជាទំនាក់ទំនងមិនល្អទៅជាទំនាក់ទំនងមិនសមជាមួយនឹងអ្នកទាំងអស់គ្នាដែលជាទំនាក់ទំនងធ្វើឲ្យអ្នកទាំងអស់គ្នាមានការឈឺចាប់កក់ចិត្តឬក៏គេថាបញ្ហាស្មុគស្មាញផ្លូវចិត្តហ្នឹងព្យាយាមអូសទាញអ្នកទាំងអស់គ្នាត្រឡប់ទៅក្រោយវិញហើយមួយទៀតអាចថាជាទម្លាប់ចាស់ទម្លាប់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាមិនអាចដើរទៅមុខបានអញ្ចឹងទម្លាប់ទាំងអស់ហ្នឹងកំពុងតែមាននៅក្នុងចិត្តក្នុងអារម្មណ៍របស់អ្នកទាំងអស់គ្នាឡើងវិញអាចថាជាទម្លាប់មួយដែលអូសទាញអ្នកទាំងអស់គ្នាអត់ឲ្យដើរទៅមុខរួចហ្នឹងវាចាប់ផ្ដើមមានមកវិញនៅក្នុងចិត្តក្នុងគំនិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងអាចថាក្នុងពេលខាងមុខនេះអ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរអ្នកទាំងអស់គ្នាមិនមែនជាមនុស្សដូចមុនទៀតទេអាចថាអ្នកទាំងអស់គ្នាចាប់ផ្ដើមគេហៅថាដោយសារអ្នកទាំងអស់គ្នាបានកែតម្រូវខ្លួនឯងច្រើនអញ្ចឹង
មិនអ្នកទាំងអស់គ្នាមិនមែនជាមនុស្សពីមុនទេអញ្ចឹងទោះបីជាអារឿងនឹងកើតឡើងមកដល់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចគ្រប់គ្រងវាបានឬក៏អ្នកទាំងអស់គ្នាអាចគេហៅថាជំនះទៅលើអាបញ្ហាទាំងអស់ហ្នឹងអញ្ចឹងអាចថាចក្រវាលចង់រំលឹកថាអ្នកទាំងអស់គ្នាត្រូវតែហ៊ានដើរចេញអ្នកទាំងអស់គ្នាកុំត្រឡប់ទៅកន្លែងចាស់ដែលមិនល្អជាកន្លែងដែលអ្នកថែរក្សារបស់អ្នកទាំងអស់គ្នានោះព្យាយាមអូសអ្នកទាំងអស់គ្នាចេញអញ្ចឹងបើសិនជាគាត់អូសអ្នកទាំងអស់គ្នាចេញបានមកហើយអ្នកទាំងអស់គ្នាត្រឡប់ទៅវិញវាអត់ត្រូវបានថាយើងអត់អាចទៅរកចំណុចល្អជាងនឹងបានអញ្ចឹងចង់រំលឹកថានៅពេលដែលអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាព្យាយាមអូសគ្នាចេញអូសអ្នកទាំងអស់គ្នាចេញពីកន្លែងដែលមិនល្អនឹងហើយអ្នកទាំងអស់គ្នាខ្លួនឯងក៏កុំត្រឡប់ទៅវិញកុំធ្វើឲ្យខ្លួនឯងធ្លាក់ទៅក្នុងផ្លូវចាស់ឡើងវិញអ្នកទាំងអស់គ្នាត្រូវតែបន្តដើរទៅមុខអ្នកទាំងអស់គ្នាត្រូវតែទៅមុខចំណិចបានថាមានតែវិធីទៅមុខមួយគត់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមានគេហៅថាទៅរកសុភមង្គលខ្លួនឯងបានធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមានសន្តិភាពផ្លូវចិត្តស្ងប់ស្ងាត់ខាងផ្លូវចិត្តធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមានភាពរីករាយនៅពេលខាងមុខបានអញ្ចឹងភាពដែលពុំពេញទៅដោយសុភមង្គលភាពរីករាយឬក៏គេហៅថាភាពសម្បូរបែបរបស់អ្នកទាំងអស់គ្នាហ្នឹងវាអាចកើតមានបានលុះត្រាតែអ្នកទាំងអស់គ្នាហ្នឹងត្រូវហ៊ានសម្រេចចិត្តដោយក្លាហានអញ្ចឹងអាចថាវាមិនមែនជារឿងចៃដន្យសម្រាប់អ្នកទាំងអស់គ្នានៅសុខអារឿងល្អចូលមកឬក៏រឿងមានសុភមង្គលចូលមកក្នុងខ្លួនអ្នកទាំងអស់គ្នាឬក៏ក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហ្នឹងវាមិនមែននៅសុខកើតឡើងទេវាលុះត្រាតែអ្នកទាំងអស់គ្នាហ្នឹងមានសកម្មភាពមួយកើតឡើងអាចថាជាសកម្មភាពក្នុងការសម្រេចចិត្តមួយដ៏ក្លាហានឬក៏គេហៅថាការសម្រេចចិត្តជ្រើសរើសខ្លួនឯងជាអតិភិបការសម្រេចចិត្តហ៊ានចូលទៅគេហៅថាមាត់ទ្វារផ្លូវថ្មីឬក៏គេហៅថាហ៊ានចាក់ចេញពីផ្លូវចាស់ចូលទៅផ្លូវថ្មីឬក៏គេហ៊ានបោះជំហានទៅមុខអញ្ចឹងអាទាំងអស់ហ្នឹងប្រសិនបើអ្នកទាំងអស់គ្នាហ៊ានធ្វើហៅថាហ៊ានសម្រេចចិត្តដោយក្លាហានអ្នកទាំងអស់គ្នានឹងរកឃើញអីមួយដែលថ្មីជាងពេលបច្ចុប្បន្នអាចថាអ្នកទាំងអស់គ្នាមួយចំនួននៅក្នុងក្រុមទី3នេះបានតស៊ូយូរមកហើយបានប្រឹងប្រែងជាយូរមកហើយអាចថាពីមុនមកអ្នកទាំងអស់គ្នាបានតស៊ូខ្លាំងជំនះទៅលើឧបសគ្គគ្រប់បែបយ៉ាងហើយអាចថាពេលខ្លះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចជាអត់មានអ្នកយល់ចិត្តអត់មានអ្នកដឹងអត់មានអ្នកគេថាយល់ពីអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាស្ទើរតែបោះបង់ភាសាហើយអ្នកទាំងអស់គ្នាស្ទើរតែបោះបង់វាចោលហើយប៉ុន្តែអ្នកទាំងអស់គ្នានៅតែស៊ូទ្រាំដើរបន្តទៅមុខទៀតអញ្ចឹងពេលខ្លះអាចថាអ្នកទាំងអស់គ្នាយំក៏មានជួបការឈឺចាប់ច្រើនក៏មានអ្នកទាំងអស់គ្នាលះបង់ច្រើនមែនទែនហើយអ្នកទាំងអស់គ្នាបានព្យាយាមគេហៅថាបន់ស្រន់អធិដ្ឋានគ្រប់ពេលប៉ុន្តែអាទាំងអស់ហ្នឹងមិនមែនថាអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាមិនបានលឺឬក៏មិនបានដឹងនោះទេប៉ុន្តែគេហៅថាពេលវេលាវាអត់តាន់ដល់អញ្ចឹងអាចថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នានឹងទទួលបានផលទទួលបានអ្វីដែលអ្នកទាំងអស់គ្នាបានប្រឹងប្រែងកន្លងមកហ្នឹងវានឹងគេហៅថាវានឹងចាប់ផ្ដើមឲ្យជាផលឬក៏ផលតបស្នងរបស់អ្នកទាំងអស់គ្នាវិញប្រមកវិញសម្រាប់ក្រុមទី3អ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាមិនមែនជាមនុស្សដែលកើតមកសម្រាប់តែរស់នៅក្នុងការឈឺចាប់ឬក៏ក្នុងភាពលំបាកដោយចំនួនមុនរបស់អ្នកទាំងអស់គ្នាទេប៉ុន្តែអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលកើតមកដើម្បីឲ្យអ្នកទាំងអស់គ្នានឹងបំបែកនៅគេថាទម្លាប់ចាស់នឹងចោលទម្លាប់នៃការមិនការរស់នៅដែលពោពេញទៅដោយការឈឺចាប់ឬក៏សម្ពាធឬក៏គេហៅថាមិនល្អសម្រាប់អ្នកទាំងអស់គ្នាហ្នឹងគឺអ្នកទាំងអស់គ្នាតែម្នាក់គត់នឹងឯងគឺជាអ្នកបំបែកអារឿងទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្នកទាំងអស់គ្នាអាចនឹងឃើញថាអ្នកទាំងអស់គ្នាចាប់ផ្ដើមមានភាពធូរស្រាលខាងផ្លូវចិត្តឬក៏គេហៅថាអតីតកាលកន្លងមកហ្នឹងចាប់ផ្ដើមធូរស្រាលលែងคล้ายជាបន្ទុកคล้ายជាបញ្ហាដែលគៀបសង្កត់មកលើអ្នកទាំងអស់គ្នាទៀតហើយអាកំណត់ចាស់ទាំងប្រមាណហ្នឹងក៏វាមិនអាចមករារាំងភាពជោគជ័យរបស់អ្នកទាំងអស់គ្នាបានដែរអញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបានគេហៅថាភាពសម្បូរបែបឬក៏ភាពរីកចម្រើនខាងផ្នែកហិរញ្ញវត្ថុឬក៏គេហៅថាជីវិតរបស់អ្នកទាំងអស់គ្នានឹងចាប់ផ្ដើមរកឃើញនៅសុភមង្គលសម្រាប់ខ្លួនឯងមួយទៀតអ្នកទាំងអស់គ្នានឹងមានទំនាក់ទំនងថ្មីជាច្រើនដែលនឹងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហើយមួយទៀតអាចថាអ្នកទាំងអស់គ្នានឹងជួបមនុស្សល្អឬក៏ជួបមនុស្សដែលមានការចិត្តដូចអ្នកទាំងអស់គ្នាមកជួយឬក៏មកគ្រប់គ្រងអ្នកទាំងអស់គ្នាពិតប្រាកដឬមួយទៀតអាចថាអ្នកទាំងអស់គ្នាមានឱកាសការងារថ្មីជាច្រើនបើយើងនិយាយពីអាជីវកម្មវិញអាចថាយើងមានអាជីវកម្មថ្មីមួយសម្រាប់ខ្លួនឯងជីវិតថ្មីដែលពោពេញទៅដោយគេហៅថាសន្តិភាពផ្លូវចិត្តគេហៅថាភាពស្ងប់ស្ងាត់ខាងផ្លូវចិត្តឬក៏ជីវិតដែលពោពេញទៅដោយសេរីភាពនិងក្តីស្រឡាញ់ហ្នឹងវានឹងចូលមកដល់អ្នកទាំងអស់គ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះឯងអញ្ចឹងសម្រាប់ក្រុមទី3គឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាពេញចិត្តចូលចិត្តសូមជួយ like comment និង share វីដេអូនេះឲ្យបានច្រើនផងអរគុណ